លាហើយបងស្រីជាទីស្រឡាញ់របស់ខ្ញុំឯងក៏មិនអាចគេចផុតពីដៃរបស់លោកម្ចាស់ដែររំខានគេកេងបែបនេះមិនសមរម្យសោះហៅថាមែនទេពិតជាមាននិស្ស័យមែនរាប់ពាន់ឆ្នាំមកនេះមនុស្សលោកមិនដឹងថាខ្ញុំជាទេគេដឹងតែថាខ្ញុំជាមេបិសាចបំផ្លាញលោកគេជឿណាស់ក្មេងស្រីសម័យនេះកម្លាំងខ្លាំងម្ល៉េះនាងគិតចង់ដណ្ដើមតំណែងពីខ្ញុំមែនទេថ្នាំដែលបងឲ្យនាងនោះគឺមានលីថ្នាំបំបត្តិធម្មពលរួចទៅហើយគឺនាងទាំងអស់ម្ដាយនាងជាព្រះនាងធំចុះបើជានាងជាវិញយ៉ាងម៉េចក៏គ្រាន់តែជាផ្កាយបិសាចដែលសម្លាប់ម្ដាយខ្លួនឯងជាចំណុចខ្មៅងឹតបំផុតក្នុងជីវិតរបស់ឪពុកបងគេក៏បំផ្លាញសាច់ឈាមអស់ហើយថ្ងៃនេះឯងត្រូវតែស្លាប់នៅទីនេះហើយតែមុននឹងសម្លាប់ឯងមុខរបស់ឯងនេះក៏ត្រូវតែបំផ្លាញចោលដែរទៅស្លាប់ទៅស៊ីហ្វៃហ្វៃប្អូនស្រីម្ដាយទីទេរបស់ខ្ញុំខ្សែជីវិតដាច់រហែកធម្មពលក្នុងខ្លួនត្រូវបំផ្លាញវិធីសាស្ត្រនេះមិនខុសពីពួកកាលពី 1000 ឆ្នាំមុនសោះខូខើណាស់កុំបារម្ភអីពេលខ្ញុំរកឃើញការពិតហើយទាំងឋានៈឈ្មោះនិងយុទ្ធធម៌របស់ឈូឈុនខ្ញុំនឹងទាមទារយកមកវិញទាំងអស់រាងកាយនេះមានត្រឹមតែថ្នាក់ទី10កណ្ដាលប៉ុណ្ណោះមើលទៅត្រូវតែថែទាំឲ្យបានល្អសិនហើយទើបអាចសងសឹកឲ្យពួកយើងបានការគូលីងដែលខ្ញុំចិញ្ចឹមដោយសាច់ឈាមអស់ 1000 ឆ្នាំនេះគឺល្អបំផុតសម្រាប់ចិញ្ចឹមសាច់ឈាមនិងប្រឡឹងឲ្យគេចំណេញមិនស្មើនឹងឲ្យខ្លួនឯងចំណេញនោះទេបងស្រីទីបំផុតក៏ត្រឡប់មកវិញមែនពេញជ្រុងជ្រមុះនេះកន្ទុយនេះប៉ះទៅប្រហែលជាមានអារម្មណ៍ល្អខ្លាំងណាស់កន្ទុយធំម្លេះនេះវាដូចជាដំបងវាស្គរទៅហើយស្អាតជាងមុនហើយរោមនៅកន្ទុយនឹងក៏ដុះច្រើនជាងមុនដែរមែនទេមានអារម្មណ៍ថាដូចជាធ្លាប់ឃើញកន្លែងណាពី 1000 ឆ្នាំមុនគួរឲ្យស្ដាយដែលចាំមិនបានចង់បានផ្កានេះបងស្រីគួរឲ្យខ្លាចណាស់អាមនុស្សវិកលចរិតហ៊ានមកអង្អែលកន្ទុយកូនក្មេងរោមវាប៉ះទៅរលុងល្អណាស់យកមកធ្វើជាកន្សែងក៏សំដែងអ្វីហ៊ានយកកូនក្មេងទៅធ្វើជាកន្សែងមែនទេនៅស្ដាប់ភាសាមនុស្សដឹងទៀតស៊ីតែមួយត្របបានហើយបើស៊ីអស់មួយតងឯងនឹងផ្ទុះពោះស្លាប់មិនខានអាសត្វអត់ក៏ដញោឲ្យស៊ីហើយនៅចង់មកកោះខ្ញុំទៀតដែលជើងរញ៉េញ៉ៃចាំខ្ញុំត្រឡប់មកវិញរកអ្នកណាក្មេងល្អភ្ញាក់ហើយប៉ាកូនត្រូវគេធ្វើបាបហើយកូនលេងស្អាតស្អំទៀតហើយប៉ាកូនឈឺចាប់ណាស់ស្ងាត់ទៅនិយាយមកមើលតើវាមានរឿងអីទៅប៉ាមិនមែនរាល់100ឆ្នាំម្ដងត្រូវឆ្លងកាត់ការបកត្រឡប់មកវិញដែលត្រូវការផ្កាវិញ្ញាណបុរាណដើម្បីឆ្លងកាត់ទេកូនចង់ជួយប៉ាបេផ្កាតែត្រូវស្រីឈួតម្នាក់ដណ្ដើមយកទៅបាត់នាងថែមទាំងកេះកន្ទុយខ្ញុំទៀតហឹកកូនលែងមានមុខមាត់អ្វីទៀតហើយផ្កាវិញ្ញាណបុរាណនោះត្រូវនាងយកទៅបាត់ហើយប៉ាស្គាល់ស្រីឈួតម្នាក់នោះដែរឬចេញទៅហើយមើលមកខ្ញុំមិនមែនចូលចិត្តកន្ទុយទេបើបានខ្ញុំទៅកន្ទុយទាំងអស់នឹងក្លាយជារបស់ឯងតើបិសាចដែលសម្រាលកូនរួចរត់ចោលឯងនោះត្រឡប់មកវិញហើយឬនៅអាសុំទីមកពីណាចង់មកមែនបានជាហ៊ានចូលមកទីនេះជួយផងឈូឯងមិនមែនធ្លាក់ជ្រោះស្លាប់បាត់ទៅហើយទេហេលឿនឡើងឈូធានត្រឡប់មកវិញហើយតើវាអាចទៅរួចយ៉ាងម៉េចទៅនាងបិសាចនេះខ្ញុំបានរុញនាងធ្លាក់ជ្រោះទៅហើយម្យ៉ាងទៀតរបួសពេញខ្លួនបែបនេះមិនអាចនៅរស់បានឡើយខ្ញុំមិនហ៊ានកុហកទេម្ចាស់ស្រីបានចូលមកក្នុងភូមិគ្រីស្ទខាងក្រោយហើយនាងណែណាឈូធានបងស្រីតើភ្ញាក់ផ្អើលទេអញគឺជាឈូធានមែនទេមិនអាចទេតើអញនៅរស់បានយ៉ាងម៉េចទៅពិតណាស់គឺព្រោះតែអាឡ័យអញនឹងហើយបងស្រីសម្លាញ់របស់បងអញកាត់ខ្សែជីវិតបងបំផ្លាញមុខមាត់បងហើយថែមទាំងលប៊ូងបងទៀតអញជូនកាដូធំមកបងច្រើនម្លេះតើបងអាចភ្លេចបានយ៉ាងម៉េចទៅអញស្លាប់ទៅហើយហ៊ានត្រឡប់មករកបងទៀតហេ
អញស្មានថាបងខ្លាចអញមែនទេអញ្ចឹងហើយបានជាបងខ្លាចជាខ្មោចលងត្រឡប់មករកអូនវិញនឹងណាប្អូនស្រីសម្លាញ់របស់បងលេងដៃទៅបងស្រីលោកម្ចាស់តើវាមានរឿងអីទៅគាត់ឈួតហើយមែនទេហ៊ានចាប់ខ្លួនកញ្ញាទី2ឈប់ដៃទៅនៅមិនព្រមលេងហ្វាយទៀតលោកម្ចាស់ហេតុអ្វីបានជានាងអាចរស់ឡើងវិញបានហើយថែមទាំងចាប់ខ្លួនកញ្ញាទី2ទៀតនាងផ្កាយមរណៈបើអញហ៊ានធ្វើបាបហ្វាយសំបីតែបន្តិចខ្ញុំនឹងធ្វើឲ្យអញស្លាប់ដោយគ្មានកន្លែងកប់មែនហេខ្ញុំខ្លាចណាស់ឈប់ដៃទៅឈួតហើយផ្កាយចង្រៃនេះឈួតលេងចង់បានការហើយស្ងាត់ទៅមើលពួកអ្នកឯងនិយាយខ្លាំងពេកធ្វើឲ្យខ្ញុំភ័យអស់ហើយបើដៃខ្ញុំញ័រហើយចាក់ត្រូវបំពង់កបអូនស្រីវិញតើត្រូវធ្វើម៉េចទៅខ្លាចអីទៅប្អូនស្រីសម្លាញ់របស់បងមិនអីទេមជុលនេះចាក់មិនស្លាប់មនុស្សទេណាមើលចុះបងត្រូវប្អូនចាក់ឲ្យមានរន្ធឈាមច្រើនម្លេះក៏នៅតែរស់រានមានជីវិតបានធម្មតាដែរនឹងនាងជួជុននេះមិនមែនជាមនុស្សទេនាងគឺជាខ្មោចកំណាចដែលវាចេញពីនរកមកតាមសង្សឹកខ្ញុំជួយខ្ញុំផងជួជុនហ្វាយគឺជាប្អូនស្រីរបស់នាងណានាងមានកំហុសអ្វីទៅបានជាចង់សម្លាប់នាងបែបនេះផ្កាយចង្រៃគឺនៅតែជាផ្កាយចង្រៃមិនយូរមិនឆាប់នឹងធ្វើឲ្យផ្ទះសម្បែងវឹកវរមិនខានមើលរូបរាងនាងពេលនេះចុះដូចខ្មោចកំណាចគ្មានខុសទេយីគេថាពេលនាងកើតមកបានបិទជញ្ជក់មេតាខ្លួនឯងរហូតខ្លាចជាសាកសពស្ងួតនេះវាជាពូជអាក្រក់ពីកំណើតច្បាស់ណាស់មិនចម្លែកទេដែលឥឡូវនេះព្រះមហាក្សត្រនិងព្រះមាតាប្រងើយកន្តើយនឹងនាងព្រះអង្គនៅមានចិត្តមេត្តាពេកហើយតាមពិតគួរតែសម្លាប់នាងចោលតាំងពីដំបូងមកឯងនេះជាមនុស្សឬអត់ម៉ាក់ខ្ញុំខំចិញ្ចឹមបីបាច់ថែរក្សាឯងតបស្នងគាត់បែបនេះមែនទេតបស្នងអញ្ចឹងឯងចង់ឲ្យខ្ញុំជួយរំលឹកឡើងវិញទេថាគាត់ចិញ្ចឹមខ្ញុំមកបែបណាម៉ាក់ខ្ញុំទើបតែស្លាប់ម៉ាក់ឯងក៏ឡើងមកជំនួសតំណែងភ្លាមហើយដេញខ្ញុំចេញពីផ្ទះម៉ាក់ខ្ញុំឲ្យឯងមកនៅជំនួសវិញសំបីតែមជុលសក់ហង្សដែលព្រះមហាក្សត្រប្រទានឲ្យម៉ាក់ខ្ញុំក៏ត្រូវគេដណ្ដើមយកទៅធ្វើជាគ្រឿងតុបតែងខ្លួនរបស់នាងដែរឥឡូវនេះឯងនៅមានមុខមកឲ្យខ្ញុំតបស្នងគុណទៀតគេឯងស្ងាត់មាត់ទៅប្រាប់ហើយថាខ្ញុំជាមនុស្សកំសាកដៃមិនសូវនឹងនួនទេបើនៅតែស្រែកទៀតខ្ញុំមិនដឹងថាវានឹងចាក់ចំត្រង់ណាទេណាជប់ភ្លាមឯងពិតជាហ៊ានណាស់ឆាប់លេងប្អូនស្រីឯងភ្លាមពុំចំរៀងកាយយ៉ាងម៉េចជូនពុកម៉ែបងប្អូនទាំងប្រុសស្រីថ្លែងអំណរគុណពីចិត្តស្មោះភក្តីចំពោះថាវិការដែលបានអូបបាត់ធំជាកម្លាំងចិត្តជំរុញឲ្យខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូបន្តសូមអរគុណចំពោះក្តីមេត្តាសូមអរគុណចំពោះក្តីមេត្តាបងស្រីឲ្យជួយខ្ញុំផងឈប់សិនអញចង់ក្បត់នឹងឪពុកមែនទេបើអញមិនព្រមលេងដៃទេក៏មិនទោសថាឪពុកម្នាក់នេះមិនគិតពីសាច់ឈាមឪពុកកូនឯណាសាច់ឈាមឪពុកកូនហ្នឹងលោកឪពុកធ្លាប់មានរឿងហ្នឹងជាមួយខ្ញុំដែរឬដេញហ่าទៅនាងកូនក្បត់លោកឪពុកឲ្យលោកតែងតែនិយាយថាខ្ញុំជាកូនស្រីរបស់លោកតែហេតុអ្វីក្នុងភ្នែកលោកឃើញតែនាងស៊ីហ្វាយម្នាក់ទៅវិញខ្ញុំគិតថាទោះបីជាស៊ីហ្វាយពេលនេះមានសភាពវេទនាប៉ុណ្ណាក៏ដោយក៏មិនអាចវេទនាជាងខ្ញុំដែរនាងកូនក្បត់នេះអញមានសភាពដូចខ្មោចបែបនេះវាជារឿងអីទៅតែខ្ញុំខ្លាចជាសភាពបែបនេះគឺសិតតែមកពីនាងស៊ីហ្វាយនឹងឯងនៅហ៊ានមួយបង្កាច់គេទៀតហ្វាយមានចិត្តសប្បុរសតាំងពីតូចសូម្បីតែស្រមោចមួយក៏នាងមិនហ៊ានសម្លាប់ផងចុះតម្រាំឯងដែលមានកម្លាំងខ្លាំងជាងនាងបែបនេះតើនាងអាចធ្វើបាបអញបានដោយរបៀបណាមែនហើយអ្នកនាងទី2មានចិត្តសប្បុរសណាស់អ្នកនាងធំច្បាស់ជាកំពុងតែមួយបង្កាច់នាងហើយលោកគុំជឿនាងអីគឺនាងបងស្រឡាញ់អូនតែបងដឹងច្បាស់ថាគេចំណែនដែលបងស្រឡាញ់អូនគេបោកអូនទៅមាត់ជ្រុះដើម្បីសម្លាប់អូនទាំងពីរនាក់ដើម្បីជួយអូនគេក៏លូកដៃរុនគេធ្លាក់ជ្រុះទៅលោកម្ចាស់ហ្វាយជាមនុស្សចិត្តទន់ណាស់បើមិនមែនគេបង្ខំខ្លាំងពេកទេតើនាងអាចកាយបានយ៉ាងម៉េចគឺជួឈុនទេដែលចំណែនគេចិត្តអាក្រក់ណាស់គឺជួឈុនទេដែលចំណែនគេចិត្តអាក្រក់ណាស់ទោះបីជាត្រូវឲ្យអាមនុស្សអាក្រក់នេះស្លាប់ក៏មិនអាចឲ្យវាធ្វើឲ្យខូចគេឈ្មោះហ្វាយបានដែរជាបងស្រីគេតើអាចចំណែនប្អូនស្រីបង្កើតខ្លួនឯងបានយ៉ាងម៉េចប្អូនស្រីឯងធ្វើបែបនេះព្រោះតែការពារខ្លួនឯងទេទើបបានរុញឯងធ្លាក់ជ្រុះទោះបីឯងរងទុក្ខបន្តិចបន្តួចតែជីវិតនៅរស់ក្រោយមកមិនព្រមដឹងកំហុសខ្លួនឯងសោះថែមទាំងហ៊ានធ្វើដែរដល់ទៀតក្លិននេះស្អាមណាស់ហាក់ដូចជាមនុស្សដែលខ្ញុំស្គាល់កាលពី1000ឆ្នាំមុនអញ្ចឹងប៉ានៅមានការគូលៀងពាក់កណ្ដាលទៀតដែលនាងបិសាចនោះយកទៅបាត់ហើយប៉ាយើងប្រញាប់ទៅរកនាងទៅបើទៅយឺតផ្កានោះត្រូវនាងស៊ីអស់នោះវានឹងក្លាយជាប៉ាហើយប៉ាពូកែណាស់បែបនេះមានតែយើងទេដែលអាចរកនាងឃើញប៉ុន្តែប៉ារកនាងឃើញហើយកុំសម្លាប់នាងអីបានទេនាងបានជួយសង្គ្រោះជីវិតកូនហើយទោះបីជាគេជាមនុស្សវិកលចរិតក៏ដោយប៉ាបានស្ដាប់កូននិយាយអត់ហ្នឹងប៉ាកន្ទុយរបស់កូនកុំបង្ហាញរូបរាងពិតប៉ាយើងទៅណៃលើនេះទៅភូមិគ្រឹះរបស់លោកម្ចាស់ភេញៀងដើម្បីរកអ្នកដែលបេះផ្កាហ្គេលិចនោះ
លោកម្ចាស់កំពុងតែគិតមែនទេថានាងខ្ញុំជាតារាអាក្រក់បែបនេះស្លាប់ទៅវាល្អជាងជាពិសេសពេលខ្ញុំត្រឡប់មកវិញភ្លាមក៏ធ្វើរឿងឈួតទៅធ្វើបាបប្អូនស្រីទី7យ៉ាងនេះមិនប្រកាសថាខ្ញុំឈួតមែនទេបើលោកម្ចាស់សម្លាប់ខ្ញុំចោលហើយប្រកាសថាខ្ញុំឈួតស្លាប់ទៅក៏សមហេតុផលដែរនាងជាតារាអាក្រក់គំនិតនាងវាតែវាមិនបានទេលោកម្ចាស់បើខ្ញុំស្លាប់លោកម្ចាស់នឹងជាប់មិនខានមុនពេលខ្ញុំត្រឡប់មកវិញខ្ញុំបានដើរជុំវិញរាជធានីមួយជុំឥឡូវនេះអ្នករាជធានីទាំងអស់បានឃើញពីសភាពដ៏សែនវេទនារបស់ខ្ញុំអស់ហើយមុនពេលខ្ញុំមកដល់ខ្ញុំបានទៅប្តឹងនៅសាលាដំបងហើយវីស្គរទៀតផងមិនយូរទេពួកគេនឹងមកដល់បើខ្ញុំស្លាប់ក្នុងភូមិគ្រឹះលោកម្ចាស់ពេលនេះលោកម្ចាស់គិតមើលថាអ្នកក្រៅគេនឹងនិយាយយ៉ាងណាគេនឹងមិននិយាយថាលោកម្ចាស់មានទោសក្នុងចិត្តហើយសម្លាប់បិទមាត់ខ្ញុំទេជប់មាត់នាងជាតារាអាក្រក់ពីកំណើតសម្លាប់ម្ដាយបង្កើតធ្វើបាបអូនស្រីទី7ហើយថែមទាំងក្បត់ឪពុកទៀតថ្ងៃនេះខ្ញុំនឹងកំចាត់នាងចោលនេះជាភូមិគ្រឹះដែលម្ដាយខ្ញុំបន្សល់ទុកតើលោកម្ចាស់ដែលជាកូនប្រសារស្នាក់នៅផ្ទះប្រពន្ធមានសិទ្ធិអ្វីមកកំចាត់ខ្ញុំលោកម្ចាស់បានភ្លេចអស់ហើយមែនទេនៅពាក្យសច្ចាដែលលោកធ្លាប់បានសន្យាជាមួយអ្នកម្ដាយខ្ញុំកាលពីមុននោះលោកឪពុកខ្ញុំចង់ឲ្យលោកស្បោះនៅទីនេះថ្ងៃនេះថាលោកត្រូវតែមើលថែជួជុនឲ្យបានល្អរហូតដល់គេធំដឹងក្តីបើលោកធ្វើឲ្យគេត្រូវរងទុក្ខសូម្បីតែបន្តិចមិនត្រឹមតែទ្រព្យសម្បត្តិទាំងអស់នៅថ្ងៃនេះនឹងរលាយសាបសូន្យឲ្យដូចពស់ទឹកទេថែមទាំងនឹងត្រូវអ្នកផងស្អប់ខ្ពើមហើយស្លាប់ទៅមិនបានល្អទៀតផងខ្ញុំស៊ីជុនសូមស្បោះនៅទីនេះថានឹងមើលថែជួជុនឲ្យបានល្អបើមិនដូច្នោះទេសូមឲ្យអ្នកផងស្អប់ខ្ពើមហើយស្លាប់ទៅមិនបានល្អលោកម្ចាស់កុំភ្លេចឲ្យសោះទោះបីជាខ្ញុំជូឈុនមិនត្រូវបានគេយកចិត្តទុកដាក់យ៉ាងណាក៏ដោយក៏ខ្ញុំនៅតែជាកូនស្រីនៃត្រកូលរាជវង្សជូដែរសម្រាប់សមាជិកត្រកូលជូមានតែរាជវង្សប៉ុណ្ណោះដែលអាចកំណត់ជីវិតឬសេចក្តីស្លាប់បាននេះគឺជាច្បាប់ដែកដូច្នេះតើលោកមានសមត្ថភាពគ្រប់គ្រាន់ដែរឬទេលោកឪពុកជាទីស្រឡាញ់របស់ខ្ញុំខឹងខ្លាំងណាស់មែនទេចង់សម្លាប់ខ្ញុំតែសម្លាប់មិនបានលោកឪពុកជាទីស្រឡាញ់ខ្ញុំស្ដាប់លោកគ្រប់យ៉ាងញ៉ាំនឹងអូយេប៉ានាងបិសាចឯងកុំប្រាប់ថាឯងញើសំលេងផ្គរលាន់ឈប់និយាយទៅមុខខ្ញុំនឹងសម្លាប់ឯងនាងស្រីថោកទាបលោកម្ចាស់នាងបិសាចនេះឈួតហើយសម្លាប់វាចោលទៅឈូជួនឯងពិតជាគិតថាខ្ញុំមិនហ៊ានសម្លាប់ឯងមែនទេអ្នកមិនហ៊ានទេអាយុច្រើនហើយគួរតែដឹងខ្លួនខ្លះទៅប៉ាខ្ញុំមិនអាចសម្លាប់នាងបានទេប៉ុន្តែបាក់ដៃបាក់ជើងឯងមិនមែនជារឿងពិបាកទេល្អណាស់មកសាក់មើលមកលឿនឡើងខ្ញុំកម្រើកលេងរួចហើយជួយចាត់ការវាទៅនាងបេសាច់ឯងបានធ្វើអ្វីដាក់គាត់វិជាបដូររូបអញហ៊ានប្រើអ៊ំអាគមដាក់ប្អូនស្រីឯងផងហេមែនហើយក្នុងនាមជាបិសាចអាក្រក់បើមិនចិត្តអាក្រក់តើឲ្យធ្វើម៉េចទៅឯងនៅចាំអីទៀតមិនមកកាច់ដៃកាច់ជើងខ្ញុំឲ្យបាក់ទៅខ្ញុំកំពុងតែការពារអ្នកដទៃមិននឹកស្មានថាហាជីអញហ៊ានធ្វើរឿងឈួតបែបនេះទៅធ្វើបាបប្អូនស្រីធ្វើបាបម្ដាយហើយសូម្បីតែឪពុកបង្កើតក៏អញហ៊ានសម្លាប់ដែរខ្ញុំក៏ជាអ្នកបួសកម្រិតខ្ពស់ដែរតែបែរជាគ្មានវិធីដោះស្រាយជាមួយអញសោះអញត្រឹមតែជាអ្នកបួសកម្រិតមធ្យមប៉ុណ្ណោះតើអាចប្រើអ៊ំអាគមបានដោយរបៀបណាលោកឪពុកលោកភ្លេចហើយមែនទេថាខ្ញុំត្រកូលឈូអញដាស់ឈាមជ័របានហើយពូជពងរាជវង្សយើងធ្លាក់ចុះខ្លាំងណាស់ដល់ពេលនេះហើយនៅតែគ្មានអ្នកណាភ្ញាក់រំលឹកឈាមជ័រទៀតបើគេពិតជាភ្ញាក់រំលឹកមែនគេគឺជាមនុស្សដំបូងគេក្នុងចំនួននេះហើយតារាដែលគេបោះបង់ចោលក្នុងមនុស្សលោកនេះមិននឹកស្មានថាជាអ្នកដែលភ្ញាក់រំលឹកឈាមជ័រដំបូងគេក្នុងរាជវង្សយើងសោះមកហើយបើជូឈុនពិតជាភ្ញាក់រំលឹកឈាមជ័រមែនខាងភ្នំក៏មិនអាចប្រងើយកន្តើយនឹងគេបានទៀតដែរហេតុអ្វីត្រូវតែជាគេទៅវិញមិនដែរលែងជឿខ្ញុំថាជាតារាបង្គោលហើយឬលោកឪពុកឲ្យពេលនេះលោកប្រហែលជាឈឺចាប់ខ្លាំងជាងមុនហើយមែនទេចង់សម្លាប់ខ្ញុំតែបែរជាមិនហ៊ានទៅវិញគួរឲ្យអាណិតណាស់អាមនុស្សអប្រៃសម្លាប់វាចោលទៅសម្លាប់វាឲ្យលឿនបើមិនសម្លាប់នាងទេទុកទៅមានតែរឿងមិនចេះចប់មិនចេះហើយស្ងាត់មកទៅទោះជូឈុនរឹងរូសយ៉ាងណាក៏នាងនៅតែជាកូនស្រីច្បងនៃត្រកូលហូហ្វូជាឈាមជ័ររបស់ព្រះនាងហើយក៏ជាអ្នកដែលព្រះមហាក្សត្រតែងតាំងជាព្រះនាងតូចដែរម្យ៉ាងទៀតពេលហ្វូប្រហែលជាខឹងខ្លាំងពេកហើយខ្ញុំស្គាល់ចរិតអ្នកច្បាស់បើមិនមែនព្រោះតែរងភាពយុត្តិធម៌ទេអ្នកក៏មិនធ្វើរឿងបែបនេះដែរបើអញ្ចឹងលោកពិតជាមិនស្គាល់ខ្ញុំច្បាស់មែនប្អូនស្រីឲ្យយើងសុទ្ធតែជាគ្រួសារតែមួយមានរឿងអីនិយាយគ្នាស្រួលបួលទៅលោកម្ចាស់កំពុងតែអង្វរខ្ញុំមែនទេឈូឈុនកុំចេះតែបានចិត្តពេកបើអញ្ចឹងកុំធ្វើជាស្លាប់អីខ្ញុំមើលទៅចង់តែចង្អោនាងពិតជាបិសាចមកចាប់ជាតិមែនទេឈូឈុនកុំទៅរករឿងលោកម្ចាស់នេះអីយំយ៉ាងហៅហ៊ានមកធ្វើឃាតមនុស្សនៅចំពោះមុខខ្ញុំបែបនេះផងមិនមែនទេលោកម្ចាស់មុខមាត់មួយនេះមិនមែនជាឈូយូទេ
បុរសម្នាក់នេះមុខមាត់ស្រស់សង្ហាខ្លាំងណាស់តែហេតុអ្វីមើលទៅដូចជាធ្លាប់ឃើញពីមុនគ្រាន់តែនឹកមិនឃើញថាធ្លាប់ជួបណែណាភ្នែករបស់កញ្ជ្រោងតូចនៅក្នុងតំបន់នោះតើគេជាម្ចាស់នៅពីក្រោយកញ្ជ្រោងតូចនោះមែនទេលោកគ្រូជាតិអ្នកមកទីនេះមានការអ្វីនេះគឺជាកូនស្រីរបស់ព្រះនាងធំឈ្មោះឈូស៊ុននាងអាំងខ្លួនជាម្ចាស់ក្ត្រីធ្វើបាបប្អូនស្រីខ្លួនឯងជាប្រមាថធម្មតានិងមិនស្ដាប់បង្គាប់ឪពុកសូមលោកគ្រូជាតិជួយរកយុត្តិធម៌ឲ្យខ្ញុំផងលោកគ្រូជួយខ្ញុំផងបងស្រីនាងឈួតហើយនាងច្រណែននឹងខ្ញុំដែលបានចូលក្នុងជួរកងទ័ពក៏បោះបញ្ឆោតខ្ញុំទៅមាត់ជ្រោះដើម្បីសម្លាប់ខ្ញុំគ្រាន់តែការពារខ្លួនប៉ុណ្ណោះលោកត្រូវតែជួយរកយុត្តិធម៌ឲ្យខ្ញុំលោកគ្រូឈូស៊ុនមានចរិតឆេវឆាវតាំងពីតូចថ្ងៃនេះនាងថែមទាំងឈួតទៀតសូមលោកគ្រូជាតិជួយរកយុត្តិធម៌ផងខ្ញុំមិនទាន់បានសួរផងតើអ្នកមានសិទ្ធិអ្វីមកកាត់ទោសនាងមុនមិញនេះនៅហៅខ្ញុំថាផ្កាយបិសាចចង់តែសម្លាប់ខ្ញុំចោលឥឡូវនេះតែពេលឃើញអ្នកមកក៏ធ្វើជាជនរងគ្រោះវិញមើលចុះមុខមាត់បែបនេះគ្រូសានេះចេះតែបដូរមុខលឿនជាងល្ខោនទៅទៀតជប់មកទៅអញហ៊ាននិយាយកុហកអីចុះមិននឹងអ្នកណាគេនិយាយថាគួរតែសម្លាប់ខ្ញុំចោលតាំងពីដំបូងមកអ្នកណាគេនិយាយថាខ្ញុំជាមនុស្សចង្រៃនាំទុកដល់ម្ដាយបង្កើតហើយអ្នកណាគេដែលស្រែកថានឹងប្រើល្បិចកដើម្បីសម្លាប់បំបិតមាត់ខ្ញុំលោកម្ចាស់នឹងសម្ដែងល្ខោនមិញនេះមើលមិនឃើញស្នាមរបួសលើខ្លួនខ្ញុំទេបិចកខ្ញុំបាត់បង់ការចងចាំទៅស្រាប់តែចេះធ្វើជាមនុស្សចិត្តល្អទៅវិញលោកគ្រូអ្នកប្រាជ្ញនាងកំពុងនិយាយកុហកទេនាងកំពុងមួលបង្កាច់ខ្ញុំស៊ីហ្វៃជីវិតរបស់ឯងខ្ញុំមិនចង់បានទេថ្ងៃនេះមានលោកគ្រូអ្នកប្រាជ្ញនៅទីនេះស្រាប់ខ្ញុំចង់ឲ្យឯងនិយាយការពិតចេញមកដោយខ្លួនឯងលោកគ្រូអ្នកប្រាជ្ញសាកល្បងប្រើមុនពិតរបស់ការិយាល័យអ្នកប្រាប់ទៅថាតើវាពិតឬខ្លាំងសួរទៅដឹងហើយមុនពិតឬនាងស៊ីហ្វៃតើលោកគ្រូជាតិហ៊ានសួរថានាងហ៊ានទទួលស្គាល់ទេលោកគ្រូជាតិខ្ញុំអត់បានធ្វើទេនាងតែងតែធ្វើបាបខ្ញុំនាងអាំងតែខ្លួនជាកូនស្រីស្ដេចនាងធ្វើបាបខ្ញុំគ្រប់យ៉ាងនាងរៀបចំផែនការដាក់កំហុសខ្ញុំមិញនេះមិនមែនពូកែនិយាយណាស់ឬចុះមិនពេលនេះលោកគ្រូជាតិព្រមជួយរកយុត្តិធម៌បែរជាខ្លាចទៅវិញឬមួយកៅអីនៅអង្គភាពបង្ក្រាបបិសាចរបស់នាងទទួលបានមកមិនស្អាតស្អំនាងហ៊ាននិយាយពាក្យដែលនាងនិយាយដាក់ខ្ញុំនៅមាត់ជ្រោះថ្ងៃនោះម្ដងទៀតទេនាងកុំមកនិយាយផ្ដេសផ្ដាសលោកគ្រូជាតិហ្វៃមានចិត្តល្អតាំងពីក្មេងនាងគ្មានថ្ងៃធ្វើរឿងអាក្រក់ដាក់បងប្អូនខ្លួនអញឡើយសូមលោកគ្រូជាតិជួយពិនិត្យមើលឲ្យច្បាស់ផងហ្វៃទេដែលជាជនរងគ្រោះពិតប្រាកដលោកគ្រូជាតិបើនាងគ្រាន់តែឆ្លោះជាមួយខ្ញុំជារឿងបងប្អូនវាមិនអីទេប៉ុន្តែបើនាងហ៊ានធ្វើរឿងអាក្រក់ដើម្បីដណ្ដើមតំណែងនេះបើព្រះមហាក្សត្រសួរនាំមកខាងអង្គភាពបង្ក្រាបបិសាចមិនអាចគេចផុតពីការទទួលខុសត្រូវឡើយសូមលោកគ្រូជាតិប្រាមិនពិតដើម្បីពិនិត្យមើលថាតើនាងស៊ីហ្វៃពិតជាចង់ដណ្ដើមតំណែងរបស់ខ្ញុំមែនឬអត់នាងបង្ខំឲ្យខ្ញុំធ្លាក់ពីលើជ្រោះយុទ្ធធរគឺស្ថិតនៅលើដៃមនុស្សគ្រប់គ្នាឈាមជន់នៃរាជវង្សសមុទ្រមិនមែនជារឿងលេងសើចទេនាងតូចទី2ជាមនុស្សចិត្តល្អណាស់តើអាចទៅរួចយ៉ាងម៉េចទៅដែលនាងធ្វើរឿងអាក្រក់បែបនេះនាងធំហ៊ានមួលបង្កាច់នាងបែបនេះខ្លាចតែនាងឈួតមែនតែនហើយបើពិនិត្យឃើញថាពិតមែនស្រាលបំផុតគឺដកសឹកនិងដកហូតធម្មពលបូជាធ្ងន់បំផុតគឺត្រូវឃុំឃាំងក្នុងគុកបិសាចមួយជីវិតនេះមិនអាចឃើញពន្លឺថ្ងៃទៀតឡើយស៊ីហ្វៃខ្ញុំសួរជាលើកចុងក្រោយតើអ្នកបានធ្វើរឿងទាំងនេះឬអត់ខ្ញុំអត់បានធ្វើទេលោកគ្រូគួរអ្នកមិនអាចស្ដាប់តែសម្ដីនាងម្ខាងបានទេនាងគ្រាន់តែមិនចង់ឃើញមុខខ្ញុំទើបមុនពេលស្លាប់នាងមួលបង្កាច់ខ្ញុំបែបនេះបើថាជាសម្ដីម្ខាងចឹងកុំស្ដាប់ខ្ញុំអីឲ្យនាងខ្លួនឯងនិយាយមកលោកគ្រូគួរនេះគ្រាន់តែជាសម្ដីរវើវីរបស់ឈូឈុនប៉ុណ្ណោះចាំបាច់ត្រូវប្រើដល់វេទមន្តពិតប្រាកដដែរមែនហើយហ្វៃជាមនុស្សកំសត់ណាស់តើអាចទ្រាំនឹងការចង់បែបនេះបានយ៉ាងម៉េចទៅឈូឈុនច្បាស់ជាចាំខ្ចីដៃលោកគ្រូគួរដើម្បីសងសឹកតខ្លួនហើយអ្នកណាពិតអ្នកណាខ្លាំងខ្លាយប្រើវេទមន្តពិតប្រាកដទៅដឹងហើយស៊ីហ្វៃអ្នកមិនដែលហ៊ានសម្លាប់ម្ចាស់ក្សត្រដើម្បីដណ្ដើមតំណែងនៅការិយាល័យបង្ក្រាបបិសាចឡើយខ្ញុំសម្លាប់នាងចោលទៅដូច្នេះកូតាចូលក្នុងអង្គភាពបិសាចក៏ខ្លាយជារបស់ខ្ញុំបាត់ទៅខ្ញុំរុញនាងធ្លាក់ពីលើជ្រោះទៅហើយនាងគួរតែស្លាប់ទៅហើយទៅត្រូវបើអ្នកនាងពិតជាបានធ្វើបាបម្ចាស់ក្ត្រីមែនម្ចាស់ក្ត្រីគាត់មិនបានកុហកសោះឥឡូវនេះអ្នកទាំងអស់គ្នាបានឮច្បាស់ហើយទេមិនមែនជារឿងដែលខ្ញុំចង់និយាយទេមិញនេះលោកម្ចាស់មិនមែនទើបតែនិយាយពេញមាត់ថាខ្ញុំមួលបង្កាច់នាងរឿងធ្វើបាបនាងទេឥឡូវនេះនាងសារភាពដោយខ្លួនអញហើយលោកនៅចង់ធ្វើជាខ្លងធ្វើជាទៀតឬហ្វៃគ្រាន់តែនៅក្មេងវង្វេងវង្វាន់មួយពេលតែប៉ុណ្ណោះវង្វេងវង្វាន់មួយពេលដល់ថ្នាក់ចង់សម្លាប់ខ្ញុំវង្វេងវង្វាន់មួយពេលដល់ថ្នាក់ចង់ដណ្ដើមអត្តសញ្ញាណខ្ញុំដណ្ដើមយកកូដារបស់ខ្ញុំហើយជន់លើសាកសពខ្ញុំដើម្បីឡើងទៅលើម៉ាក់ជួយកូនផងកូនមិនមែនមានចិត្តណាទេកូនគ្រាន់តែចង់ចូលអង្គភាពបិសាចខ្លាំងពេកសម្រាប់មនុស្សត្រូវសងជីវិតបើដូច្នេះមែនម្ចាស់ក្ត្រីរកនាងសងសឹកគឺសំហេតុផលហើយឥឡូវហ្វៃមានចិត្តគំនិតមិនត្រឹមត្រូវសិលធម៌ខ្វះខាតកូតាចូលអង្គភាពបិសាចត្រូវដកហូតភ្លាមលោកម្ចាស់សូមមេត្តាផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៀតផងកញ្ញាទី2គិតស្រួលម្លេះមានតែពូជពងរីឆ្វងទេទើបអាចរួចផុតពីការចូលក្នុងអង្គភាពនេះបានទោះបីជាព្រះនាងស្លាប់ទៅក៏កូតានេះមិនធ្លាក់ដល់ដៃគេដែរលោកម្ចាស់ហូកុំប្រាប់ថាលោកគិតថាខ្លួនឯងធ្លាប់ធ្វើជាឪពុកគេមែនទេក្នុងភូមិគ្រឹះលោកមានតែឆ្កែឆ្មាឯណាខ្លះតើគេរាប់ថាជាសាច់ញាតិរីឆ្វងដែរឬអ្នកលោកម្ចាស់
ហឺឈៀងមើលចុះមនុស្សមានតែអរគុណព្រះអង្គដែលបានសរសើរមិត្តម្នាក់នេះបើចេះនិយាយក៏និយាយច្រើនទៅមកមិនសួរលោកគ្រូជាបន្តិចតើលោកចិញ្ចឹមសត្វដែរឬទេកញ្ជ្រោងដែលមានរោមហ្វូងមាត់ធំដូចជាដំបងវាស្លាប់ទៅក៏មិនស្ដាយដែរតែអ្វីដែលត្រូវបានផ្សារភ្ជាប់នៅក្រោមនោះគឺវាអ្នកដែលអាចបញ្ចេញថាមពលផ្កាគូលីងបានក៏មានតែវាប៉ុណ្ណោះបងស្រីយ៉ាងឆៃកំពុងរកស៊ីស៊ីមែនទេបងស្រីបងជួយដោះលែងខ្ញុំចេញពីថង់ឈាមខុនមកបងស៊ីមិនបង្កបញ្ហាទេអ្វីដែលអ្នកនិយាយមិនមែនជាម្ចាស់ទូទេនិយាយពីកញ្ជ្រោងគេបែបនេះហើយថែមទាំងគិតចង់កេះកន្ទុយគេទៀតអ្វីដែលអ្នកនិយាយគួរតែជាកូនប្រុសរបស់ខ្ញុំអ្នកដែលបានជួយសង្គ្រោះគាត់នៅក្រោមនោះគឺអ្នកមែនទេឥឡូវនេះមនុស្សលោកនិយមហៅសត្វចិញ្ចឹមថាមែនទេមើលទៅ1000ឆ្នាំកន្លងផុតទៅនេះនៅតែមានការផ្លាស់ប្ដូរដែរគឺខ្ញុំនឹកស្មានមិនដល់ថាចៃដន្យជួបកូនប្រុសអ្នកចៃដន្យអមែងតើអ្នកដឹងបានយ៉ាងម៉េចថាផ្កាឆ្អឹងវិញ្ញាណអាចជាបារបួបានផ្កាឆ្អឹងវិញ្ញាណអីខ្ញុំអត់ដឹងទេខ្ញុំឃើញតែផ្កាតូចពណ៌ស្ពីដើមស្មានថាជាថ្នាំរុក្ខជាតិក៏យកទៅឲ្យកូនប្រុសអ្នកប្រើទៅតែសោះពីនឹងខ្ញុំបោះចោលអស់ហើយតើគេមិនដឹងពីអានុភាពនៃផ្កាឆ្អឹងវិញ្ញាណពិតមែនឬប្រហែលជាខ្ញុំទីខុសហើយអ្នកចង់ចូលក្នុងកងទ័ពបង្ក្រាបបិសាចទេក្នុងកងទ័ពបង្ក្រាបបិសាចមានពួកបិសាចច្រើនណាស់មានកន្ទុយធំរោមទន់គួរឲ្យចង់អង្អែលណាស់ច្រើនណាស់អញ្ចឹងខ្ញុំមិនទៅទេខ្សែជីវិតអ្នករងរបួសឬស្គល់ខូចខាតអស់ហើយបើចូលកងទ័ពបង្ក្រាបបិសាចប្រហែលជាសំបីតែការប្រឡងក៏មិនអាចឆ្លងផុតដែរងាប់លឿនណាស់មិនអីទេខ្ញុំវាជោគវាសនារឹងមាំស្ដេចបិសាចតើហ៊ានប្រកួតជាមួយខ្ញុំមួយជុំទេជាមនុស្សសោះហ៊ានមកប្រកួតប្រជែងជាមួយខ្ញុំទៀតអំណាចពេទ្យមន្តរបស់កុលសម្ព័ន្ធវូគឺមានតាំងពីកំណើតម្លេះអ្នកប្រហែលជាមិនអាចខ្លាចជាគូប្រកួតរបស់ខ្ញុំបានទេកុំខ្លាចអីមិនអីទេខ្ញុំជាម្ចាស់កត្រីជាយាយជីវិតខ្ញុំរឹងមាំណាស់ហើយអ្វីបានជាក្លិនរបស់គេស្រដៀងនឹងម្ចាស់កត្រីជាយាយម្លេះតើគេពិតជាមែនឬតើគេត្រូវបានបញ្ជូនមកដោយក្រុមមនុស្សដែលសម្លាប់ខ្ញុំកាលពី1000ឆ្នាំមុនមែនទេការត្រឡប់មកវិញលើកនេះតើគេមានល្បិចអ្វីទៀតថាមពលវិញ្ញាណរបស់គេខ្សោយខ្លាំងណាស់មិនអាចយកទៅប្រៀបធៀបជាមួយព្រលឹងដ៏ខ្លាំងក្លារបស់ចូលយេហូបានឡើយមើលទៅប្រហែលជាខ្ញុំទីខុសមែនហើយផ្កាគូលីងហានៅមិនទាន់ជួសជុលថាមពលព្រលឹងឲ្យខ្ញុំបានពេញលេញនៅឡើយទេទោះបីជាអ្នកជាចារកម្មដែលពូល្ងងខ្លោចទាំងនោះបញ្ជូនមកក៏រកមិនឃើញដែរមនុស្សដែលរងរបួសសរសៃវិញ្ញាណហើយមិនខ្លាចស្លាប់បែបនេះនៅលើលោកនេះមានតែព្រះនាងម្នាក់គត់សង្ឃឹមថាអ្នកអាចឆ្លងកាត់ការសាកល្បងរបស់ជីមយ៉ាវស៊ីបានពិតមែនក្លិនខ្លួនរបស់គេក្រអូបណាស់ហើយអ្វីបានជាក្លិននេះវាម្លេះចាប់ពីថ្ងៃនេះទៅខ្ញុំនឹងរើទៅរស់នៅលីងស៊ីវយួនវិញឥឡូវនេះមីដាដើមរបស់អ្នកកំពុងស្នាក់នៅទីនោះផ្ទះធំម្លេះក្នុងពេលដែលអ្នកត្រឡប់មកវិញហើយគ្រាន់តែជ្រើសរើសបន្ទប់ណាមួយនៅទីនោះទៅបានហើយតើខ្ញុំនិយាយមិនច្បាស់ឬក៏ត្រចៀករបស់លោកម្ចាស់មានបញ្ហាលីងស៊ីវយួនគឺជាទីធ្លារបស់ម្ដាយខ្ញុំមិនមានហេតុផលអ្វីដែលត្រូវឲ្យប្រពន្ធចុងម្នាក់មកបំផ្លាញចោលនោះទេឈប់មាត់តើអញនៅដឹងពីរបៀបគោរពចាស់ទុំឬទោះបីជាភូមិគ្រឹះនេះត្រូវបានបដូរឈ្មោះទៅជាភូមិគ្រឹះរបស់លោកម្ចាស់ភីងយ៉ាងក៏ដោយប៉ុន្តែនៅក្នុងបញ្ជីចុះឈ្មោះរបស់ព្រះរាជវាំងវាគឺជាភូមិគ្រឹះរបស់ព្រះនាងម្ចាស់ជានិច្ចចង់យកម្រកម្ដាយខ្ញុំទៅធ្វើអីខ្ញុំរស់នៅទីណាក៏មិនមែនជារឿងដែលអ្នកត្រូវមកចង្អុលបង្ហាញដែរអាំងអីនាងផ្កាយមរណៈនេះក្នុងភ្នែកនាងនៅមានសីលធម៌អ្វីខ្លះទេខ្ញុំឲ្យលោកម្ចាស់ដែលជាកូនប្រសារចូលផ្ទះមកស្នាក់នៅផ្ទះម្ដាយខ្ញុំក៏ចាត់ទុកថាឲ្យមុខមាត់អ្នកហើយកុំឲ្យមុខហើយមិនចេះទទួលទៀតមែនហើយគ្រូជាតិក៏មកដល់ដែរគិតទៅមនុស្សរបស់យីងធានសៀក៏មកដល់ដែរហ្វឹងម៉ាឪពុកឲ្យតើចង់ឲ្យរឿងកាន់តែធំជាងនេះមែនទេសៀវយឺមកនេះឈូឈីងផ្កាយមរណៈនោះបំផ្លាញមុខខ្ញុំឪពុកមិនដាក់ទោសនាងទេហើយនេះទៀតផ្កាយមរណៈនេះឈប់មាត់ឯងនៅហ៊ាននិយាយពីផ្កាយមរណៈនេះទៀតថ្ងៃនេះធ្វើឲ្យផ្ទះយើងអាម៉ាស់មុខមិនទាន់គ្រប់គ្រាន់ទេរបស់ល្ងងខ្លាយដាំឡើយគ្មានអ្នកណាចាំឈូឈីងទេឯងធ្វើបែបនេះនាងបែរជាបានបង្ហាញមុខនៅចំពោះមុខគ្រូជាតិទៅវិញលោកម្ចាស់តើយើងត្រូវទុកឲ្យផ្កាយមរណៈនោះនៅសុខស្រួលបែបនេះមែនទេខ្សែជីវិតខូចខាតទោះបីជាចូលផ្កាយមរណៈនេះក៏មិនប្រកាសថាអាចរស់បានដែរជានសេតាមិនមែនគេចង់ឲ្យឯងចូលរួមការប្រឡងរបស់កងទ័ពបិសាចទេអញទៅប្រាប់គេឥឡូវនេះទៅថាជីខុននឹងចូលរួមការប្រឡងនេះអូនៃរបស់លោកប៉ាគឺចង់ឲ្យបានហើយលោកប៉ាកូននឹងទៅប្រាប់ឆែនសៃឥឡូវនេះឯងអាមនុស្សចង្រៃនេះហ៊ានមើលងាយថាខ្ញុំជាកូនប្រសារដែលគេចិញ្ចឹមមែនទេចាំមើលខ្ញុំដោះស្រាយជាមួយឯងឈូឈុនអ្វីដែលជារបស់អ្នកខ្ញុំនឹងដណ្ដើមយកមកវិញម្ដងមួយបន្ទាប់មកដល់ពេលដែលត្រូវប្រឈមមុខនឹងក្រុមមនុស្សដែលធ្លាប់ធ្វើបាបខ្ញុំកាលពី1000ឆ្នាំមុនដែលជាមនុស្សដែលខ្ញុំស្រឡាញ់បំផុតត្រូវតែជួសជុលរាងកាយដែលខូចខាតសរសៃឈាមនេះឲ្យបានល្អសិនទើបអាចស៊ើបអង្កេតរកការពិតកាលពីអតីតកាលនិងផែនការអាក្រក់លើកនេះបានបើមិនអញ្ចឹងទេគ្រាន់តែអាម្នាក់នោះបើវាជាស្ត្រូវរបស់ខ្ញុំពិតជាពិបាកនឹងខ្លាចជាគូប្រជែងរបស់វាណាការគូលីងនេះបើទំពាសុទ្ធពិតជាខ្ជិះខ្ជាយណាស់មានតែយកទៅកែច្នៃជាថ្នាំគូលីងទេទើបអាចបញ្ចេញប្រសិទ្ធភាពបានខ្ពស់បំផុតមើលទៅត្រូវរកកន្លែងកែច្នៃថ្នាំដើម្បីកែច្នៃវាឲ្យបានល្អសាលាហ៊ីនធាននេះសំជាសាលាគ្រូថ្នាំដ៏ធំបំផុតក្នុងទ្វីបចុងជើមែនសូម្បីតែការជ្រើសរើសសិស្សក៏អ៊ូអរដែរមិនអីទេសាកល្បងចូលរួមប្រឡងបន្តិចទៅក៏អាចឆ្លៀតឱកាសកែច្នៃការគូលីងរបស់ខ្ញុំទៅជាថ្នាំបានដែរតិចទៅឲ្យអស់ធ្វើស្អីហ្នឹង
មិនឃើញកូនប្រុសតកូនមេដែលជាកូនមន្ត្រីក្រសួងការពារជាតិមកដល់ទេបងស្រីអូនមិនអីទេមែនទេខ្ញុំមិនបានធ្វើឲ្យអូនរបួសដោយសារតែអ្នកបម្រើរបស់ខ្ញុំមែនទេអាដៃនេះខ្ញុំប្រាប់អញប៉ុន្មានដងហើយថាត្រូវចេះទន់ភ្លន់ជាមួយនារីអញយកទេក៏ព្រោះតែអញនឹងហើយដែលធ្វើឲ្យខ្ញុំបាត់បង់ឱកាសស្នេហាដំបូងប៉ុន្មានដងហើយលោកប្រុសស្នេហាដំបូងរបស់លោកបាត់បង់ប៉ុន្មានដងហើយខ្ញុំមិនបានប្រើកម្លាំងខ្លាំងទេគឺក្មេងស្រីម្នាក់នេះខ្សោយពេកទេតើអាអ្នកបម្រើព្រៃនៅហ៊ានទៅមកទៀតត្រឡប់ទៅវិញខ្ញុំនឹងដាក់ទោសឲ្យអញចម្លងគំនូអាហាភេទ10ដងអូនស្រីអូនក៏មកចូលរួមប្រឡងជ្រើសរើសគ្រូថ្នាំដែរមែនទេបងក៏ដូចគ្នាដែរបើពួកយើងទៅរកគ្នាខ្លាំងម្លេះចុះហេតុអ្វីមិនចូលរួមជាមួយគ្នាទៅការប្រឡងគ្រូថ្នាំលើកនេះបងនឹងមើលថែអូនឲ្យបានល្អមកពីណាដែរហ្នឹងក៏ហ៊ានមកចូលរួមប្រឡងនៅសាលាខណ្ឌធានដែរឬគ្មានកិត្តិយសសោះអញសុកចិត្តធ្លាក់ខ្លួនទៅរាប់អានជាមួយពួកសត្វត្រឆានធ្វើឲ្យកម្រិតពួកយើងធ្លាក់ចុះអស់ហើយអាម៉ត់ស្អុយហ្វៃអញថាអ្នកណាជាអ្នកថោកទាបអញតែបងប្រុសអញឈ្មោះធានស៊ឺដែលមានកម្រិតក្បាច់គុណខ្ពស់ដែលធ្វើរកពីអួតអាងគ្រប់កន្លែងមុនពេលបងប្រុសអញហោះហើរទៅឋានលើអញក៏មិនមែនជាអ្នកថោកទាបដែលសំបីតែខោខើបុយមួយខោក៏គ្មានលុយទិញស្លៀកដែរមែនទេអូគឺប្អូនប្រុសរបស់អតីតគូដណ្ដឹងអាប្រុសចិត្តអាក្រក់របស់ម្ចាស់រូបកាយនេះសោះពិតជាផ្លែឈើខូចដែលដុះលើដើមតែមួយមែនឯងអាមនុស្សល្ងងដែលចេះតែលីថ្នាំស្អុយចាំមើលពេលប្រឡងទល់មុខគ្នាឯងនឹងដឹងថាមានរឿងអ្វីកើតឡើងប្អូនស្រីកុំទៅខ្វល់ពីគេអីគេគ្រាន់តែជាមនុស្សដែលមើលងាយអ្នកដទៃតាមឋានៈប៉ុណ្ណោះក្នុងពេលដែលយើងចូលរៀនជាមួយគ្នាបងនឹងការពារប្អូនឲ្យបានមិននឹកស្មានថាមីហ្វូគួយម្នាក់នេះមើលទៅហាក់ដូចជាមនុស្សមិនយកការងារសោះតែចិត្តគំនិតគេពិតជាល្អមែនចាំសិនរកពីដែលមិនចេះខ្មាស់អ៊ីនបែបនេះហើយអ្វីក៏មើលទៅម្លេះតើអ្នកត្រកូលមីមែនទេត្រូវហើយដូនតារបស់អ្នកកុំប្រាប់ណាថាឈ្មោះមីរិនភីនហើយអ្វីបានជាអ្នកដឹងដូនតារបស់ខ្ញុំគឺមីរិនភីនមែនគាត់គឺជាស្ដេចថ្នាំនៃតំបន់ចុងជើដែលជាទេពកោសល្យដ៏អស្ចារ្យបំផុតក្នុងរយៈពេល1000ឆ្នាំមកនេះដែលអាចប្រៀបធៀបជាមួយអ្នកប្រាថ្នាបានពិតជាកូនចៅដែលមានគុណធម៌មែនកាលពី1000ឆ្នាំមុនចាប់ពីមន្ត្រីជាន់ខ្ពស់រហូតដល់ប្រជាជនសាមញ្ញសុទ្ធតែគោរពអ្នកចេះធ្វើថ្នាំខ្ញុំតែងតែជួបជុំជាមួយក្រុមអ្នកចេះធ្វើថ្នាំដើម្បីសិក្សាពីការផលិតថ្នាំអ្នកដទៃផលិតថ្នាំសុទ្ធតែមានតែម្នាក់នេះទេដែលគ្មានគុណធម៌ក្ររហូតដល់ចង់លក់ខ្លួនដើម្បីទិញថ្នាំគឺពិតជាប្លែកមែនមិននឹកស្មានថា1000ឆ្នាំក្រោយមកគេបែរជាត្រូវបានគេលើកដំកើងជាស្ដេចថ្នាំទៅវិញលោកមេឲ្យលោកអាចបិទភ្នែកស្លាប់ដោយស្ងប់ចិត្តបានហើយយ៉ាងហោចណាស់កូនចៅរបស់លោកមើលទៅក៏លែងត្រូវលក់ខ្លួនដើម្បីផលិតថ្នាំទៀតដែរអូគឺកូនចៅស្ដេចថ្នាំសោះខ្ញុំពិតជាមិនដឹងមែនសូមអភ័យទោសមិនដឹងថាបងប្រុសឈ្មោះអ្វីដែរមិនអីទេខ្ញុំគឺជាកូនប្រុសរបស់មន្ត្រីក្រសួងការពារជាតិឈ្មោះមេហ្វូគួយគ្មានទ្រព្យសម្បត្តិលោកមេឲ្យលោកបិទភ្នែកស្លាប់ដោយស្ងប់ចិត្តយ៉ាងម៉េចទៅចាប់ពីចំនួននេះទៅគ្រួសារលោកប្រហែលជាត្រូវលក់ខ្លួនទៀតហើយប្អូនស្រីការប្រឡងចិត្តចាប់ផ្ដើមហើយយើងប្រញាប់ទៅវិញខ្នងមួយនេះមិនក៏មើលទៅមុខមាត់គាត់ម្លេះលោកគ្រូឲ្យលោកកំពុងតែមើលអ្វីហ្នឹងពួកគេនឹងហើយដែលមកចូលរួមប្រឡងធ្វើជាគ្រូថ្នាំនៅថ្ងៃនេះពិតមែនហើយឆ្នាំងកំពុងតែមានចំណាប់ប្លែកនៅទីខាងលិចហាក់ដូចជាមានបេសាចធំកំពុងតែរើបំរាស់ចង់ចេញមកពួកយើងនៅត្រូវតែត្រៀមខ្លួនសម្រាប់សង្គ្រាមធំដែលអាចនឹងកើតឡើងនេះហើយជាមូលហេតុដែលខ្ញុំអញ្ជើញលោកគ្រូមកជួយពិនិត្យការប្រឡងជាមួយខ្ញុំពួកបេសាចធំកាលពី1000ឆ្នាំមុនប្រហែលជាចិត្តរួចផុតពីការឃុំឃាំងហើយត្រឡប់មកវិញហើយសង្ឃឹមថាលើកនេះនឹងអាចរកឃើញអ្នកជំនាញធ្វើថ្នាំដែលមានសមត្ថភាពប្រហាក់ប្រហែលនឹងកាលពីមុនកាលនោះបានចុះពីភ្នំជាមួយខ្ញុំហើយប្រើឈ្មោះคล้ายៗថាប្រសិនបើប្រលឹងរបស់នាងពិតជាត្រឡប់មកវិញមែននោះប្រហែលជាសាលាអាចនឹងមានដំរួយខ្លះធ្វើថ្នាំបានអស្ចារ្យណាស់ហើយបានថាជាដៃទេវតាពិតមែនថ្ងៃនេះទោះបីជាអាចរកបានអ្នកដែលមានសមត្ថភាពត្រឹមតែ1ភាគ10000នៃក៏ខ្ញុំអស់ចិត្តដែរនេះគឺជាថ្នាក់រៀនរបស់លោកគ្រូស៊ីនឈីងដែលមកត្រួតពិនិត្យការប្រឡងនៅថ្ងៃនេះគ្មានអីក៏ពូកែម្លេះទើបតែអាយុប៉ុណ្ណឹងអាចលីថ្នាំកម្រិតទី4បានហើយថែមទាំងជាសិស្សក្នុងរបស់សាលាហាន់ធានទៀតផងអ្នកក្រុងហៅគេថាជាស្ដេចថ្នាំតូចទៀតផងអាពួកថោកទាបអាពួកអត់ចេះដឹងអីសោះពួកឯងចង់ចូលរៀននៅសាលាហាន់ធានមែនទេបើជាខ្ញុំវិញខ្ញុំដកខ្លួនចេញឥឡូវនេះហើយកុំឲ្យខ្មាស់គេពេលក្រោយឆ្កែមកពីណាទៀតនឹងព្រោះមិនឈប់សោះរំខានណាស់អាមុខជ្រូកឯងហ៊ានជាខ្ញុំថាជាឆ្កែហីខ្ញុំនិយាយថាអញមែនទេមិនក៏ប្រញាប់ចេញមុខមកទទួលខ្លួនឯងម្លេះស៊ូជីងស៊ីនឈីងលោកគ្រូតើលោកគ្រូអញ្ជើញមកដោយផ្ទាល់មានការអ្វីដែរការប្រឡងគ្រូពេទ្យនេះសំខាន់ណាស់ខ្ញុំបានអញ្ជើញលោកគ្រូជាតិមកត្រួតពិនិត្យជាមួយខ្ញុំស៊ីនឈីងហើយអ្វីមិននាំអ្នកទាំងអស់គ្នាទៅគោរពលោកគ្រូជាតិទៀតសូមគោរពលោកគ្រូជាតិសិស្សរបស់ខ្ញុំមុននឹងធ្វើការវិតម្លៃត្រូវតែគោរពដល់ភ្នំដានសិនសិននេះគឺជាច្បាប់របស់អាគារដានសាន់នេះមិនមែនជាឈ្មោះคล้ายៗដែលខ្ញុំធ្លាប់ប្រើពេលចុះពីលើភ្នំដើម្បីលក់ថ្នាំយកប្រាក់ចាយវាកាលពីមុនទេថ្នាំដែលមិនសូវមានគុណភាពប៉ុន្មាននោះមិនគួរណាត្រូវបានគេហៅថាជាអ្នកប្រាជ្ញខាងថ្នាំពេទ្យឡើយមិននឹកស្មានថាជាខ្ញុំពិតមែនចុះហេតុអ្វីបានជាមនុស្សថោកទាបម្នាក់នោះមានមុខមាត់ដូចគ្នាបេះបិទនឹងអ្នកប្រាជ្ញខាងថ្នាំពេទ្យទៅវិញនេះគ្រាន់តែមុខមាត់ស្រដៀងគ្នាទេគាត់ជាប្រុសឯខ្ញុំជាស្រីចុះខ្ញុំទៅជាមិននឹងកើតទៅអ្វីដែលគាត់បញ្ចេញមកគឺក្លិនមនុស្សមិនមែនជាសត្វចម្លែកទេ
បានហើយខ្ញុំនឹងនាំលោកគ្រូទៅមើលស្ថានភាពនៅកំពូលភ្នំឯអ្នកវិញនាំគ្នាគោរពរួចរាល់ហើយចាប់ផ្ដើមទៅបាទអាមនុស្សថោកទាបបែបនេះកុំថាឡើយឲ្យទៅធ្វើជាអ្នកជូតលដុតថ្នាំឲ្យសំបីតែអ្នកបម្រើក៏មិនសមដែរហ៊ានសុបិនចង់ធ្វើជាទៀតគួរឲ្យអស់សម្ដេចណាស់ឯងនឹងហើយដែលសមធ្វើជាអ្នកបម្រើបំផុតមើលមុខទៅដូចពួកខ្ញុំបម្រើអត់ខុសទេលោកគ្រូឲ្យសូមជួយឲ្យកូនចៅថ្ងៃនេះសម្រាប់ការបុកថ្នាំដោយរលូនផងរាល់ឆ្នាំដល់ថ្ងៃបុណ្យខ្ញុំតែងតែដុតរូបស្រីស្អាត17 18នាក់ឲ្យលោកគ្រូធានាថាលោកគ្រូនឹងស្លាប់ទៅដោយសុខស្រួលមិនខានក្រែមលាបមុខក៏ដុតឲ្យដែរសម្រាប់ព្យាបាលស្នាមជ្រីបជ្រួញលើមុខលោកគ្រូគ្រប់គ្រាន់សម្រាប់7 8សំបីតែយាយចាស់ខ្មោចនោះក៏មិនមែនជាបញ្ហាដែរអញជួយមាត់បន្តិចទៅលោកគ្រូដូនតាលោកកុំបារម្ភអីចៅនឹងធ្វើឲ្យត្រកូលមេមានមុខមាត់មិនខានអាហ្វូគួយត្រឡប់ទៅកន្លែងអញវិញទៅបងឈីងកុំកាច់ពេកអីខ្ញុំនៅមានរឿងជាច្រើនមិនទាន់បាននិយាយប្រាប់លោកគ្រូដូនតាផងបើមិនត្រឡប់ទៅវិញទេនឹងត្រូវដកសិទ្ធហើយសំពះលោកគ្រូដូនតាទាំងនោះទៅមានប្រយោជន៍អ្វីទៅមេហ្វូគួយលើកនេះអញកុំហាត់អ្វីដែលចម្លែកទៀតឲ្យសោះនាំតែពួកយើងអាយុខ្លីទេឈូហ្វៃអាមុខអាក្រក់ថ្ងៃនេះអញដាក់ថ្នាំពុលឲ្យងាប់ជឿអត់អញជាអ្នកណាអាក្រក់អញជាអ្នកនឹងអញជួយហិតច្រមុះបន្តិចទៅអាចច្រមុះចិត្តធ្លាក់មកហើយថ្នាំអញហាត់យ៉ាងខ្លាំងក៏ត្រឹមមានជាតិពុលដែរតែអញហាត់វិញគឺសម្រាប់មនុស្សច្បាស់ណាស់លោកប្រុសឈូមាត់អញស្អុយម្លេះឬមួយក៏ដូនតាអញធ្លាប់រែកលីមកទើបបានក្លិនជាប់មាត់បែបនេះនាងស្រីថោកទាបអញចង់ស្លាប់មែនទេខ្ញុំមិនបានរែកលីមកផងចង់ស្លាប់អីមិនហ៊ានដណ្ដើមមុខរបស់ដូនតាលោកប្រុសឈូទេណាជប់រំខានបាននៅបើនៅតែរំខានទៀតនាំគ្នាទៅឲ្យឆ្ងាយទៅការប្រឡងមាន3ដំណាក់កាលទី1ត្រូវស្គាល់ប្រភេទថ្នាំទាំងអស់នៅលើទៅទី2ត្រូវបែងចែកថ្នាំណាមានជីពុលនិងថ្នាំណាគ្មានជីពុលទី3ត្រូវលីថ្នាំឲ្យបានគ្រាប់ថ្នាំហ៊ុយលីងដាន1គ្រាប់បងប្រុសស៊ីនឈីងបើខ្ញុំលីថ្នាំបានសម្រេចតើថ្នាំនោះជារបស់អ្នកណាទៅជាទូទៅគឺជារបស់សាលាប៉ុន្តែបើថ្នាំនោះមានគុណភាពល្អសាលានឹងទិញត្រឡប់មកវិញតាមតម្លៃទីផ្សារជាមានក្ររហូតដល់ឈួតហើយមែនទេសាច់ងាប់ហើយគេមិនមែនគិតថាខ្លួនឯងអាចលីថ្នាំបានមែនទេចុះបើខ្ញុំលីបានសម្រេចមែនតើលោកប្រុសស៊ូនឹងធ្វើម៉េចបើអញលីបានសម្រេចមែនខ្ញុំនឹងកាត់ក្បាលឲ្យអ្នកទាំងអស់គ្នាមើលកំសាន្តអូមិនបែកទេក្បាលអាក្រក់បែបនេះកាត់ទៅក៏គ្មានន័យដែរខ្លាចតែធ្វើឲ្យផ្កាស្មៅភ័យខ្លាចអស់បើខ្ញុំលីបានសម្រេចលោកប្រុសស៊ូត្រូវតែទៅចាក់លីមកទាំងអស់នៅក្នុងក្រុងវ៉ាងទូឲ្យខ្ញុំដាក់ច្បាប់សិនទៅចាញ់ត្រូវតែព្រមតាមកិច្ចសន្យាបានស្ដាប់ឲ្យច្បាស់បើអញចាញ់ត្រូវតែធ្វើជាឆ្កែឲ្យខ្ញុំហើយវាជុំវិញរាជធានីនេះប្អូនស្រីប្អូនធ្វើបានទេនឹងបើធ្វើមិនបានតើត្រូវធ្វើម៉េចទៅបើអញ្ចឹងពេលប្អូនវាជាឆ្កែបងនឹងជួយស្រែកលើកទឹកចិត្តប្អូនអរគុណច្រើនណាស់បងបានហើយចាប់ផ្ដើមការប្រឡងទៅអ្វីម្នាក់ក៏មើលមិនដាច់ដែរបើអញ្ចឹងក៏បោះបង់ចោលទៅមនុស្សបែបនេះក៏មានសិទ្ធិមកប្រឡងដែរឬតាំងពីពេលណាមកដែលលក្ខខណ្ឌសាលារៀនយើងទាបដល់ថ្នាក់នេះសរសេរមកហើយអ្វីមិនសរសេរទៀតកុំប្រាប់ថាអញចេះតែប៉ុណ្្នឹងណាប៉ុណ្្នឹងគ្រប់គ្រាន់ហើយមានតែមនុស្សល្ងងទេដែលត្រូវការសរសេរទាំងអស់នោះបងស្រីឲ្យពិតជាអស្ចារ្យមែនមិនហ្វូគួយអញឈួតហើយមែនទេពួកមនុស្សល្ងងខ្លាចទាំងនេះមើលមិនយល់ទេគឺដោយសារតែពួកអញមិនស័ក្តិសមនឹងវាមិនមែនទេលោកម្ចាស់ឲ្យលោកកំពុងធ្វើអ្វីហ្នឹងកំពុងលីថ្នាំអាយុវឌ្ឍនៈអញនិយាយថារបស់នេះគឺការលីថ្នាំអាយុវឌ្ឍនៈហ្នឹងហាហាអាមនុស្សល្ងងនេះមកពីណាដែរហ្នឹងប្អូនស្រីឲ្យបងសុំអង្វរចុះនេះគឺការលីថ្នាំទេមិនមែនធ្វើម្ហូបទេណាវាខុសគ្នាមិនទៅទើបតែមានប្អូនស្រីលើកដំបូងហេតុអ្វីបានជាល្ងងម្លេះចាំមើលសិនចុះថាតើអ្នកឯងអាចលីថ្នាំអីបានខ្លះដល់ពេលហើយចិត្តដល់កម្រិត100ហើយទោះមិនមានសំណាងល្អក៏មិនមែនឥតប្រយោជន៍ទាំងស្រុងដែរបានហើយខ្ញុំទទួលបានថ្នាំហើយមិនអាចទៅរួចទេមិនក៏បរាជ័យទៅវិញខ្ញុំខុសត្រង់ណាថ្នាំកម្រិតមធ្យមមិនអាក្រក់ទេកុំមកធ្វើអួតអាងអីខ្ញុំថាគ្មានសំណាងគឺគ្មានហើយតើអ្នកឯងធ្វើបានពិតមែនឬអត់ខ្ទប់ច្រមុះទៅហាខ្ទប់ទៅនេះផ្ទះអ្នកណាគេផ្ទុះលីមុខហ្នឹងមីហ្វូគួយអញនឹងហាត់ធ្វើថ្នាំឬហាត់ធ្វើលីមុខហ្នឹងអូហូពណ៌ក្រហមឆ្អៅថ្នាក់ខ្ពស់ខ្ញុំហាត់បានថ្នាំហ៊ុយលីងថ្នាក់ខ្ពស់ហើយខ្ញុំនេះពិតជាពូកែខ្លាំងណាស់ថ្នាំហ៊ុយលីងស្អីគេហ្នឹងអ្នកណាហ៊ានស៊ីថ្នាំដែលអញហាត់ហ្នឹង
អោយមិនអីទេសំខាន់ប្រើការបានហើយដើម្បីបានជាគេដឹងមុនថាមីហ្វូគួយនឹងហាត់បានថ្នាំស្អុយហ្នឹងថ្នាំរបស់ឯងហាត់រួចរាល់ហើយខ្ញុំភ្នាល់ថាអាអ្នកក្រនេះមិនអាចហាត់បានថ្នាំល្អអីទេមានតែធ្វើឲ្យគេអាម៉ាស់មុខប៉ុណ្ណោះក្រអូបណាស់ថ្នាំនេះក្រអូបខ្លាំងណាស់ថ្នាំមានក្លិនក្រអូបបែបនេះមិនមែនត្រឹមតែជាថ្នាំធម្មតាទេវត្ថុបុរាណទទួលស្គាល់ម្ចាស់ថ្នាំនេះមានក្លិនក្រអូបដូចជាវត្ថុបុរាណដែលត្រូវបានគេបិទជិតរាប់ពាន់ឆ្នាំឥឡូវនេះបែរជាធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលទៅវិញក្លិនថ្នាំនេះក្រអូបខ្លាំងណាស់ខ្ញុំធ្លាប់តែឃើញដានសឹងសានហាត់បានថ្នាំដែលមានក្លិនក្រអូបខ្លាំងបែបនេះខ្ញុំសុំទោសខ្ញុំមិនជឿទេវាពិតជាមិនអាចទៅរួចទេមិញនេះគាត់ច្បាស់ជាយកថ្មដុសភ្លើងមកគោលេងតើវាអាចទៅរួចយ៉ាងម៉េចទៅដែលបង្កើតជាថ្នាំបាននោះត្រូវហើយច្បាស់ជាមានល្បិចអីហើយគាត់លួចបន្លំគាត់ច្បាស់ជាលួចបន្លំហើយបងឈៀងបងជួយបើកឲ្យពួកយើងមើលថ្នាំនឹងបន្តិចមកខ្ញុំមិនដែលឮសោះថាថ្នាំខុសប្លែកពីគេអាចមានក្លិនក្រអូបបែបនេះស្ងាត់ទាំងអស់គ្នាខ្ញុំមិនជឿទេថាអមនុស្សថោកទាបម្នាក់នេះអាចធ្វើអ្វីបានសម្រេចនោះឯងជួយមាត់ស្ងៀមបន្តិចទៅមើលឯងនិយាយមកមួយម៉ាត់ខ្ញុំខ្មាស់គេជំនួសឯងណាបងស្រីឲ្យបងស្រីបងកុំធ្វើឲ្យបងខកបំណងឲ្យសោះណាគឺមិនមែនទេថ្នាំគុណភាពខ្ពស់ទើបមានពណ៌ក្រហមឆ្អៅគឺពណ៌ក្រហមចុះនឹងមិនមែនជាថ្នាំកម្រិតកម្ពុជាទេមិនអាចទៅរួចទេថ្នាំសង្គ្រោះវិញ្ញាណទោះបីជាវាល្អយ៉ាងណាក៏ដោយក៏វាគ្រាន់តែជាថ្នាំធម្មតាដែរតើវាអាចក្លាយជាថ្នាំកម្រិតកម្ពុជាបានយ៉ាងម៉េចទៅលំនាំថ្នាំនេះមិនមែនជាសញ្ញាដែលថ្នាំកម្រិតទី4មាននោះទេចាំសិនមានរឿងអីមិនត្រឹមត្រូវទេខាងក្នុងមិនមែនមានតែមួយគ្រាប់ទេគឺមាន3គ្រាប់តើវាអាចទៅរួចយ៉ាងម៉េចទៅមិនអាចទៅរួចទេគាត់មិនទាំងប្រើធម្មពលវិញ្ញាណផងតើអាចចម្រាញ់ថ្នាំបានដោយរបៀបណាខ្ញុំជាគ្រូពេទ្យថ្នាំកម្រិត100បើគាត់លួចបន្លំតើខ្ញុំមើលមិនដឹងយ៉ាងម៉េចអស្ចារ្យណាស់ប្អូនស្រីប្អូនពិតជាខ្លាំងមែនក៏មិនអីដែរគ្រាន់តែគិតថាអ្នកកំឡោះខែយប់នេះត្រូវចែកបបរដល់ប្រជាជនក្នុងរាជធានីទាំងមូលខ្ញុំក៏ភ្លេចខ្លួនបញ្ចេញសមត្ថភាពលើសកម្រិតទៅថ្នាំស្ដារធម្មពលទាំង3គ្រាប់នេះសាលាទទួលយកទេពិតជាទទួលយកហើយគ្រាន់តែវិធីសាស្ត្រចម្រាញ់ថ្នាំរបស់កញ្ញាអបាញ់មិញខ្ញុំមិនដែលឃើញពីមុនមកសោះសូមសួរឈ្មោះកញ្ញាបានទេឈែនកញ្ញាឈែនរងចាំបន្តិចខ្ញុំនឹងទៅហៅគ្រូឲ្យមកពិនិត្យមើលមិនបាច់ទេខ្ញុំប្រញាប់គ្រាន់តែគិតតម្លៃតាមថ្នាំកម្រឲ្យខ្ញុំទៅបានហើយបែបនេះខ្លាចថាមិនសមតាមច្បាប់ទម្លាប់ទេបើវិជាស្ថានមិនយកខ្ញុំយក500ដំឡឹងគ្រប់គ្រាន់ទេគ្រប់គ្រាន់ហើយថ្នាំទាំង3គ្រាប់នេះទោះបីមានរស្មីថ្នាំក៏ដោយប៉ុន្តែវាពិតជាថ្នាំកម្រមែនតែបងទិញក្នុងតម្លៃ500ដំឡឹងបែបនេះមិនខាតទេណាកញ្ញាសានតើការប្រឡងឯកជនលើកនេះរបស់អ្នកខ្ញុំមិនមែនមកប្រឡងទេខ្ញុំមកដើម្បីរកលុយអស្ចារ្យមែនអ្នកដទៃគេខំប្រឡងដើម្បីឆ្លងកាត់ការប្រឡងឯកជនតែនាងបែរជាមកដើម្បីរកមែនហើយលោកប្រុសស៊ូកុំភ្លេចល្បែងភ្នាល់របស់យើងណាឯការងារគ្រប់គ្រងស៊ីនយីហ្វិនតុងនេះប្រគល់ឲ្យលោកហើយអរព្រះអើយមិននឹកស្មានថាមានធម្មពលដ៏បរិសុទ្ធបែបនេះសោះអាចជំនះជាតិពុលក្នុងរាងកាយបាននេះមិនមែនជាកលិះសម្ងាត់ដែលបាត់បង់ទៅហើយរបស់សានឯកជននោះទេតើវាអាចទៅរួចយ៉ាងម៉េចទៅតើថ្នាំនេះអ្នកណាជាអ្នកបើទៅគឺក្មេងស្រីម្នាក់ដែលមកប្រឡងឈ្មោះសានចុះនាងទៅណាហើយនាងចេញទៅបាត់ហើយអ្វីបានជាឯងលែងឲ្យនាងទៅវិញរកនាងឲ្យឃើញប្រើប្រាស់កម្លាំងទូទាំងសាលាហាន់ធីនស៊ូយួនត្រូវតែរកទេពកសម្នាក់នេះឲ្យឃើញតើអាចជាគេមែនទេមើលទៅលើកនេះត្រូវតែស៊ើបអង្កេតឲ្យច្បាស់ហើយត្រូវតែដឹងឲ្យបានថាគេជានរណាឲ្យពិតប្រាកដអំណាចវេទមន្តរបស់ខ្ញុំទីបំផុតអាចត្រឡប់មកវិញទាំងអស់ហើយស្រួលខ្លួនណាស់ពួកចាស់ឲ្យចាំមើលចុះខ្ញុំនឹងទៅរកពួកឯងមិនថាលើកនេះពួកឯងលេងល្បិចអ្វីទៀតទេខ្ញុំនឹងមិនឲ្យពួកឯងធ្វើបាបមនុស្សលោកទៀតឡើយអូនេះមិនមែនជាកូនសម្លាញ់របស់ខ្ញុំទេលួចមើលបងស្រីងូទឹកឯងថាដៃតូចនេះគួរតែត្រូវកាត់ចោលយកទៅស្ងោរធ្វើស៊ុបដែរឬទេជួយផងខ្ញុំមិនបានតាំងចិត្តលួចមើលបងស្រីចិត្តអាក្រក់ងូទឹកទេណាអារម្មណ៍បែបនេះឯងហឹកបងស្រីឲ្យកូនតូចមិនស្អាតទៀតហើយស្មៅវិញ្ញាណនៅកម្រិត4ជូយូឡានកូនសម្លាញ់នេះជាកាដូដែលឯងយកមកឲ្យបងស្រីមែនទេមិនមែនទេណាកូនតូចមិនដែលយកកាដូឲ្យមនុស្សចិត្តអាក្រក់ទេដឹងហើយក្នុងនៅពេលដែលឯងយកមកឲ្យដោយចិត្តស្មោះបែបនេះខ្ញុំទទួលយកការលំបាកនេះហើយមកហើយមិនតបវិញគឺមិនសមរម្យទេពិតជាអ្នកស៊ីឆ្ងាញ់មែន
មើលទៅឯងពិតជាស្ដាប់មនុស្សនិយាយដឹងមែនដើម្បីផ្កាគូគូលីងពាក់កណ្ដាលរបស់ឯងតាមពិតឯងមិនគួរភ្ញាក់លឿនបែបនេះទេអូយភ្លេចទៅថាបងស្រីម្នាក់នេះពិបាកបោកណាស់យ៉ាងហោចណាស់ក៏ខ្ញុំបានជួយសង្គ្រោះជីវិតឯងដែរតើមិនគួរពន្យល់ពីប្រវត្តិរបស់ឯងបន្តិចទេអាចចូលមកក្នុងតំបន់ហាមឃាត់របស់ខ្ញុំបានហើយពេលរត់ចេញមកថែមទាំងដឹងពីដានរបស់ខ្ញុំទៀតសូម្បីតែរបស់តបស្នងសង្គមក៏សុទ្ធតែជាអសទិបកម្រិត4កូនសម្លាញ់ឲ្យម្ចាស់របស់ឯងពិតជាមានលុយមែនម្ចាស់របស់ឯងម្នាក់នោះប្រហែលជាមិនមែនជាលោកគ្រូជាតិប្រចាំការិយាល័យបង្ក្រាបបិសាចនោះទេដឹងអ្នកកុំនិយាយផ្ដេសផ្ដាស់ឪពុកខ្ញុំស្រឡាញ់ខ្ញុំខ្លាំងណាស់គុំចំរៀងកាយយ៉ាងម៉េចជូនពុកម៉ែបងប្អូនទាំងប្រុសស្រីថ្លែងអំណរគុណពីចិត្តស្មោះផាក់ឌីចំពោះថាវិការដែលបានអូបបាត់ធំជាកម្លាំងចិត្តជំរុញឲ្យខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូបន្តសូមអរគុណចំពោះក្តីមេត្តាសូមអរគុណចំពោះក្តីមេត្តាឯងចេះនិយាយមែនតាពិតមែនហើយបើឯងដឹងថាខ្ញុំចេះនិយាយហើយកុំឲ្យបងស្រីចិត្តអាក្រក់នោះដឹងឲ្យសោះថាខ្ញុំលួចរត់ចេញពីទ្វាររបិទបិសាចដែលឪពុកខ្ញុំគុំទុកនោះតើគ្រូជាតិជានរណាស៊ីស៊ីមិនស្គាល់ទេអូអញ្ចឹងអញឈ្មោះស៊ីស៊ីនឹងបងស្រីចិត្តអាក្រក់កុំហៅឈ្មោះខ្ញុំអីអាណិតស៊ីស៊ីមែនចុះឪពុកឯងជាគ្រូជាតិមែនទេមិនមែនទេឪពុកខ្ញុំស្លាប់បាត់ទៅហើយស្លាប់ហើយស្លាប់រឹងស្ដុកហើយក្មេងតូចជាក្មេងកំព្រាបងស្រីចិត្តអាក្រក់កុំធ្វើបាបក្មេងកំព្រាអីឪពុកខ្ញុំស្លាប់បាត់ទៅហើយស្លាប់រឹងស្ដុកក្មេងតូចជាក្មេងកំព្រាសិស្សឲ្យអញរត់ទៅនិយាយផ្ដេសផ្ដាស់ហើយណាទៀតហើយមិនហើយសិស្សថ្មីដែលទើបចូលមកលើកនេះគេកំណត់កន្លែងប្រឡងនៅណារូងឈើថៅយួនការប្រឡងលើកនេះកំណត់នៅរូងចាស់នៅភ្នំថៅយួនដើម្បីការពារកុំឲ្យមានរឿងអ្វីកើតឡើងការប្រឡងជ្រើសរើសនេះខ្ញុំក៏នឹងចូលរួមដែរបើជនជាចូលយីហៅពិតមែនខ្ញុំមិនជឿទេថាត្រឡប់ទៅភ្នំថៅយួនវិញហើយមិនបង្ហាញកំហុសនោះអត់ទេបងស្រីបងមិនដឹងទេឪពុកចិញ្ចឹមរបស់ខ្ញុំម្នាក់នោះទាំងកំពេចកំពប់ទាំងប្រើអំពើហិង្សាផ្លូវចិត្តឃុំខ្ញុំក្នុងបន្ទប់ងឹតថែមទាំងទុកឲ្យខ្ញុំឃ្លានទៀតស្ថានសួគ៌ពិតជាមានភ្នែកមែនដែលយកជីវិតឆ្កែរបស់គាត់ទៅចុះស្មៅវិញ្ញាណកម្រិត4នេះវាជារឿងអីទៅខ្ញុំបេះពីលើភ្នំគាត់មកនឹងណាឪពុករបស់នាងពិតជាចិញ្ចឹមកូនបានល្អមែនកញ្ជ្រោងតូចនេះពិតជាកូនកញ្ញូខ្លាំងណាស់ពិតមែនហើយកញ្ជ្រោងតូចក៏ល្បិចឲ្យគិតចង់បោកខ្ញុំទៀតឬចុះស៊ីស៊ីនាងស្គាល់កន្លែងបង្ក្រាបបិសាចទេស្គាល់តើកន្លែងបង្ក្រាបបិសាចគឺកន្លែងសម្រាប់ចាប់ពួកបិសាចអាក្រក់ហ្នឹងចុះពួកបិសាចចុះស្ដេចបិសាចកញ្ជ្រោងកន្ទុយ9នោះវិញយ៉ាប់ហើយឪពុកប្រាប់ថាមិនឲ្យប្រាប់អ្នកណាថាគាត់ជាស្ដេចបិសាចទេបើមិនអញ្ចឹងទេនឹងមានគ្រោះថ្នាក់ងាប់មិនខានទេគាត់ត្រូវបានបុកបរោះទាំង10របស់ត្រកូលឈូសម្លាប់ចោលហើយថែមទាំងបំបែករលឹងរបស់ស្ដេចបិសាចនិងឈូយីហៅយកទៅបង្ក្រាបនៅកន្លែងផ្សេងគ្នាទៀតពួកកំឡោះត្រកូលឈូទាំង10នាក់នោះបូករួមគ្នាក៏មិនអាចទប់ទល់នឹងកន្ទុយរបស់ស្ដេចបិសាចនោះបានមួយផងតើអ្នកនៅពីក្រោយរឿងនេះជានរណាក្នុងចំណោមពួកគេកញ្ជ្រោងតូចរឿងទាំងអស់ហ្នឹងអ្នកឯងញឹមមកពីណាដែរកាលពីមុនពេលស៊ីស៊ីទៅលួចរបស់ញ៉ាំនៅកន្លែងបង្ក្រាបបិសាចឬគេនិយាយគ្នានោះអីមើលទៅកន្លែងបង្ក្រាបបិសាចហ្នឹងមានរឿងអាចកំបាំងច្រើនណាស់ស៊ីស៊ីស្អែកទៅចុះឈ្មោះជាមួយខ្ញុំនៅកន្លែងបង្ក្រាបបិសាចទៅកន្លែងបង្ក្រាបបិសាចហ្នឹងមែនម៉េចអត់ចង់ទៅទេអត់ទេចង់ទៅបាបូទើបតែរត់ចេញទៅការពីម្សិលមិញមិនក៏ថ្ងៃនេះត្រឡប់មកវិញទៀតហើយអ្នកឯងមិនមែនមិនដែលឃើញកន្លែងបង្ក្រាបបិសាចទេមិនក៏មើលទៅហាក់ដូចជាមិនសប្បាយចិត្តអញ្ចឹងបាបូសប្បាយចិត្តតើបាបូសប្បាយចិត្តខ្លាំងណាស់រំភើបពេកមិនដឹងនិយាយយ៉ាងម៉េចទេនាងកញ្ជ្រោងតូចឲ្យខ្ញុំចង់ដឹងណាស់ថាសិស្សច្បងម្នាក់ឈ្មោះទារបស់នាងនឹងគាត់ស្លាប់តាំងពីពេលណាទៅឈូនាងហ៊ានមកចុះឈ្មោះនៅកន្លែងបង្ក្រាបបិសាចមែនហ្នឹងអ្នកដែលគួរតែនិយាយពាក្យនេះគួរតែជាខ្ញុំមិនមែនឬបើខ្ញុំចាំមិនខុសទេលោកគ្រូអ្នកប្រាជ្ញបានដកសិទ្ធិក្នុងការចូលទៅកាន់ទីបញ្ជាការបិសាចរួចហើយចុះអ្នកមកទីនេះធ្វើអីធីនស៊ឺគឺជាអ្នកហាត់ក្បាច់គុណដែលមានអនាគតភ្លឺស្វាងបំផុតក្នុងរាជធានីពេលនេះគាត់បានសុំព្រះរាជានុញ្ញាតពីព្រះមហាក្សត្រដោយផ្ទាល់តើគាត់មិនអាចមកបានយ៉ាងម៉េចទៅស៊ូធីនស៊ឺអ្នកមិនមែនជាអ្នកហាត់ក្បាច់គុណទេចុះហេតុអ្វីបានជាស្លៀកពាក់ដូចជាអ្នកប្រាជ្ញដូចលោកគ្រូអ្នកប្រាជ្ញម្នាក់នោះទៅវិញកុំប្រាប់ខ្ញុំណាថាអ្នកកំពុងតែធ្វើត្រាប់តាមគាត់នោះអាតរិឆានមិននឹកស្មានថាប៉ុន្មានថ្ងៃនេះមិនបានជួបគ្នាសម្ដីរបស់ឯងកាន់តែមុតស្រួយខ្លាំងម្ល៉េះអ្នកគ្រាន់តែនៅត្រឹមថ្នាក់ទី10ប៉ុណ្ណោះចំណែកបងធីនស៊ឺបានឡើងដល់ថ្នាក់ទី100បាត់ទៅហើយតើអ្នកមានសិទ្ធិអ្វីទៅរិះគន់គាត់ការហាត់ក្បាច់គុណរបស់មនុស្សមិនមែនជារឿងងាយស្រួលទេខ្លះហាត់រាប់សិបឆ្នាំក៏មិនប្រកាសថាឡើងបានមួយថ្នាក់ផងចុះធីនស៊ឺម្នាក់នេះទោះបីជាមានទេពកោសល្យខ្លាំងយ៉ាងណាក៏ដោយក៏មិនគួរហាត់បានលឿនម្ល៉េះអូខ្ញុំនឹកឃើញហើយតើវាជាចំហាយសម្រាប់របស់បងប្អូនខ្ញុំមែនទេធីនស៊ឺនិងស៊ីជុនសុទ្ធតែជាកូនចៅរបស់ពួកគេមើលទៅពួកគេត្រៀមខ្លួនមកយ៉ាងល្អណាស់មិនហ៊ាននិយាយអ្វីទៀតហើយមែនទេចាំមើលពេលការប្រឡងចាប់ផ្ដើមទៅនាងឲ្យនាងកិច្ចមិនរួចទេអាសនៈនៅអង្គភាពបង្ក្រាបបិសាចនេះទីបំផុតគឺជារបស់ខ្ញុំដដែលបានតើចាំមើលទៅថាអ្នកណាខ្លាំងជាងពួកមនុស្សអាក្រក់ទាំងនេះសម្ដីស្អុយជាងលាមកក្មេងទៅទៀតអញ្ចឹងកូនជួយចាំមុខពួកវាឲ្យបងផងណាចាំលើក្រោយយើងនឹងសងសឹកពួកវាឲ្យស្អាតមកស្អុយដល់ថ្នាក់ហ្នឹងបើមិនទៅស៊ីលាមកទេពិតជាស្ដាយណាស់បានកូននឹងជួយបងបង្រៀនពួកវាឲ្យរៀនចោលក្លិននេះយាយធានហេតុអ្វីបានជាគេនៅទីនេះអូយនេះមែនទេបងប្អូនដែលត្រូវរួមសុខរួមទុក្ខជាមួយខ្ញុំទៅថ្ងៃមុខនោះ
សំឡេងនេះមិនក៏ស្គាល់ច្បាស់ម្លេះមីហ្វូគួយមកជួបគ្នាលើកដំបូងនេះជាការដូតេទូចសូមទទួលយកទៅខ្ញុំឈ្មោះមីហ្វូគួយជាកូនចៅស្ដេចដានជាកូនប្រុសរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិសូមជួយមើលថែផងណាមើលចុះធ្វើខ្លួនដូចអ្នកបំផ្លាញទ្រព្យសម្បត្តិអញ្ចឹងឃើញថាត្រកូលមីប្រហែលជាចិត្តដល់ពេលត្រូវត្រឡប់ទៅរកមុខរបរដើមគឺលោកគូតហើយមើលទៅសំណាងហើយដែលលោកមីស្លាប់ទៅមុនអូនស្រីម្នាក់នេះយើងធ្លាប់ជួបគ្នាពីមុនមែនទេគេស្គាល់ខ្ញុំថាជាសានហើយនាងគឺជាព្រះនាងតូចឈូមែនទេកាលពីឆ្នាំមុនក្នុងពិធីជប់លៀងយើងធ្លាប់ជួបគ្នាហើយខ្ញុំថែមទាំងបានជួបបន្តថ្មគៀវនាងទៀតផងភ្លេចបាត់ហើយមិនគួរណាខ្ញុំសង្ហាបែបនេះធ្វើឲ្យស្រីរាប់មិនអស់លងស្រឡាញ់តាំងពីឃើញដំបូងចង់រៀបការជាមួយខ្ញុំមិនក៏នាងភ្លេចខ្ញុំបាត់ទៅវិញកុំបារម្ភអីស៊ូនលើកនេះមានបងនៅទីនេះហើយនាងកុំបារម្ភអីការប្រឡងចូលរៀនតិចតួចនេះមិនអាចលាក់បាំងសមត្ថភាពដ៏អស្ចារ្យរបស់ពួកយើងបានឡើយអូហូកញ្ជ្រោងតូចគួរឲ្យស្រឡាញ់ម្លេះសាច់ញឹមនេះជាសត្វចិញ្ចឹមដែលអ្នកចិញ្ចឹមមែនទេខ្ញុំមើលទៅអ្នកប្រុសមានរោគពីថ្លៃធ្នូណាស់ប្រកាសជាមិនមែនមនុស្សធម្មតាទេការប្រឡងលើកនេះបើទៅជាមួយបងប្អូនយើងទាំងពីរទៅកុំបារម្ភអីខ្ញុំនឹងជួយមើលថែអ្នកប្រុសឲ្យបានល្អមិនបានជួបគ្នាយូរហើយណាអូកញ្ជ្រោងតូចនេះគឺមកតាមរោគអ្នកមែនទេបងស្រីបងស្គាល់អ្នកប្រុសម្នាក់នេះដែរឬសាច់មកហើយបីអ្នកមកជួបជុំគ្នាបែបនេះគឺត្រូវគ្នាណាស់ម្នាក់ភ្នែកខ្វាក់ម្នាក់ខ្លាញ់បន្លំហើយម្នាក់ទៀតជាកូនប្រុសរបស់ម្ចាស់ដីការប្រឡងលើកនេះនាំគ្នាទៅមាត់អត់ដឹងខ្យល់នាងកូនមិនស្របច្បាប់របស់លោកម្ចាស់ធ្លាក់ខ្លួនហើយឯងទៀតជាមនុស្សក្បត់សន្យាពួកឯងពីរនាក់ជាសាច់ឆ្កែហ៊ានមកជេរពួកយើងដែរឬមាត់ហ៊ាននិយាយទៀតចាំមើលចុះនឹងដោះស្រាយពួកឯងឲ្យរៀបពួកសម្រាមចាប់ពីថ្ងៃនេះទៅខ្ញុំហ៊ូតាភៀវនេះហើយជាគ្រូបង្ហាត់ធំនៃការប្រឡងថ្នាក់ទីឌីងនេះពួកសម្រាមតូចឲ្យត្រៀមខ្លួនទៅស្លាប់ហើយឬនៅទីនេះមិនចិញ្ចឹមមនុស្សឥតប្រយោជន៍ទេអ្នកណាដែលចង់រស់ឥឡូវនេះត្រូវតែទៅឲ្យឆ្ងាយនេះគឺជាឱកាសតែមួយគត់ដែលពួកអ្នកមានដើម្បីវិបកទៅលើតាំងគូល្អណាស់បើពួកអ្នកមិនខ្លាចស្លាប់ទេចឹងចុះហត្ថលេខាលើកិច្ចសន្យាស្លាប់រស់នេះមកចុះហត្ថលេខាលើរបស់នេះមានន័យថាបើស្លាប់ក្នុងពេលសាកល្បងក៏មិនពាក់ព័ន្ធនឹងទីនេះដែរលោកគ្រូធំខ្ញុំចង់សួរថាកិច្ចសន្យាស្លាប់រស់នេះអ្នកថ្មីគ្រប់គ្នាត្រូវតែចុះហត្ថលេខាដែរឬបើអ្នកជាកូនចៅរាជវង្សទើបមិនចាំបាច់ចុះហត្ថលេខារាជវង្សអាចមិនចុះហត្ថលេខាបានមែនទេហេតុអ្វីទៅមិនហើយហេតុអ្វីទៅភ្នែកមើលអត់ឃើញទេមិនឃើញក្រុមតូចគេចុះហត្ថលេខាអស់ហើយស៊ីហ្វៃបើថ្ងៃនេះអ្នកជាកូនចៅរាជវង្សប្រហែលជាមិនខ្លាចអ្វីហើយមិនចុះហត្ថលេខាហើយមែនទេឥឡូវនេះសូម្បីតែខ្ញុំដែលជាព្រះនាងពិតប្រាកដម្នាក់នេះក៏ហ៊ានចុះហត្ថលេខាដែរចុះអ្នកវិញមិនហ៊ានទៅមិនហើយខ្លួនប្រានស្អុយបែបនេះចិត្តគំនិតប្រកាសជាអាក្រក់ណាស់អ្នកណាថាខ្ញុំមិនហ៊ានកិច្ចសន្យាស្លាប់រស់បានចុះហត្ថលេខារួចហើយចឹងចាប់ពីពេលនេះទៅការសាកល្បងចាប់ផ្ដើមហើយនៅលើភ្នំតាវយានក្រៅក្រុងរាជធានីមានបិសាចកំពុងបង្កហេតុបើពួកឯងអាចចាប់ពីទាំងរស់យកមកវិញបានពិន្ទុនឹងការឡើងទ្វេដងភ្នំតាវយានមិនមែនជាសម្បុករបស់មេបិសាចជួយហៅទេហ៎មិនក៏គេជ្រើសរើសកន្លែងនឹងធ្វើជាកន្លែងហ្វៃយើងត្រូវប្រយ័ត្នខ្លួនហើយអូតាមពិតទៅសម្បុកចាស់របស់ខ្ញុំសោះមើលទៅទីឈឿនចូលរួមប្រឡងលើកនេះគឺមានបំណងមកពីនេះឯងចេញដំណើរឥឡូវនេះទៅភ្នំតាវយានចាំដល់ពេលឡើងលើភ្នំទៅកាយបិសាចដូចឯងព្រាមតែស្លាប់ទៅស្វ័យធានជឿលោកគ្រូនេះជាបិសាចដែលចាប់បានពីខាងក្នុងគ្រប់គ្រាន់សម្រាប់ដោះស្រាយជាមួយឈូជីហើយបាទប្អូនស្រីសម្លាញ់ឲ្យ1000ឆ្នាំហើយដែលមិនបានជួបគ្នាសង្ឃឹមថាប្អូននឹងចូលចិត្តកាដូដែលបងជូនណាចង់មករកខ្ញុំផ្ទាល់ហ៎ល្អយូរហើយដែលខ្ញុំមិនបានសម្លាប់មនុស្សអូនឲ្យប្រយ័ត្នខ្លួនផងបងស្មានថាអាមនុស្សអាយុខ្លីដែលជាអតីតគូដណ្ដឹងរបស់អូននឹងប្រហែលជាចង់លេងល្បិចដាក់អូនហើយអូមិនបានអូនដឹងថ្ងៃនេះចូលមកដល់ក្នុងតំបន់បិសាចភ្លាមបងក៏ដឹងខ្លួនភ្លាមគេនឹងប្អូនស្រីគេនឹងចេះតែញុះញង់ឲ្យគេគ្រប់គ្នាប្រឆាំងនឹងអូនគ្រោះថ្នាក់ណាស់ណាអូនត្រូវតែចេះការពារខ្លួនខ្លះផងមើលទៅអូនដូចជាល្ងងតែតាមពិតមិនល្ងងសោះមកហេហេអរគុណណាអាហែងអូនថាអ្នកណាដែលល្ងងអូយឲ្យកញ្ជ្រោងតូចដែលអូនចិញ្ចឹមនឹងវាចង់ខ្លាយជាមនុស្សមែនទេថៃគឺអូនគ្រាន់តែមានអារម្មណ៍ថាវាមានក្លិនក្រអូបខ្លាំងណាស់ពិតមែនហើយចម្លែកណាស់មេឃងឹតអស់ហើយយើងដើរក្នុងព្រៃយូរម្លេះហ្នឹងគេថាមានបិសាចធ្វើព្យុះធ្វើភ្លៀងតែដើរមកតាមផ្លូវនេះសំបីតែទន្សាយមួយក្បាលក៏មិនឃើញដែរដើមឈើនៅជុំវិញនេះតិចពេកហើយដើមឈើតិចមិនល្អតាប្រហែលជាលើកនេះយើងមកកំចាត់បិសាចដើមឈើហើយមើលទៅហេតុអ្វីសំបីតែក្មេង3ឆ្នាំក៏ដឹងដែរថាភ្នំគឺជាកន្លែងដែលមេបិសាចធ្លាប់វឹកហាត់ពីមុនមកអ្នកណាដែលធ្លាប់មកទីនេះពេលចេញទៅវិញសុទ្ធតែជួបតែរឿងផ្សេងគ្រាន់តែគិតក៏ចង់ក្អួតដែរអូនមាត់មួយម៉ាត់ក៏ពីរម៉ាត់ក៏ចង់ក្អួតបើកំហឹងរបស់លោកម្ចាស់ឈូអ៊ីហូនៅតែមានមែនតាអ្នកគិតថាគាត់នឹងសម្លាប់អ្នកមុនគេអត់គាត់ជាមេបិសាចទៅហើយកំហឹងគាត់មិនធម្មតាទេបើមិនសម្លាប់អ្នកចោលក៏មិនសម្លាប់ឈូអ៊ីហូទៅបានគេកាត់សាកសពជាបំណែកស្លាប់អស់រាប់ពាន់ឆ្នាំទៅហើយបើគាត់នៅមានកំហឹងទៀតខ្ញុំនឹងកំទេចគាត់ចោលមកគេបានហើយហ្វៃគុំនិយាយទៀតអីដោយសារតែនេះជាការប្រឡងពេលចូលទៅក្នុងភ្នំហើយយើងបែកគ្នាទៅតាមផ្លូវរៀងខ្លួនចុះរឿងរស់ឬស្លាប់គឺអាស្រ័យលើវាសនាអាស្រ័យតូចនេះមាត់ពិតជាអាក្រក់មែនបើអញជាឈូអ៊ីហូអញនឹងដេមាត់វាចោលមុនគេពួកវាគ្មានសិទ្ធិយកត្បូងរបស់អញទេអញនឹងទៅយកវាត្រឡប់មកវិញអ្នកគ្រប់គ្នាសុទ្ធតែជាប្រមាថឈូអ៊ីហូចុះហេតុអ្វីបានជាអ្នកនៅជួយនិយាយការពីគាត់ទៀតខ្ញុំមិនមានគំនុំអ្វីជាមួយគាត់ទេចុះហេតុអ្វីត្រូវជេរគាត់ម្យ៉ាងទៀតរឿងវាជារឿងរាប់ពាន់ឆ្នាំទៅហើយហេតុអ្វីត្រូវនៅតាមចាប់កំហុសគាត់ត្បូងនោះមិនបាច់ទៅយកវិញទេហ៊ានជេរប្រមាថឈូអ៊ីហូនៅលើទឹកដីរបស់គាត់បែបនេះគឺប្រកាសជាត្រូវសងថ្លៃវិញមិនខានបងឆេនសៃឲ្យបងមិនមែននិយាយថាមានវិធីដោះស្រាយជាមួយឈីខនទេចុះហេតុអ្វីបានជាមិនទាន់ធ្វើអ្វីទៀត
កុំតន់អាល់អីមុននេះនៅក្រោមភ្នំមិនងាយស្រួលធ្វើសកម្មភាពទេឥឡូវពួកគេបានចូលទៅក្នុងលំហាត់គូលីនដែលជាយហៅធ្លាប់បានរៀបចំទុកហើយចាំមើលថាពួកគេអាចរត់ទៅណាបានបងសែនសេចក្នុងក្អមចាប់បិសាចនេះមានដាក់បិសាចអ្វីទៅតើវាអាចដោះស្រាយជាមួយនាងឈីខុននោះបានមែនឬវាជាបិសាចចុកកម្រិតទាបគ្រាន់តែបើកមាត់ក៏អាចហៅចុកអាក្រក់រាប់រយមកបានដែរគ្រាន់តែដោះស្រាយជាមួយពួកសម្រាមនិងផ្កាយបិសាចនោះគឺគ្រប់គ្រាន់ហើយកម្រិតទាបបែបនេះបើវាគ្រប់គ្រងមិនបានតើធ្វើម៉េចកុំបារម្ភអីបិសាចចុកនេះត្រូវបានលុបបំបាត់ស្មារតីអស់ហើយខ្ញុំមានវិធីគ្រប់គ្រងវាដោយខ្លួនឯងនៅតែជាបងដែលពូកែកុំមកប៉ះអញសំឡេងអ្វីហ្នឹងគឺចុកវាចាប់ផ្ដើមហើយមែនទេល្អណាស់អាយ៉ាវាគ្រប់គ្រងលេងបានហើយតើពិតជាមានបិសាចអក្ខរាវិរុទ្ធមែនទេមើលសៀវភៅនោះប្រញាប់កាប់សៀវភៅទាំងគុំកំណត់អីដើមឈើទាំងនេះមិនធ្វើបាបអ្នកទេដើមឈើទាំងនេះក៏មិនបានវាប្រហារពួកយើងដែរប៉ុន្តែហេតុអ្វីបានជាពួកវាអាចរស់ឡើងវិញបានព្រោះមានបិសាចផ្សេងទៀតមកដល់ហើយចុកបិសាចចុកតើមានរឿងអ្វីទៅសៀវឆ្វីហេតុអ្វីបានជាសត្វវិញ្ញាណនេះស្រាប់តែមកជួយពួកយើងបែបនេះខ្ញុំដឹងហើយគឺលោកម្ចាស់ឈូអ៊ីហៅប្រកាសជាលោកម្ចាស់ឈូអ៊ីហៅដែលបានបូជាវិញ្ញាណហើយសត្វវិញ្ញាណស្ងួតនេះមានតែលោកម្ចាស់ឈូអ៊ីហៅម្នាក់គត់ដែលអាចបញ្ជាវាបានហេតុអ្វីបានជាពួកគេលាក់ខ្លួននៅទីនោះកុំប្រាប់ថាពួកចោរបិសាចទាំងនេះគឺពួកគេជាអ្នកលេងវាចេញមកមែនទេលាក់ខ្លួនយូរម្លេះទីបំផុតក៏ព្រមចេញមុខមកហើយជុកជន់អញមានអីត្រូវអួតនោះថ្ងៃនេះអញត្រូវតែស្លាប់ជាមួយខ្ញុំនឹងអូសឯងចុះទៅនរកជាមួយគ្នាវិជាឈាមបិសាចបូជាឈាមដើម្បីដោះដូរនឹងការសម្លាប់ឯងដល់ថ្នាក់ត្រូវប្រថុយជីវិតដល់ម្លឹងផងជុកជន់ទៅស្លាប់ទៅមិនស្គាល់កម្លាំងខ្លួនឯងសោះហ្វាយរត់ទៅគេចង់បំផ្លាញសរសៃឈាមខ្លួនឯងឈៀនមើលលើកនេះឯងចង់គេយ៉ាងម៉េចទៀតត្រឹមឯងក៏ចង់សម្លាប់ខ្ញុំដែរឬខូលីងចិននេះមិនមែនជាចិនដែលត្រូវតែលេខ1ទៅអាចដំណើរការបានទេអញជានរណាឲ្យពិតប្រាកដឲ្យព្រះឲ្យសិស្សបងស្រីតូចមិនក៏អ្នកឡើងទៅលើមេឃបានលេខ1មែនទេគឺអញពិតមែនឬអ្នកមិនចាំបាច់ដឹងថាខ្ញុំជានរណាទេគ្រាន់តែដឹងថាថ្ងៃនេះអ្នកត្រូវស្លាប់ក្នុងដៃខ្ញុំគឺគ្រប់គ្រាន់ហើយនាងស្រីថោកទាបឈូឈុននាងជាផ្កាយអាក្រក់នាំទុកខ្ញុំស្ដាយក្រោយណាស់ដែលមិនបានសម្លាប់នាងតាំងពីដំបូងគួរតែយកជីវិតឆ្កែរបស់នាងឲ្យនាងរស់នៅបែបនេះទៅឲ្យឆ្ងាយទៅឈប់ដៃឈូឈុនប្រឡែងស្វ័យធានស៊ឺនិងស៊ីហ្វាយព្រីមទៅបើខ្ញុំចាំមិនខុសទេក្នុងលិខិតស្លាប់រស់ដែលបានចុះហត្ថលេខាហើយនោះទោះស្លាប់រស់អាញាកណ្ដាលក៏មិនអាចលូកដៃបានដែរត្រូវហើយពួកគេទាំងពីរនាក់បានបញ្ចេញចោលបិសាចមកធ្វើបាបកូនសិស្សខ្ញុំមុនពួកយើងគ្រាន់តែទាត់វិញប៉ុណ្ណោះលោកស៊ូវូបានចេញបញ្ជាផ្ទាល់ខ្លួនថាអ្នកចូលរួមប្រឡងលើកនេះមិនអនុញ្ញាតឲ្យសម្លាប់គ្នាទៅវិញទៅមកឡើយបងលីវមកជួយខ្ញុំនេះមិនមែនជាអាវុធវេទមន្តដែលជួយយន្តប្រើការពីឈូហ៊ានធានកាលពី1000ឆ្នាំមុនទេហេតុអ្វីបានជាវាទៅនៅក្នុងដៃរបស់ស្វ័យធានស៊ឺទៅវិញមើលទៅអ្នកដែលចង់តាមរកមហេសីមិនមែនមានតែខ្ញុំម្នាក់ទេតើនេះគឺជាអាវុធវេទមន្តរបស់ Chu Hanshin ហើយ Chu Shense គឺជាមនុស្សដែលគេបញ្ជូនមកពួកចាស់ទាំងនេះតាមពិតទៅពួកអ្នកក៏តាមដានខ្ញុំដែរនឹងល្អតើបើអញ្ចឹងទុកជីវិតអាសម្រាមនេះសិនទៅចាំតាមដានរកមើលកន្លែងលាក់ខ្លួនរបស់ Chu Hanshin ក្នុងនៅពេលដែលលោកម្ចាស់បានបើកមាត់ហើយខ្ញុំក៏មិនអាចធ្វើឲ្យលោកខកចិត្តបានដែរប៉ុន្តែ Chu Shense និង Chai Fivi បានលួចធ្វើរឿងមិនល្អក្នុងការប្រឡងហើយថែមទាំងលួចលេងចោលបិសាចមកទៀតគឺចង់សម្លាប់ខ្ញុំចោលខ្ញុំទាមទារឲ្យពួកគេទាំងពីរនាក់នឹងមិនអនុញ្ញាតឲ្យចូលរួមប្រឡងនៅ Genio Cycle ទៀតឡើយជីឆាន់កុំឲ្យវាហួសហេតុពេកជប់មកទៅជីឆាន់ព្រមទុកជីវិតឲ្យអញមួយនេះក៏ចាត់ទុកថាមានមេត្តាធម៌ខ្លាំងណាស់ទៅហើយធ្វើខ្លួនឯងទេកុំបន្ទោសអ្នកណាឆាប់ទៅឲ្យឆ្ងាយទៅកុំឲ្យឃើញមុខអ្នកទាំងពីរនៅ Genio ទៀតឲ្យសោះប្អូនស្រីសម្លាញ់របស់បងកុំទាន់អាល់អីបងមានកាដូភ្ញាក់ផ្អើលមួយចង់ឲ្យអូនដែលអូននៅមិនទាន់បានឃើញនៅឡើយទេចុះបិសាចត្រូវបានសម្លាប់ចោលហើយបេសកកម្មបានបញ្ចប់ពួកអ្នកក៏កុំបន្តនៅជើវិញទៀតអីបើអញហ៊ាននៅទីនេះទៀតត្រូវតែតាមខ្ញុំត្រឡប់ទៅការិយាល័យបង្ក្រាបបិសាចស៊ូហានធានកាលពី1000ឆ្នាំមុនអ្នកឆ្លៀតឱកាសពេលខ្ញុំមិនប្រយ័ត្នរួមដៃគ្នាសម្លាប់ខ្ញុំហើយបង្កចលាចលពេញផែនដីថ្ងៃនេះខ្ញុំនឹងមិនឲ្យអ្នកមានឱកាសទៀតឡើយព្រះចៅអធិរាជតាមានអ្វីកំពុងហៅខ្ញុំមែនទេឬមួយវាជាថ្មចាស់ពីអតីតកាលឈើនៅតែយួនបានរស់ឡើងវិញហើយឈូអ៊ីហុងមើលទៅអាវុធដ៏ពិសិដ្ឋរបស់អ្នកបានទទួលស្គាល់ម្ចាស់វាហើយវាក៏ត្រឡប់មកវិញជាមួយព្រលឹងរបស់អ្នកដែរតើអ្នកមែនទេដែលកំពុងហៅខ្ញុំម្ចាស់ថ្លៃអ្នកគឺមូជាវិញ្ញាណឈើនៅតែយួនដែលរងចាំការត្រឡប់មកវិញរបស់ម្ចាស់ខ្ញុំ
ម្ចាស់ថ្លៃទីបំផុតខ្ញុំរងចាំអ្នកបានជួបហើយហេតុអ្វីបានជាខ្ញុំភ្លេចបាត់ទៅវិញមិនដឹងទេខ្ញុំពិតជាភ្លេចរឿងរ៉ាវទាំងនោះមែនម្ចាស់ស្រីមិនបានភ្លេចពួកយើងទេណាគឺពួកយើងខ្លួនឯងទេដែលលុបដាននៅលើលោកនេះចោលមានន័យថាម៉េចកាលពី 1000 ឆ្នាំមុនម្ចាស់ស្រីបានស្លាប់ពួកអ្នកនៅទីនោះបានកាត់សាកសពអ្នកជាបំណែកហើយកប់ទុកដើម្បីកំទេចប្រលឹងអ្នកបងប្អូនទាំងអស់គ្នាបានបូជាខ្លួនឯងការដែលអ្នកបាត់បង់ការចងចាំគឺជាលក្ខខណ្ឌដែលពួកយើងដោះដូរជាមួយច្បាប់នៃស្ថានសុខអូគឺដោយសារការបូជារបស់ពួកអ្នកមែនទេទើបបានប្រលឹងខ្ញុំត្រឡប់មកវិញមូម្ចាស់ស្រីកុំពិបាកចិត្តអីបើអ្នកទាំងអស់គ្នាដឹងថាអ្នកយំពេលពួកគេភ្ញាក់ឡើងពួកគេប្រកាសជាស្ដីបន្ទោសឲ្យមូមិនខានម្ចាស់ស្រីមូរងចាំអ្នកមូសប្បាយចិត្តណាស់មិនក៏មិនសប្បាយចិត្តបូជាគ្រប់យ៉ាងដើម្បីឲ្យខ្ញុំរស់ឡើងវិញឥឡូវនេះឲ្យខ្ញុំមើលអ្នកបាត់ខ្លួនទៅមុខភ្នែកបែបនេះឬលោកម្ចាស់ជួយខ្ញុំផងខ្ញុំនឹងដកប្រលឹងឯងមកធ្វើជាឧបករណ៍ដើម្បីបដូរយកជីវិតថ្មីឲ្យឈើវិញ្ញាណនៅតាយួនយកប្រលឹងឯងមកធ្វើជាដីដើម្បីឲ្យវាធំធាត់រាប់ពាន់ឆ្នាំចាប់ពីពេលនេះទៅវាមានជីវិតខ្ញុំក៏មានជីវិតវាស្លាប់ខ្ញុំក៏ស្លាប់លោកម្ចាស់កុំអីលោកម្ចាស់ខ្ញុំមិនមែនជាអ្នកដែលគ្មានប្រយោជន៍នោះទេលោកមិនគួរហៅខ្ញុំមកបែបនេះទេខ្ញុំមិនសមនឹងទទួលបានបែបនេះទេមិនសមតតែសោះខ្ញុំពេញចិត្តម្ចាស់ខ្ញុំត្រឡប់មកវិញហើយតែនៅខ្វះអាវុធមួយឲ្យមូធ្វើជាដាវក្នុងដៃរបស់លោកទៅចុះក្របពូជដ៏ពិសិដ្ឋនៃតាយួនសូមស្វាគមន៍ការវិលត្រឡប់របស់ម្ចាស់ខ្ញុំមូឲ្យជួយស៊ូស៊ីផងជួយឲ្យខ្ញុំឆាប់ស្ដារកម្លាំងប្រលឹងឲ្យត្រឡប់មកដល់កម្រិតកម្ពស់វិញផងពួកអ្នកដែលធ្វើបាបយើងកាលពី 1000 ឆ្នាំមុនបានលេចមុខមកហើយខ្ញុំទ្រាំរង់ចាំជួបគេលែងបានហើយម្ចាស់ស្រីគ្រាន់តែផ្ដោតថ្នាំកម្រិតខ្ពស់ឲ្យបានគ្រប់គ្រាន់មកមូនឹងប្រើថាមពលបេះដូងឈើដើម្បីបំពេញកម្លាំងរបស់ម្ចាស់ស្រីឲ្យពេញវិញហើយវាពួកវាឲ្យខ្ទេចខ្ទីតែម្ដងល្អអីចឹងប្រហែលជាត្រូវត្រឡប់ទៅផ្ទះលោកហូមួយសិនហើយដើម្បីទៅយកទ្រព្យសម្បត្តិដែលខ្ញុំគ្រប់គ្រងក្នុងវិមានព្រះនាងមកវិញពីដៃប្អូនប្រុសដែលចូលផ្ទះប្រពន្ធនិងម្ដាយចុងរបស់ខ្ញុំធ្វើអីហ្នឹងតើខ្ញុំគួរហៅអ្នកថាឈូជុនឬក៏ឈូអ៊ីហូអីចឹងលោកគ្រូជាតិក៏មិនបាច់សម្ដែងទៀតដែរមែនទេបើអីចឹងដោះរបាំងមុខចេញមកនិយាយគ្នាទៅអ្នកដែលអាចគ្រប់គ្រងប្រលឹងឈើស្ងួតបានក្រៅពីអ្នកឈូអ៊ីហូតើនៅមានអ្នកណាទៀតលោកគ្រូជាតិហេតុអ្វីបានជាត្រូវតែតាមរករឿងខ្ញុំមិនឈប់បែបនេះខ្ញុំជាឈូអ៊ីហូមិនមែនវាពាក់ព័ន្ធអីនឹងលោកអ្នកមិនចាំរឿងដែលបានកើតឡើងកាលពី 1000 ឆ្នាំមុនរបស់យើងទេកាលពី 1000 ឆ្នាំមុនអ្នកគ្មានឆ្នាំទេតើធ្វើឲ្យខ្ញុំដុសកន្ទុយទី10បានយ៉ាងម៉េចតែបងស្រីក៏បានបិទថាមពលក្បាច់គុណទាំង9របស់ខ្ញុំដែរចំណែកកន្ទុយទី10នេះគឺពីកំណើតមកវាអត់ស្ដាប់បង្គាប់សោះបងប្រុសឲ្យសម័យនេះគេមិនលេងល្បិចកបែបនេះទេណាអូហូកន្ទុយដែលដុសចេញមកនេះកុំប្រាប់ណាថាជាកូនបិសាចតូចដែលខ្ញុំធ្លាប់លេងជាមួយនោះកន្ទុយអញដុសចេញមកបែបនេះអញ្ចឹងហៅថាទូតូចទៅចុះទោះបីជាគាត់ពាក់ម៉ាស់ក៏ដោយខ្ញុំនៅតែស្គាល់គាត់បានក្រោយថ្ងៃទី1មកខ្ញុំក៏ខ្លាចជាទូតូចទៅនៅក្បែរជីខនខ្លាចជាបិសាចរបស់គាត់រហូតដល់គាត់ដើម្បីសង្គ្រោះមនុស្សលោកបានប្រយុទ្ធជាមួយឋានសុខហើយក៏ចាក់ចេញទៅបាត់កាលពី 1000 ឆ្នាំមុនយើងស្គាល់គ្នាអ្នកមិនមែនជាមនុស្សទេតើអ្នកជានរណាឲ្យពិតប្រាកដទៅស្ដេចបិសាចអញភ្លេចហើយឬថាខ្ញុំជាស្ដេចបិសាចរបស់ឯងស្ដេចបិសាចលោកកំពុងតែលេងសើចមែនទេយើងមិនដែលស្គាល់គ្នាផងតើលោកអាចថាលោកជាស្ដេចបិសាចរបស់ខ្ញុំបានយ៉ាងម៉េចទោះបីជាលោកមុខមាត់សង្ហាក៏ដោយក៏មិនអាចមកកេងចំណេញលើខ្ញុំបែបនេះដែរឈប់សិនមនុស្សរបស់លោកមកដល់ហើយក្នុងភូមិគ្រឹះនៅមានរឿងដែលខ្ញុំត្រូវដោះស្រាយខ្ញុំសុំលាទៅមុនហើយខ្ញុំរងចាំឯង 1000 ឆ្នាំមកហើយតើឯងភ្លេចរឿងរ៉ាវទាំងអស់មែនទេលោកប៉ាលោកត្រឡប់មកវិញហើយឈប់សិនទីបំផុតខ្ញុំរកឃើញអ្នកហើយមិញនេះកូនចៅបានដឹងពីក្លិនឈើតែពេលទៅពិនិត្យមើលនៅភ្នំស្រាប់តែបាត់ខ្លួនទៅវិញនោះគឺជាវត្ថុស័ក្តិសិទ្ធិដែលជាប់តាក់ទងនឹងឈាមរបស់ព្រោះមនុស្សដែលគាត់រងចាំបានត្រឡប់មកវិញហើយអ្វីណាគាត់ត្រឡប់មកវិញហើយកាលពី 1000 ឆ្នាំមុនដើម្បីកុំឲ្យរលីបាត់បង់ឯងបានប្រើកន្ទុយទាំង8ចុងបំណែករាងកាយទាំង8របស់គាត់ទុកឥឡូវនេះគាត់ត្រឡប់មកវិញហើយប្រលឹងរបស់មិនមែនកាលពី 1000 ឆ្នាំមុនត្រូវបានបងប្អូនរបស់គាត់យកទៅជាមួយកន្ទុយទាំង8របស់លោកប៉ាទេតើលោកម្ចាស់ជូអ៊ីហៅបានបង្ក្រាបហើយឬនៅនោះគ្រាន់តែជាពាក្យសម្ដីដែលបងប្អូនមិនបានការរបស់ជូអ៊ីហៅគេនិយាយកុហកទេ DC ជូអ៊ីហៅគឺជាអ្នកម្ដាយរបស់ឯងអ្វីណាកូនមានអ្នកម្ដាយហើយមែនទេចុះគាត់នៅណាប្រញាប់នាំកូនទៅរកអ្នកម្ដាយទៅជូឈុនគឺជានាងជូអ៊ីហៅនឹងឯងបងស្រីស្អាតម្នាក់នោះតាមពិតទៅគឺជាអ្នកម្ដាយរបស់ខ្ញុំសោះហ្វៃកូនស្រីដ៏កំសត់របស់ម៉ាក់ឲ្យនាងជូឈុនអាស្រ័យថោកទាបនោះវាបានធ្វើអ្វីខ្លះដាក់កូនម៉ាក់នឹងមិនឲ្យវាស្លាប់ស្រួលឡើយចុះហុងយេទៅណាហើយប្រញាប់ទៅហៅហុងយេឲ្យត្រឡប់មកផ្ទះវិញភ្លាម
មើលទៅខ្ញុំត្រឡប់មកវិញលឿនពេកហើយបើមកយឺតជាងនេះបន្តិចទៀតប្រហែលជាអាចមកទាន់ពេលគេធ្វើបុណ្យសពមិនខានជូឈុនឯងនៅហ៊ានត្រឡប់មកវិញទៀតហើយពួកឯងនៅឈរធ្វើអីចាប់នាងចង់ឲ្យជាប់មកលោកជំទាវនាងគឺជាកូនស្រីរបស់ស្ដេចត្រាញ់ណាហើយនាងទី2ត្រូវគេដាក់អំពើដូច្នេះបើកូនស្រីច្បងរងរបួសនាងទី2នឹងរងរបួសតាមនឹងដែរអាមុនអាគុំនឹងតាំងពីដើមមកគ្រាន់តែយកមកបោកបញ្ឆោតគេទេខ្ញុំគ្រាន់តែដាក់មុនខ្មៅបន្តិចបន្តួចលើខ្លួននាងសេហ្វៃតែប៉ុណ្ណោះតើអ្នកចូលចិត្តកាដូដែលខ្ញុំត្រៀមឲ្យទេឯងនៅចូលធ្វើអីទៀតប្រញាប់ដកមុនអាគុំចេញពីហ្វៃគ្រាន់តែជាអាចារ្យម្នាក់តើឯងហ៊ានមកបង្រៀនខ្ញុំឲ្យធ្វើការឬខ្ញុំជាមេផ្ទះរបស់ត្រកូលហូឯងវាគ្រាន់តែជាស្រីថោកទាបម្ដាយបង្កើតរបស់ខ្ញុំគឺជាព្រះនាងនៃរាជវង្សចំណែកឯសេចជនគ្រាន់តែជាឪពុកហើយនិយាយឲ្យចំទៅគឺគ្រាន់តែជាកូនប្រសារដែលមករស់នៅផ្ទះប្រពន្ធប៉ុណ្ណោះចុះឯងវិញគ្រាន់តែជាអាចារ្យរបស់កូនប្រសារម្នាក់តើមានតម្លៃអ្វីហ៊ានមកស្រែកដាក់មុខខ្ញុំទៀតក្នុងរយៈពេល2ថ្ងៃនេះត្រូវរៀបចំមរតករបស់ម្ដាយខ្ញុំឲ្យរួចរាល់ហើយយកមកឲ្យខ្ញុំបើមិនអញ្ចឹងទេខ្ញុំនឹងទុកឲ្យកូនស្រីអញស្លាប់មិនខានខ្ញុំម្ចាស់ធ្វើតាមបញ្ជារបស់លោកជំទាវយករបស់ព្រះនាងនិងសៀវភៅកន្នីមកជូនសូមព្រះនាងពិនិត្យមើលឲ្យបានល្អខ្ញុំជាព្រះនាងតាំងឯងចង់និយាយថារបស់ដែលបន្សល់ទុកមានតែប៉ុណ្្នឹងមែនទេព្រះនាងបានសោយទីវង្គតយូរឆ្នាំមកហើយចំណាយក្នុងវាំងច្រើនណាស់នេះក៏ដោយសារតែលោកជំទាវមានចិត្តមេត្តាទើបយកទ្រព្យសម្បត្តិផ្ទាល់ខ្លួនមកជួយដោះស្រាយសូមអ្នកនាងកុំពិបាកនឹងធ្វើបាបខ្ញុំម្ចាស់អីចរិតអីបែបនេះនឹកស្មានថាខ្លួនឯងជាកូនស្ដេចមែនទេតាមពិតគ្រាន់តែជាកូនស្រីគ្មានពូជពងអីសោះមូឲ្យមនុស្សខ្លះមិនឃើញឈូសមិនស្រក់ទឹកភ្នែកទេសម្រាប់ខ្ញុំវិញគឺពិតជាទ្រាំមិនបានឡើយម្ចាស់ស្រីមូយកហើយមិនបាច់ខ្លាចនាងទេខ្ញុំមិនខ្លាចឡើយទោះបីត្រូវបដូរជីវិតក៏ត្រូវតែធ្វើឲ្យនាងតូចនេះដឹងពីរសជាតិដែរលោកអើយលោកសម័យនេះពិតជាគួរឲ្យខ្លាចណាស់មនុស្សម្នាក់កំពុងតែល្អសោះហើយអ្វីក៏ស្រាប់តែបាត់បង់ជីវិតទៅវិញអូនៅលើបន្តោងត្បូងនេះមានឆ្លាក់អក្សរថាយូឈៀនខ្ញុំចាំបានថានេះមិនមែនជាឈ្មោះក្រៅរបស់ម្ដាយខ្ញុំទេអូយនេះវាជារបស់ដែលម្ដាយខ្ញុំបន្សល់ទុកឲ្យតើហេតុអ្វីបានជាទៅនៅនឹងខ្លួនមកទៅវិញគេថាចិត្តមនុស្សមិនចេះស្កប់ស្កល់ដោយពស់លេបដំរីបើមិនប្រយ័ត្នប្រយែងទេជីវិតនឹងត្រូវបាត់បង់ដោយមិនដឹងខ្លួនអ្នកទាំងអស់គ្នាថាត្រូវទេសូមមេត្តាលើកលែងទោសឲ្យផងរបស់ទាំងនេះសុទ្ធតែជារបស់ដែលព្រះនាងម្ចាស់បន្សល់ទុកពួកយើងគ្រាន់តែបង្វែងស្មារតីតែប៉ុណ្ណោះសូមមេត្តាលើកលែងទោសឲ្យពួកយើងផងសម័យនេះមិនមែនអ្នកណាខ្លាំងអ្នកនោះមានសិទ្ធិនិយាយនោះទេច្បាប់កម្មផលមានពិតបើចង់គៀបសង្កត់អ្នកដទៃត្រូវតែថ្លឹងថ្លែងមើលខ្លួនឯងសិនថាតើមានសមត្ថភាពទទួលខុសត្រូវនឹងផលវិបាកនេះដែរឬទេលោកស្រីមានរឿងធំហើយមានរឿងអីទៀតហើយម៉ូស្លាប់ហើយនាងស្រាប់តែធ្លាក់ចូលក្នុងស្រះទឹកពេលខ្ញុំឡើងមកដល់គាត់ដាច់ខ្យល់បាត់ទៅហើយឯងថាឯណាលោកម្ចាស់ឲ្យនាងបេសាច់នេះពិតជាគ្មានច្បាប់ទម្លាប់មែនថ្ងៃនេះនាងហ៊ានសម្លាប់មេដោះរបស់ទូជំនួសចុះថ្ងៃស្អែកនាងមិនហ៊ានក្បត់គ្រូរបស់នាងទេចុះហ្វៃវិញនាងនៅតែសន្លប់មិនទាន់ដឹងខ្លួនទៀតជីវិតនាងចិត្តអស់ហើយនាងតែងតែគេចវិសពីមនុស្សគ្រប់គ្នាតែឥឡូវហ៊ានគំរាមកំហែងចំមុខទៀតទោះបីជាយើងអត់អន់ឲ្យនាងប៉ុន្មានដងហើយក៏នាងនៅតែបានចិត្តដែរកូនស្រីក្បត់នេះពិតជាលោកម្ចាស់រកខ្ញុំឬស៊ូឈីងឯងប្រញាប់ដកអក្ខរាវិរុទ្ធទូជំនួសរបស់ប្អូនស្រីឯងចេញភ្លាមបានតែលោកត្រូវប្រគល់សោឃ្លាំងឲ្យខ្ញុំសិនខ្ញុំនឹងយកទ្រព្យសម្បត្តិដូនតារបស់ម្ដាយខ្ញុំទៅវិញរួចខ្ញុំនឹងឲ្យថ្នាំបន្សាបនេះទៅលោកម្ចាស់ឲ្យគ្មានអ្វីសំខាន់ជាងជីវិតរបស់ហ្វៃយើងទេណាយកសោឃ្លាំងឲ្យនាងទៅប៉ាដឹងខ្លួនហើយមិនល្អទេរបស់របរនៅក្នុងឃ្លាំងបាត់អស់រលីងហាត់ទ្រព្យសម្បត្តិទាំងអស់ក្នុងឃ្លាំងទាំងគំនូគ្រឿងមាសរបស់របរគ្រប់យ៉ាងគឺបាត់អស់មិនសល់មួយឡើយរឿងនេះទៅរួចយ៉ាងម៉េចទៅគេម្នាក់ឯងអាចដឹកជញ្ជូនរបស់ច្រើនម្លេះទៅបានដោយរបៀបណាចប់ហើយគឺចប់អស់ហើយលោកម្ចាស់យើងមិនអាចតាំងជាមួយផ្កាយមរណៈនេះបានទេមើលទៅយើងត្រូវតែទៅរាយការណ៍រឿងនេះប្រាប់លោកជំទាវហើយជីខនឯងចាំមើលចុះជូរ៉ែនមើលតើមីខ្លាំងទេខ្លាំងរបស់ពួកគេខ្ញុំបានដឹកជញ្ជូនអស់រលីងហើយឥឡូវនេះមានអសគ្រប់គ្រាន់សម្រាប់ឲ្យខ្ញុំចម្រាញ់ប្រលឹងរបស់អ្នកចិត្តនឹងវិលត្រឡប់ទៅរកភាពខ្លាំងក្លាដោយកាលពី1000ឆ្នាំមុនហើយសួស្ដីបងប្រុសទី7ដ៏ជាទីស្រឡាញ់របស់ខ្ញុំក៏អង្គុយមិនសុខដែរឬពួកយើងទៅជួបគេបន្តិចទៅអូនអើយលើកមុនចុះពីភ្នំតាវយានមកមិនក៏បងងាកក្រោយភ្លាមបាត់អូនចឹងមើលចុះខាងការិយាល័យបង្ក្រាបបិសាចគេឲ្យតម្លៃបងប្អូនយើងខ្លាំងណាស់បងមកមើលអូនមិននឹកស្មានថាជួបលោកគ្រូកោហ្មងបងអញហ៊ានយកឈើតាវយានដែលជាវត្ថុស័ក្តិសិទ្ធិមកធ្វើជាឈើច្រត់ផងហោះមានតែបងទេដែលហ៊ានធ្វើបែបនេះលោកគ្រូកោលេងសាច់ហើយឈើតាវយានជារបស់លោកម្ចាស់ឈឺយេឯណោះមានអំណាចខ្លាំងក្លាណាស់មិនក៏អាចជាឈើច្រត់ចាស់នៅក្នុងដៃអូនបានទៅបងថាអ្នកណាគេចាស់
chơi trọt ní chơi như vậy phong ấy chẳng vì chỉ chơi tao yên men hả chơi trọt cha hay kế nhung cứ mi lên mùa nè ôn say ôn bất chỉ đồn đà bọt cô chi men hả ấy chẳng dương tiền pi nè miên tha nào mày tứ bong tơ hai ôn thà hai thà đồn ta bong trong hai mấy cỏ hai tứ nhung tơ điệp trong bọt hai lục ba lục mạ hạ đôi chi mình xoa bùi dương tiệt hài quát mình chăm bong tê tai bay chỉ chăm crom mình nu akro đại thua bong kra pro lưng quát ca pi mùi pon chna môn tơ vĩnh pro hai chi tơ tại rục ở khơi ca bất ca pi ateka tớp ai đăng tha hai đầu vây ban chỉ quát bắt bong ca trong chăm bạch này lục ai niên côn sấy của bạn nút thưa lơ lục bịch hài phai bán thưa tam mình chi rồi bỏ lục pi môn một hài đầm bây là rằng niên mình ở chỗ từ không quát chân nhiều tại bên ní niên bay chỉ pra mình akum akro mình đã bùi dương không phèn sót lục cru côn sắc miên sầm mặt thiếp mình ai tăng chỉ mùi chi khòn nút bàn tê to tại lục cru chui tớp côn sắc ai ru chỉ vật một bàn lục cru tơ tại trên một đọt sai chỉ mùi vì bất men hai lục mà cha bùi dương ban điệp trong chú ở niên sấy thọc tiếp nút rùi rồi hài con đại rong trăm lục mà cha trên một bẩn nó mình bài tê lục cru ta lục mà cha miên này tham mày tớ vì ban rộp một đỏ hài ở bên nát chú hán chân chênh một chú lao chị anh mình toàn prom chênh một tàng tiết rút bong pro tí pram pi ở rồi dạ pero pon năm hai đại dương mình bán chú kia sốc sờ bài chi têพวกเนี้ยเปิดชีมนุษย์ระบบชูฮินเทียนแมนบองโปรตีปรามปีเมื่อเตอร์บองดังตั้งปียูหมกไฮทาประเลิงขยมตลอดหมกวิงให้บองจ้องกำจัดขยมจอแมนเตยังชีบองโอนบังการปีมันได้แต่มวยตาขยมไอ้นั่งมันดังบ้านอย่างไม่เตอแต่อันเปิดชีมินชีวิตเรื่องโมเมนต์เพื่อไม่ก็มันไอ้สำหรับอันบานได้เมื่อเตอร์เกดันดำโยโกดาระบบซีไฟดำใบโจเตอร์ขนมจิ้นยาซื้อกับรู้แต่มันจ้องเอาเกสกอขยมหนึ่งซิฮูลีให้เดบัยบ้านจีเพื่อแบบนี้เอาไปไอสิบชนนี้ประให้จีขมิ้นเรือบ้านหมกจินเชื่อมให้เมื่อเตอร์ขยมละอจินเกชไงนะจับปีเปนิเตอร์บองมินแต่ขยมจีบองโปรมันเนี่ยกดก้าปีมวยปอนชนามนให้เดบัยบ้านจีปูเนี่ยรุมได้ขยมบองเพื่อบาขยมตาขยมชูชนนี้บ้านเฟื่อไว้เข้าจมปูปูเนี่ยเต๋อให้เดาไว้ปูยังมีนบอมโอนดับใบเนี่ยบนใต้แปรบตาใบจีประโคชิมระบบเชนยูนเอาแต่อันมันเนี่ยอันแต่เฟื่ออันมีนสึกคลายจีมันจะในเชนยูนขยมมันซบเจตเตหมกดอนมอดฟีแต่งออกนี่ไฮจ้องสลับรู้อย่างน่าก็ตามเจ็ดขยมอดมีนมันไอเตขนมเนเปแต่เนี่ยจ้องสลับอันจังขยมหนึ่งบรรจุเนี่ยเตือนรบมีนขยมเนตีนี้เนี่ยก้มสังคมทานหนึ่งปราอำนาจในพิบอายุตทวดับใบบมเป็นตันหาต่อครูนให้บังกอกรุธนาดอนมนุษย์โลกอ่อยซอยมส้มปรับไอนาเนียงใกล้เวไซเตอร์สลับเตอร์สิวเชียนประหยัดบ้านระบบไอนี้เป็นจีมันได้พลับโดเมนส์มันถาดครบลุยวีประหารขยมบ้านสำหรับมาดองให้เลือกนี้เนื้อแต่ไอเฟื่อเอาขยมระบุบานติดเตอร์เอาชิไงเตอร์ลูกครูประหยัดนาวิปราธนามบาเลพนามนิโจกรมรัฐทำโปนหนึ่งการล้างเทวดองบนใต้ดำไลได้เตะบ้องคือโปรเลิงหนึ่งโรลีซับซ้อนไงนี้สลับมันบานเตอันจ้องสลับเมนเตลูกชูลาวชีปรับขยมโมมาดองนี้แต่พวกเนี่ยดันดามโยกตามวยรอยบุญระบบขยมคือกำปงแต่เลงกับใบอย่างไวเตี้ยปรับขยมโมปีกลุ่มโรงการระบบพวกเนี่ยขยมอาจุยพวกเนี่ยบ้านแต่งออกเนี่ยจ้องเดินคลังนะเมนเต้แต่ขยมมันปรับเนี่ยเตนี่จีเรื่องได้มันอาจจะรวยชูชนตาเนี่ยเพื่อเอาเดริฟส์มาได้ระเบียบนะเซลทัวเอาจำไลเมนชูชนเหมือนเมนจีชูอีฮาวเต้คลังเมนเทนลูกครูขยมเปิดจีเมอร์สระลูกแมนเมื่อเตอร์กำลังโปรเลิงระบบไอตลอดมาเว้นแต่งสตรองไฮดำไว้สำหรับไอขยมเตอร์แต่เตรียมครูนบนเตะไฮฮะไอแกดเองนี่จีเรื่องได้มันไอเตอร์รวยฮารีโมโมซูชิเนี่ยเห็นนะแต่ขยมมีอะไรแต่มันเห็นนุ๊กสำหรับขยมให้ไม่ได้เป็นนี้เกดังฉบับหายทาเตอร์ดอกโคตรกำลังสมาชิกอย่างไม่เกมันเลิกเล่นเอาเนี่ยเตโอ้ปีกราวเรื่องนี้คืออาจจะเล็กบุญชูยูซึ่งหนึ่งไอ้เปรบตาบานเตกใส่สลายหมอกเอาขยมคือพวกแต่ตรงมือเคยทาปุ๊เนี่ยหนึ่งเปล่าในสมาชิกขนมเพลโคให้อำนาจนี้คือสำหรับประชังหนึ่งฉบับสถานสุขปุ๊เนี่ยโยหรืออดเจ้าเนี่ยชูยูเฮอร์ดัมเบริฟขนมโกประชังหนึ่งฉบับสถานสุขให้ไม่ได้
ខំប្រឹងអស់រាប់ពាន់ឆ្នាំក្នុងភ្នែករិះអ្នកវិក្រន់តែជាមេបិសាចស្រីដែលពោពេញដោយអំពើបាបនឹងឯងមើលចុះតារិះក្នុងកូកេនៅខ្វល់ពីអ្នកទៀតឬគុំនិយាយច្រើនអាឆ្កែចាស់លេខ4នៃណាបើមានសមត្ថភាពក៏ទៅរកខ្លួនឯងទៅបានអញ្ចឹងចាំមើលទៅគឺគេមិនព្រមដោះលែងខ្ញុំទេឬក៏ខ្ញុំគួរតែសម្លាប់គេមុនលោកគ្រូអាប្អូនទី4ឲ្យចាំមើលចុះលោកគ្រូបើអាណិតខ្លាំងម្លេះចុះទៅជួបយមរាជជាមួយគេទៅអូត្រៀមឈូសទុកឲ្យខ្ញុំស្រេចតែម្ដងហើយចុះចង់ឲ្យក្មេងស្រីម្នាក់នោះស្លាប់ខ្លាំងម្លេះនេះវាជាការយល់ច្រឡំទេហ្វៃនិងឈុនគឺជាបងប្អូនបង្កើតនឹងគ្នានាងនៅក្មេងមិនដឹងអីទេគឺពួកអ្នកខាងក្រៅនេះឯងដែលញុះញង់បើហ៊ានហៅឈ្មោះខ្ញុំដោយមាត់ស្មោកគ្រោកទៀតខ្ញុំនឹងកាត់អណ្ដាតអ្នកចោលទោះបីជាអ្នកជាស្ដេចត្រាញ់ក៏ដោយក៏អ្នកនៅតែជាកូនស្រីរបស់ខ្ញុំឈ្មោះជូឈុនដែរខ្ញុំជាឪពុករបស់អ្នកណានិយាយឲ្យស្រួលបួលទៅមើលអ្នកនឹងជាឪពុកបែបណាឲ្យប្រាកដអ្នកមិនមែនទេតែយ៉ាងណាក៏ដោយខ្ញុំជាផ្កាយបិសាចមិនគោរពច្បាប់ទម្លាប់ជារឿងធម្មតាទេយកឈាមឪពុកមកបូជាដើម្បីផ្កាយបិសាចរបស់ខ្ញុំបងស្រីទី4អ្នកនេះផ្កាយបិសាចឈប់មកទៅផ្កាយបិសាចដូចឯងឈ្នះហើយមានអីត្រូវអួតខ្ញុំនឹងលោកឪពុកមិនបានធ្វើខុសអីបន្តិចសោះបើពួកយើងមានរឿងរីកវាំងក៏មិនទុកឯងឲ្យនៅសុខដែរឯងមានសិទ្ធិអីមកគំរាមខ្ញុំអូគាត់ស្លាប់ហើយហ្វិនមើលទៅខ្ញុំពិតជាមានចិត្តមេត្តាចំពោះពួកឯងខ្លាំងពេកហើយលើកមុនខ្ញុំបានលេងពួកឯងម្ដងហើយតែពួកឯងនៅតែមិនព្រមដឹងខ្លួនទៀតអញ្ចឹងខ្ញុំក៏មិនចាំបាច់បណ្ដោយឲ្យពួកឯងធ្វើអាក្រក់ទៀតដែរដល់វេនឯងហើយធូយូសឹងអាចលេខ4ឯងនឹងមែនទេដែលហៅឯងចេញមកប្អូនស្រីសម្លាញ់របស់ខ្ញុំកុំអារំភើបអីខ្ញុំរងចាំឲ្យឯងមករកខ្ញុំមើលទៅកម្លាំងរបស់អាចលេខ4នឹងកាន់ឡើងទៀតហើយឥឡូវនេះត្រូវតែហ្វឹកហាត់គម្ពីរអចលនព្រះពុទ្ធដែលព្រះបតាទុកឲ្យបានសម្រេចទើបអាចដួលវាបានក្នុងមួយដៃជូនឲ្យលោកយាយឲ្យឥឡូវបាត់បន្តិចពួកវាអស់ហើយតើយើងទៅរកអាបងប្រុសលេខ4របស់ឯងនៅណាទៅរឿងនេះប្រហែលជាត្រូវសហការជាមួយអង្គភាពបង្ក្រាបបិសាចហើយអង្គភាពបង្ក្រាបបិសាចមានព័ត៌មានរហ័សហើយលោកបណ្ឌិតក៏មានកម្លាំងបិសាចទាំងមូលជួយដែរយើងត្រូវតែរកឲ្យឃើញអ្នកនៅពីក្រោយគឺឈូយូសឹងមុនពេលពួកវាធ្វើសកម្មភាពបន្តទៀតបានពួកឯងទៅជាមួយខ្ញុំត្រឡប់ទៅអង្គភាពបង្ក្រាបបិសាចវិញខ្ញុំនឹងឲ្យហ៊ឺឈីងរៀបចំបន្ទប់ឲ្យពួកឯងហើយយើងនឹងតាមរកដានរបស់ឈូយូសឹងទាំងអស់គ្នាបានលោកប៉ាហេតុអ្វីមិនឲ្យកូនចេញទៅទទួលស្គាល់ម៉ាក់ផងអាឈូយូសឹងនឹងវាព្យាយាមរារាំងមិនឲ្យម៉ាក់ឯងវិលត្រឡប់មករកប៉ាមិនដឹងថាវាមានបំណងអ្វីទេចាំប៉ាស្រាវជ្រាវឲ្យច្បាស់សិនចាំទទួលស្គាល់ក៏មិនយឺតពេកដែរបើមិនអញ្ចឹងទេវាអាចនឹងនាំគ្រោះថ្នាក់ដល់គាត់ខ្ញុំគិតថាវាមិនស័ក្តិសមទេអំណាចនៃភ្នំនិងទន្លេដមហេម៉ាហ្វឹកហាត់កាយមាសមិនរង្គើកាត់សាច់ដុំនិងឆ្អឹងសម្រួចឫសគល់នៃឈាមតែក្រោយមកកម្លាំងចិត្តនឹងត្រូវកសាងឡើងវិញឆ្លងកាត់ការលំបាករាប់មិនអស់ទើបអាចសម្រេចកាយជាព្រះពុទ្ធមិនរង្គើជួររែនកាយរបស់អ្នកខ្សោយពេកហើយខ្លាចថាទ្រាំនឹងធម្មពលវិញ្ញាណច្រើនបែបនេះមិនបានទេកំពុងតែទម្លុះក្បាច់គុណមិនរង្គើក្បាច់នេះគ្រោះថ្នាក់ណាស់បើមានកំហុសបន្តិចបន្តួចនឹងត្រូវបកត្រឡប់មកវិញគេហ៊ានធ្វើដល់ថ្នាក់នេះដើម្បីរារាំងមេបិសាចនោះក្លិនដែលធ្លាប់ស្គាល់កូនសិស្សតូចភ្ញាក់ហើយឬលោកគ្រូឲ្យលោកមកធ្វើអ្វីនៅទីនេះមិញនេះខ្ញុំស្ដាប់ច្រឡំមែនទេអរគុណលោកម្ចាស់ដែលជួយការពារខ្ញុំបើគ្មានលោកថ្ងៃនេះខ្ញុំមិនដឹងយ៉ាងណាទេលោកមានរឿងអីមែនទេមិនក៏មើលទៅចម្លែកម្លេះជាតិពុលក្នុងខ្លួនខ្ញុំរើឡើងវិញហើយនេះជាជំងឺដែលខ្ញុំត្រូវគេធ្វើបាបកាលពី1000ឆ្នាំមុនខ្ញុំរកវិធីព្យាបាលមិនឃើញសោះមានតែលេបការគូលីងរាល់ខែទើបអាចធូរស្រាលបានខ្លះអាការរបស់លោកមិនក៏មើលទៅដូចជាត្រូវថ្នាំស៊ីវហ៊ុនអិនទៅវិញស៊ីវហ៊ុនអិនអានឹងវាជាអ្វីទៅវាជាអំពើអាបធ្មប់បុរាណមួយតែវាមិនមែននៅក្នុងសាច់ឈាមទេគឺវាស្ថិតនៅក្នុងព្រលឹងវិញវាជាវិជាសម្ងាត់របស់ត្រកូលខ្ញុំដែលបង្កើតមកដើម្បីដោះស្រាយជាមួយពួកបិសាចដែលមានរូបសម្រស់ស្រស់ស្អាតមានយ៉ាវស៊ូដែលមានរូបរាងស្រស់ស្អាតម្ចាស់ឲ្យគាត់ហាក់ដូចជាត្រូវតាមលក្ខខណ្ឌទាំងស្រុងចុះមានវិធីណាដោះស្រាយថ្នាំសម្រាប់នេះបានទេតាមពិតទៅមានដែរប៉ុន្តែវិធីអ្វីទៅខ្លាចថាត្រូវគេងជាមួយអ្នកដែលដាក់មុនស្នេហ៍ឲ្យលោកម្ដងទៀតពីមុនមិនដែលចាប់អារម្មណ៍សោះគ្រូជាតិម្នាក់នេះមើលទៅក៏ស្រស់សង្ហាដែរតើពិតណាស់ខ្ញុំក៏អាចប្រើធម៌ពលវិញ្ញាណរបស់ខ្ញុំដើម្បីលួងលោមអ្នកបានដែរជួយម៉ាស្សាកន្ទុយឲ្យអ្នកធ្វើបែបនេះអ្នកនឹងមានអារម្មណ៍ធូរស្រាលជាងមុនខ្ញុំ
ខ្ញុំចូលចិត្តកន្ទុយធំដែលមានរោមទន់បំផុតវាប៉ះទៅមានអារម្មណ៍ស្រួលជាងរោមរបស់កញ្ជ្រោងតូចទៅទៀតតែថាហេតុអ្វីបានជាអារម្មណ៍ពេលប៉ះនេះវាហាក់ដូចជាម្លេះទន្សាយតូចរបស់ខ្ញុំដាំឡើយស្រស់ស្អាតដល់ថ្នាក់នេះសោះដល់ពេលស្អាតហើយរោមនៅកន្ទុយនឹងក៏ដុះច្រើនជាងមុនដែរមែនទេឈូឈីងមើលមកបងមិនមែនចូលចិត្តកន្ទុយទេបើចង់បានបងកន្ទុយទាំងអស់នេះគឺជារបស់អូនខ្ញុំជារបស់អ្នកទាំងអស់កូនទន្សាយឲ្យមិញនេះវាជារឿងអ្វីទៅឬមួយចិត្តដែលខ្ញុំគិតចំពោះឌីឈឿនវាថប់ទាបដល់ថ្នាក់នេះទៅហើយមែនទេពេលនេះប្រហែលជាមិនអីហើយឈូជីវអូនពិតជាមិនចាំមែនទេតាមពិតទៅបងគឺលោកម្ចាស់មានរឿងមិនល្អហើយលោកម្ចាស់តូចត្រូវបានគេចាប់ខ្លួនទៅបាត់ហើយលោកម្ចាស់តូចអ្នកមានកូនប្រុសមែនទេកូនកញ្ជ្រោងតូចនោះគឺជាកូនប្រុសរបស់ខ្ញុំឈ្មោះទីស៊ីប្រលឹងរបស់ឈូយូសឹងគឺលោកទី4ឈូជាអ្នកចាប់កូនកញ្ជ្រោងតូចនោះទៅអាចឆ្កែចាស់មួយក្បាលនេះពិតជាហ៊ានមែនហ៊ានមកធ្វើរឿងបែបនេះនៅចំពោះមុខខ្ញុំទៀតតាមខ្ញុំមកកូនសម្លាញ់គុំកម្រើកអីឈាមរបស់កូនប្រុសឈូយូសឹងនេះគឺជាថ្នាំដ៏ល្អបំផុតសម្រាប់ឲ្យខ្ញុំហ្វឹកហាត់រាងកាយបិសាចនេះឈាមអ្វីទៅកូនមិនដឹងរឿងអីទេណាកូនកញ្ជ្រោងតូចឲ្យកូននៅមិនទាន់ដឹងទេមែនទេថាកូនមានឈាមដូចជាម្ដាយកូនដែរនិយាយទៅកូនគួរតែហៅខ្ញុំថាពូទៅត្រូវប្រាប់ឲ្យដឹងចុះគឺចង់ឲ្យខ្ញុំហ្វឹកហាត់រហូតខ្លាចជាកាយវិការបិសាចទោះបីជាគ្មានឈាមជននៃក៏ដោយក៏នៅតែអាចទទួលបានធម៌ពលនៃជាបន្តបន្ទាប់ដែរបើដូច្នេះមែនមនុស្សលោកទាំងអស់នឹងអាចខ្លាចជាសត្វល្អរបស់ខ្ញុំហើយខ្ញុំអាចចាត់ការពួកគេបានតាមចិត្តមនុស្សអាក្រក់ឲ្យមកជួយកូនឆាប់ឡើងលោកគ្រូទើបតែរស់ឡើងវិញពីសាកសពមែនទេបើអញ្ចឹងចាំខ្ញុំនៅទីនេះសិនទៅទេខ្ញុំត្រូវតែទៅយកមកវិញដោយខ្លួនឯងឲ្យអ្នកចង់បានធម៌ពលនៃមែនទេប៉ុន្តែអ្នកមិនដឹងទេថាធម៌ពលនៃមិនដែលបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនឡើយឲ្យថ្ងៃនេះឲ្យគេភ្លក់រសជាតិនៃធម៌ពលបន្តិចទៅចាស់លោកម្ចាស់អូនកូនក្មេងឲ្យមានរឿងអីហ្នឹងមិនក៏ម្នាក់មុខមាត់ស្លេកស្លាំងម្លេះកិច្ចទៅអូនកូនក្មេងឲ្យមិនក៏កំហឹងខ្លាំងម្លេះអ្នកណាទៀតហើយដែលសើនោះម្ចាស់កត្រីតូចគឺកូនកញ្ជ្រោងតូចត្រូវបានគេចាប់ខ្លួនទៅបាត់ហើយអ្វីណាអ្នកណាជាអ្នកធ្វើនេះគឺជាអន្ទាក់ដែលក្រុមព្រហ្មចារីរៀបចំឡើងខ្ញុំទៅជាមួយពួកអ្នកដែរខ្ញុំប្រហែលជាវីតបមិនពូកែដូចពួកអ្នកទេតែរឿងលុយកាក់ខ្ញុំមានគ្រប់គ្រាន់ម្យ៉ាងទៀតខ្ញុំមានលុយដល់ពេលចាំបាច់យកលុយបោះក៏អាចបើកផ្លូវបានដែរតែតាមឲ្យចិត្តកុំឲ្យរារាំងជើងខ្ញុំកុំបារម្ភអីរឿងផ្សេងខ្ញុំមិនខ្វល់ទេតែរឿងស្រឡាញ់ជីវិតខ្ញុំខ្លាំងជាងគេអ្នកចាំនៅខាងក្រៅកុំឲ្យអាចឆ្កែចាស់នោះរត់រួចឲ្យសោះបានហើយអូនកូនក្មេងឲ្យអូនកុំបារម្ភអីឥឡូវនេះធម៌ពលវេទមន្តរបស់អ្នកនៅមិនទាន់ជាសះស្បើយពេញលេញទេកុំព្យាយាមខ្លាំងពេកអីក្នុងនៅពេលដែលគេប្រើកញ្ជ្រោងតូចមកលបួងខ្ញុំអញ្ចឹងឲ្យគេមើលទៅថាអ្វីដែលគេចាប់បាននោះគឺជាត្រីឬក៏ជាយមរាជមកតាមយកជីវិតគេអើបើឲ្យកុំមកធ្វើជាខ្លាំងពេកខ្ញុំមែនទេបងស្រីឲ្យមានគេចង់ធ្វើបាបកូនខ្ញុំជួយកូនខ្ញុំផងឈូយូសឹង1000ឆ្នាំហើយដែលមិនបានជួបគ្នាស្ទីលធ្វើការរបស់ឯងនៅតែលួចលាក់ដូចខ្មោចអញ្ចឹងគួរឲ្យខ្ពើមណាស់នេះមិនមែនជាប្អូនស្រីទី13របស់ខ្ញុំឈូអ៊ីហៅទេឈូស៊ីសានឯងនៅតែតាមរកឃើញរហូតឈូយូសឹងម្នាក់នេះមុខមាត់ដូចគ្នាបេះបិទនឹងមេកូសម្ព័ន្ធជូជីនឈូឡៅស៊ឺ1000ឆ្នាំមុនអ្នកដែលរៀបគម្រោងសម្រាប់ខ្ញុំគឺឯងមែនទេអ្នកដទៃទៀតរួមទាំងឈូហាន់ធីនសុទ្ធតែជាអាយ៉ងរបស់ឯង1000ឆ្នាំហើយទីបំផុតឯងក៏ឆ្លាតឡើងបន្តិចដែរហេតុអ្វីបានជាឯងធ្វើបែបនេះហេតុអ្វីយើងសុទ្ធតែជាតកូឈូដូចគ្នាចុះហេតុអ្វីបានជាមានតែឯងទេដែលមានឈាមជន់នៃច្រឡំភ្នំជ្រៅព្រះបតាជ្រើសរើសឯងជាអ្នកស្នងតំណែងចុះខ្ញុំឈូយូសឹងនេះអន់ជាងឯងត្រង់ណាគ្រាន់តែរឿងនេះសោះបានជាឯងចង់សម្លាប់ខ្ញុំប្រាប់ឲ្យដឹងចុះតំណែងស្ដេចនឹងខ្ញុំមិនដែលចង់បានទេកុំមកធ្វើជាចិត្តល្អឲ្យខ្ញុំឲ្យសោះអ្វីដែលខ្ញុំស្អប់បំផុតគឺទឹកមុខធ្វើជាចិត្តល្អចង់ការពារមនុស្សលោករបស់ឯងនឹងឯងខ្ញុំប្រាប់ឲ្យដឹងចុះលើកនេះឯងគ្មានថ្ងៃរារាំងខ្ញុំបានទេអូមិនយូរទេឋានសួគ៌នឹងខ្លាយទៅជានរកអបជ័យមិនខានអញ្ចឹងសាកមើលទៅមើលថាអ្នកបំផ្លាញពិភពមនុស្សមុនឬក៏ខ្ញុំសម្លាប់អ្នកមុននាងគិតថាអាចធ្វើឲ្យខ្ញុំរបួសបានមែនទេអញ្ចឹងយើងសាកមើលទៅ
សៀវសឺសាននាងនៅតែមានចរិតក្រអឺតក្រទុំបែបនេះដដែលគឺឡៅស៊ឺអ្នកនៅតែមានចិត្តខុសខើបែបនេះដដែលសៀវសឺសានឲ្យអ្នកអាចការពារគេបានតែមួយពេលប៉ុណ្ណោះមិនអាចការពារគេបានមួយជីវិតឡើយជីវិតរបស់ជឿនយួនជឿមិនយូរមិនឆាប់នឹងក្លាយជារបស់ខ្ញុំអញ្ចឹងអ្នកចាំលាងឲ្យស្អាតទៅចាំមើលថាខ្ញុំសម្លាប់អ្នកមុនឬអ្នកសម្លាប់ខ្ញុំមុនមិនអីទេមែនទេប៉ាឆាប់នាំកូនត្រឡប់ទៅផ្ទះវិញទៅបានតោះយើងត្រឡប់ទៅផ្ទះវិញចុះមីហ្វូគួយទៅណាហើយមើលទៅដូចជាឈូយូសឹងជាអ្នកនាំមីហ្វូគួយទៅហើយមិញនេះខ្ញុំបានរកឃើញនៅក្នុងគុកថាបងប្រុសរបស់អ្នកម្នាក់នោះមានមុខមាត់ដូចគ្នាបេះបិទនឹងព្រះចៅអធិរាជយួនឌីនាពេលបច្ចុប្បន្ននេះខ្ញុំថាហើយបានជាឥឡូវនេះគាត់មានមហិទ្ធិខ្លាំងក្លាអាចបញ្ជូនសម្លេងពីចម្ងាយបានតាមពិតទៅគាត់ជាខ្សែស្រឡាយរីជុងសក់ឈាមជាប់តាក់ទងគ្នាមើលទៅគេប្រកាសជាយកកូនចៅតកូលឈូធ្វើជាសម្បុកហើយមកតោងរស់នៅរាប់ពាន់ឆ្នាំហើយនៅក្នុងគុកគងឹតនោះអាមនុស្សអាក្រក់នោះនិយាយថាគេនឹងយកក្មេងនេះទៅធ្វើជាកាយវិញ្ញាណបិសាចធ្វើបែបនេះគេនឹងអាចទទួលបានធម្មពលកំហឹងមិនចេះចប់មិនចេះហើយទៅហើយគេប្រើអត្តសញ្ញាណបុរាណរៀបចំផែនការរាប់ពាន់ឆ្នាំខ្លាចក្រែងគេចង់ប្រើរាជធានីដើម្បីជួយគេបង្កើតកាយវិញ្ញាណបិសាចដោយយកជីវិតប្រជាជនទាំងអស់មកធ្វើជាធ្នូដើម្បីបំពេញតណ្ហាតែខ្លួនឯងម្ចាស់ស្រីព្រះមហាក្សត្ររាជធានីមានរឿងហើយអីគេពួកឯងកំពុងជួបវិបត្តិសត្វឈាមហៅមេដឹកនាំដែលគ្មានម្ចាស់មកចុះចាញ់ពួកឯងទាំងអស់គ្នាគឺជាយីបូជាមិនមែនជាអ្នកបម្រើរបស់មេបិសាចបំផ្លាញពិភពលោកទេមេបិសាចស្រីត្រឡប់មកវិញហើយហ៊ានធ្វើបែបនេះដាក់មេដឹកនាំទៀតឈួតហើយមិនមែនទេឈួតពិតមែនហើយគាត់ពិតជាអ្នកបម្រើរបស់មេដឹកនាំមែនមេបិសាចស្រីរបស់មេដឹកនាំនឹងត្រឡប់មកវិញហើយពួកឯងអាពួកស្រមោចចូលទៅស្លាប់ទាំងអស់គ្នាទៅលោកគ្រូពេទ្យចេញមកក្រៅមកលោកជាអ្នកបញ្ជាទៅតានេះមែនទេស្មៅវេទមន្តរបស់ឯងនេះ1000ឆ្នាំហើយនៅតែមិនទាន់ដុះពេញផងគេជានរណាឈឺយៃហៅនឹងហើយគាត់គឺជាឈឺយៃហៅលោកម្ចាស់តូចតើខ្ញុំកើតអីទៅនឹងអ្នកត្រូវបានគេយកធ្វើជាអាយ៉ងឲ្យគេបញ្ជាហើយខ្លាចក្រែងព្រះចៅអធិរាជយួនសប្តាហ៍ថ្ងៃនេះក៏ដូចជាមេហ្វូគួយដែរគឺសុទ្ធតែជាអាយ៉ងដែលជូយូសឹងជាអ្នកបញ្ជាគួរឲ្យចាប់អារម្មណ៍ណាស់អញ្ចឹងការភ័យខ្លាចរបស់ប្រជាជនមកលើខ្ញុំក៏ប្រហែលជាជូយូសឹងប្រើអត្តសញ្ញាណរបស់ព្រះចៅអធិរាជយួនដើម្បីបង្កើតវាឡើងដែរអញ្ចឹងយើងទៅជួបព្រះចៅអធិរាជយួននឹងឥឡូវនេះតែម្ដងទៅលោកម្ចាស់ជួឈុនមកទីនេះដើម្បីអ្វីជូស៊ឺសានមកជួបអច្ឆកែឡៅស៊ឺឯងមកដល់ហើយហេហ៊ានណាស់លោកម្ចាស់ជួឈុនអញហ៊ានប្រមាថព្រះភេទស្ដេចឬនៅមិនទាន់ប្រញាប់លុតជង្គង់សុំទោសព្រះអង្គទៀតសម្រាប់មួយនេះគឺឯងជាអ្នកយកវាទៅតាំងពីដំបូងមែនទេជូយូសឹងអញចង់សម្ដែងរឿងនេះដល់ពេលណាទៀតជូយូសឹងខ្ញុំមិនត្រឹមតែចង់ទាមទារយុទ្ធធម៌ដែលជារបស់ខ្ញុំត្រឡប់មកវិញទេថែមទាំងចង់កំទេចផែនការអាក្រក់របស់ឯងនៅថ្ងៃនេះទៀតឈប់ឯងហ៊ានណាស់ពួកក្បត់ពួកឯងនៅចង់ធ្វើឃាតស្ដេចទៀតឬសម្រាប់នាងចោលទៅតើពួកឯងអាចធ្វើអ្វីបានទៀតអាមនុស្សឈួតទោះបីត្រូវស្លាប់ក៏មិនអនុញ្ញាតឲ្យពួកឯងធ្វើរឿងក្បត់ជាតិបែបនេះដែរឯងអាចគ្រប់គ្រងអំណាចនៃផ្លូវនេះបានមិនមែនទេក្លិនអៃរបស់ឯងជាពួកបិសាចទុកពួកកំពេចកំពុកនេះឲ្យខ្ញុំដោះស្រាយចុះអ្នកចង់ធ្វើអ្វីក៏ធ្វើទៅអញ្ចឹងខ្ញុំមិនចិត្តហើយណាឯងចង់ធ្វើអីហ្នឹងស្បែកមុខនៅតែក្រាស់ដូចកាលពីមុនដដែលណាកុំថាឡើយវីទៅមានអារម្មណ៍ល្អណាស់តើខ្ញុំគួរហៅឯងថាចែប្រុសដ៏ល្អឬក៏ហៅថាអច្ឆកែលេខ4ល្អឯងនៅតែក្រអឺតក្រទុំដូចកាលពីមុនដដែលណាអសង្ហតូចមុខរបស់ឯងពេលដែលញ័រអញ្ចឹងធ្វើឲ្យខ្ញុំនៅតែមិនអាចឈប់បានមែនហេតុអ្វីបានជាព្រះអង្គហៅគេថាកូនទី13ចុះហេតុអ្វីបានជាគេហៅព្រះអង្គថាអា4ព្រោះគេគឺជាលោកម្ចាស់ឈូអ៊ីហៅគេគឺជាបុព្វបុរសពិតប្រាកដរបស់ត្រកូលឈូគេថាពាក្យចាស់ពាក្យទុំមិនស្លាប់មិនមែនចោលទេឈូយូសឹងលួចផ្ទះគេរហូតដល់កូនចៅខ្លួនឯងទៀតឯងនេះពិតជាខ្លាំងមែនអស់រយៈពេល1000ឆ្នាំត្រកូលឈូបង្កើតកូនចៅជាហូហែតែចុងក្រោយបែរជាខ្លាចជាអាយ៉ងឲ្យឯងទៅវិញពិតជាមែនហើយអ្នកដែលយល់ចិត្តខ្ញុំមានតែអញទេអា13
anh nơi tại cua ở cơm đôi pi môn đào đại chết tay ni dây tam kê chmua à đọc bay ní miên tại bong prote để hai khnyom ban tại bà tranh pi mọt anh vĩnh cứ rất tại cua ở cơm chừng liềm một tử tiệp men hai khnong phnek anh krau pi chu yan vĩnh anh mình đại đạn nẹt na chốt khnong phnek lại cho bà chân hai mấy bong pro để anh cô rộp bom pot còn nơi tại slap đào đại chu y ní chịu sman polo vậy tớ rồi mũi của anh tớp tại song tranh pi khnong lú pre ông bất chỉ awesome comment mình thò mà đà menเคลื่อนจึงนี้คลั่งจริงทนามได้กอดฮัตติสอ้อยคลั่งนะคือสะสมหนึ่งหมดไอ้บ่มพอดบุญขยมคอมทัวร์ดำน้ำช่างดำใบใหญ่เองนี่จีการโดสำหรับเนี่ยตาเนี่ยโจเจเต้รอบเตอร์คือใบชนามไฮวิอากรอกคลั่งนะขยมตรมเลงบานไฮบัตเตอร์ได้หนึ่งขยมสดับระโหดดาวทุนไฮจอกคอมทัวร์วีทัวร์ไอเลือกนี่ขยมเป็นเจ็ดนะเนียงเบสไซនាងមេធ្មប់កាលពី1000ឆ្នាំមុនត្រកូលឈូបានបដូរឈ្មោះខ្ញុំជាឈូសសានមនុស្សលោកហៅខ្ញុំថាឈូអ៊ីហៅខ្ញុំនេះហើយជាមេធ្មប់បំផ្លាញលោកដែលពួកឯងតែងតែនិយាយដល់នាងមេធ្មប់ចង់និយាយទៀតមែនទេថាមេធ្មប់វិលត្រឡប់មកវិញពិភពលោកនឹងវិនាសហើយថាខ្ញុំឈូអ៊ីហៅនេះក្បត់មនុស្សលោកក្បត់រាជបល្ល័ង្កទៅងាប់ទៅបើខ្ញុំជាមេធ្មប់ដែលវិលត្រឡប់មកវិញចុះអាម្នាក់នេះជាស្អីឈូអ៊ីសឹងនៃត្រកូលឈូជាកូនប្រុសទី4របស់អធិរាជស្ថាបនិកសាក់សប្រព័ន្ធឆ្នាំយកសាក់សកូនចៅមកធ្វើជាអាយ៉ងរស់ដល់សប្តាហ៍នេះបាននិយាយពីគុណនឹងទោសមិនដឹងថាអាម្នាក់ដែលស៊ីសាច់ឈាមកូនចៅខ្លួនឯងនេះបើធៀបនឹងខ្ញុំដែលជាមេធ្មប់តើអ្នកណាខុសខើជាងអ្នកណាអាក្រក់ជាងឈូអ៊ីសឹងអញកំពុងនិយាយរឿងអីហ្នឹងស្លាប់កូលោកអញស្លាប់ហើយមែនទេបើមិនទាន់ស្លាប់ជួយឆ្លើយមួយម៉ាត់មកឯងនេះចេះសម្ដែងមែនណាឈូសឺសានស្ងាត់មកទៅហាងឈៅមិនខុសពីអ្នកមែនតែងតែធ្វើតាមចិត្តខ្លួនឯងតែងតែក្រអឺតក្រទុំបែបនេះទោះបីជាអ្នកអាចបញ្ចុះបញ្ចូលមនុស្សល្មមមួយចំនួនឲ្យជឿសម្ដីអ្នកបានក៏តើបានការអ្វីទៅបញ្ហាដែលកកុញរាប់ពាន់ឆ្នាំមនុស្សលោកមើលឃើញអ្នកដូចជាបិសាចស្អប់ខ្ពើមអ្នកដល់ឆ្អឹងពិភពលោកនេះមិនយុត្តិធម៌ចំពោះអ្នកហើយចាត់ទុកអ្នកជាស្ត្រូវឈៅស៊ូឲ្យទោះបីជាអ្នកសម្រាប់អាយ៉ងរបស់ខ្ញុំនេះចោលក៏តើបានអ្វីទៅឧក្រិដ្ឋកម្មរបស់អ្នកត្រូវបានគេដាក់តាំងនៅក្រៅព្រះបរមរាជវាំងហើយគេឈ្មោះរបស់អ្នកក៏ល្បីសុខសាយពេញតំបន់ចុងចៅដែររឿងនេះមិនមែនគ្រាន់តែសម្ដីប៉ុន្មានម៉ាត់របស់អ្នកអាចដោះស្រាយបាននោះទេមែនទេបើអញ្ចឹងចាំខ្ញុំឲ្យអ្នកមើលពីរបៀបដែលខ្ញុំកំទេចរូបសំណាកបក្សីនោះដោយដៃខ្លួនឯងមិនល្អទេប្រជាជននៅខាងក្រៅឥឡូវនេះខ្លាចជាសត្វចម្លែកអស់ហើយយើងទៅជប់ទៅនាងគិតថាប្រជាជនទាំងនេះនឹងជឿថាឯងមិនមែនជាមេបិសាចស្រីមែនទេខ្ញុំនឹងឲ្យនាងមើលថាតើប្រជាជនទាំងនេះជឿលើអ្នកណាដែលខ្ញុំខ្លាចជាសត្វចម្លែកហើយជួយផងគឺឈូអ៊ីហុងដែលធ្វើឲ្យពួកយើងខ្លាចជាបែបនេះមេបិសាចបំផ្លាញលោកអញស្លាប់ទៅហើយមិនទាន់គ្រប់គ្រាន់ទេនៅត្រឡប់មកធ្វើបាបពួកយើងទៀតដល់ពេលដែលត្រូវឲ្យពួកឯងដឹងពីមុខមាត់ពិតរបស់ឈូអ៊ីហុងនេះហើយនេះជាអ្នកដែលសម្លាប់ប្រជាជនពិតប្រាកដមិនដែលជាឈូអ៊ីហុងឡើយគឺសេងតាវដែលខូខើទៅវិញទេដើម្បីទប់ទល់នឹងធានតាវក្នុងជ្រលងភ្នំជ្រៅទើបបង្កើតរឿងកុហកឡើងហើយត្រូវបានពួកក្បត់ត្រកូលឈូរៀបគម្រោងសម្លាប់ជឿថាយួនបើកគឺឈូអ៊ីហុងដែលជួយខ្ញុំនាងមិនមែនជាមេបិសាចបំផ្លាញលោកទេកងទ័ពអោក្រោះក្រហមនៃកងការពារបិសាចស្ដាប់បញ្ជាសម្លាប់វាតាមលោកឈូអ៊ីហៅទៅកម្ចាត់ពួកអសុរកាយឲ្យអស់ពួកយើងពិតជាមានកំហុសមែនដែលជឿពាក្យចាំអារាមធ្វើឲ្យលោកឈូអ៊ីហៅត្រូវមកជួយសង្គ្រោះជីវិតពួកយើងបែបនេះឈូអ៊ីហៅពូជីននាំកងទ័ពអោក្រោះក្រហមការពារប្រជាជនទៅបាទកុំសម្លាប់ពួកគេអីពួកគេបាត់បង់ស្មារតីអស់ហើយបាត់បង់ស្មារតីមិនមែនមានន័យថាត្រូវតែស្លាប់នោះទេមីហ្វូគួយភ្ញាក់ឡើងកុំធ្វើបាបគាត់អីនៅមានបិសាចមួយទៀតសម្រាប់វាចោលទៅបើមិនសម្រាប់ឥឡូវគឺមិនទាន់ការទេហើយហ្វូគួយស្ដាប់ខ្ញុំណាធម្មតាអញរំខានខ្ញុំជឿក្បាលណាស់បើថ្ងៃនេះអញហ៊ានតែញាប់នៅទីនេះខ្ញុំនឹងកប់អញនៅក្បែរធុងលៀមនឹងសៀវសឺសានអញហៅខ្ញុំថាអីណាសៀវសឺសានកុំខ្លាចអីបងប្រុសនៅទីនេះពាក្យហៅមួយនេះមានតែបងប្រុសទេដែលហៅនៅក្នុងព្រលឹងរបស់គេមានមនុស្សម្នាក់ទៀតលាក់ខ្លួននៅទីនោះហើយហ្វូគួយក្នុងខ្លួនឯងនឹងពិតជាលាក់អ្នកណាទុកមែនមិននឹងខ្ញុំកាត់អីទៅអ្នកមិនចាំទេហេថាអ្នកបាននិយាយអ្វីខ្លះខ្ញុំចាំបានតែថាខ្ញុំដូចជាយល់សប្ឃើញអ្វីមួយក្នុងយល់សប្នោះមានបរិមម្នាក់ស្រែកហៅខ្ញុំរហូតឲ្យខ្ញុំភ្ញាក់ឡើង
គាត់និយាយថាមិនអាចឲ្យកូនទី13សោកសៅបានទេម្ចាស់បងក្នុងក្រុងនេះនៅមានប្រជាជនច្រើនណាស់តើយើងគួរធ្វើម៉េចប្រមូលពួកគេទៅទីលានទៅកុំឲ្យពួកគេចូលចិត្តមនុស្សរស់ចាស់មេពិសាចសុបិនមកដល់ហើយដកដៅមកបានទីពីយប់ភ្នំខ្វីឆាងអ្នកស្គាល់ភ្នំខ្វីឆាងដែរហេមិនមែនខ្ញុំស្គាល់ទេគឺហ៊ាននិយាយក្នុងក្បាលខ្ញុំទៀតហេកូនតូចឲ្យញ៉ាំអីផ្អែមទៅនឹងបានបាត់ល្វីងបងប្រុសជីខ្វាន់ឲ្យរបស់ដែលនៅជាប់ខ្លួនខ្ញុំនេះមិនមែនជាខ្មោចទេមែនទេមិនមែនខ្មោចទេវាជាប្រលឹងមួយផ្នែករបស់បងប្រុសខ្ញុំជីយ៉ាន់វ៉ាន់បងប្រុសនាងហ្នឹងឈិនយួនទេជីយ៉ាន់វ៉ាន់គឺជាសាច់ញាតិម្នាក់គត់ដែលស្រឡាញ់ខ្ញុំមើលទៅបងប្រុសខ្ញុំកំពុងនាំផ្លូវខ្ញុំទៅភ្នំហ្កៃហ្សិងទីនោះប្រហែលជាកន្លែងលាក់ខ្លួនរបស់ជីយ៉ាសិងហើយរាជធានីផ្ញើទុកនឹងនាងហើយខ្ញុំនឹងទៅភ្នំហ្កៃហ្សិងដើម្បីតាមរកជីយ៉ាសិងនាងកុំបារម្ភអីខ្ញុំនឹងរងចាំនាងត្រឡប់មកវិញភ្នំហ្កៃហ្សិងមួយនេះតើលាក់បាំងអាចកំបាំងអ្វីទៅលោកម្ចាស់សៅជូនឈួនខ្ញុំសូមនិយាយទុកមុនសិនណាខ្ញុំមកនេះមិនមែនដោយសារខ្ញុំក្លាហានទេគឺដោយសារតែប្រលឹងបងប្រុសលោកតាមជាប់ខ្លួនខ្ញុំបើខ្ញុំមិនមកគាត់នឹងធ្វើឲ្យខ្ញុំក្តៅទ្រូងមិនខានមើលចុះគាត់ធ្វើឲ្យខ្ញុំក្តៅទៀតហើយពួកអ្នកត្រកូលឈូរបស់លោកសូម្បីតែប្រលឹងក៏កាច់សាហាវម្លេះគាត់នឹងត្រឡប់ទៅវិញហើយខ្លាចគឺខ្លាចហើយប៉ុន្តែបើឲ្យលោកទៅម្នាក់ឯងខ្ញុំក៏មិនអស់ចិត្តដែរម្យ៉ាងវិញទៀតយ៉ាងហោចណាស់ខ្ញុំក៏ធ្លាប់ជាអ្នកដែលបងប្រុសលោកមកស្នាក់នៅបណ្ដោះអាសន្នដែរបើគិតឲ្យមែនទែនទៅឥឡូវនេះខ្ញុំក៏មានទំនាក់ទំនងល្អខ្លះជាមួយព្រះអង្គម្ចាស់ជូដែរដូច្នេះបន្តិចទៀតបើបានជួបបងប្រុសលោកត្រូវជួយនិយាយល្អពីខ្ញុំខ្លះណាគ្រាន់តែប្រាប់ថាមីហ្វូគឺជាមនុស្សដែលមានចិត្តស្មោះត្រង់ថ្លៃថ្នូរហើយនៅពេលមានរឿងអាសន្នគឺមិនដែលបោះបង់ចោលឡើយបើនៅតែរំខានទៀតខ្ញុំនឹងធ្វើឲ្យលោកស្ងាត់មាត់ឥឡូវនេះឯងបានខ្ញុំស្ងាត់មាត់ហើយយើងត្រឡប់ទៅវិញល្អទេភ្នំគូឆាងនេះគេហៅឈ្មោះនេះក៏ព្រោះតែក្នុងភ្នំមានក្បាលខ្មោចមានដើមឈើខ្មៅច្រើនហើយក៏មានក្មេងយំច្រើនដែរសំឡេងនេះឬមួយក៏មានខ្មោចក្មេងពិតមែនបើមើលមិនឃើញរូបរាងទេអញ្ចឹងត្រូវចាប់ស្រមោលរបស់វាឲ្យបានសៀវជន់ប្រយ័ត្នណាបើកន្លែងខ្មោចលងនេះមិនក៏មើលទៅស្អាតម្លេះកាន់តែស្អាតកាន់តែគ្រោះថ្នាក់ណាក្នុងខ្លួនខ្ញុំមានប្រលឹងបងប្រុសអ្នកហើយតើឲ្យខ្ញុំទៅពួននៅខាងក្រៅបានមិនទៅតើតាមឲ្យចិត្តមកមិនក៏ខ្ញុំមានអារម្មណ៍ថាកន្លែងនេះមិនដូចជាភ្នំខ្មោចសោះផ្ទុយទៅវិញវាដូចជាភ្នំតាវយួនខ្លាំងណាស់បងប្រុសហេតុអ្វីបានជាផ្កាត្របែកព្រៃដុះតិចម្លេះចាំដល់ពេលក្រោយបងនឹងដាំត្របែកព្រៃពេញភ្នំតូចឲ្យអូនបងប្រុសដឹងថាអូនចូលចិត្តផ្កាត្របែកព្រៃនឹងជានរណាស៊ូយូសឹងខ្ញុំមិនមែនទេនាងស្មានថាបដូរកន្លែងហើយបងមិនស្គាល់នាងមែនទេពេលថ្ងៃត្រង់ខ្ញុំមើលមិនស្គាល់អ្នកទេអ្នកជានរណាហេតុអ្វីបានជាខ្ញុំឃើញអ្នកពិបាកចិត្តខ្លាំងម្ល៉េះកូនទី13បងប្រុសទី8អូន13បងនៅចាំអូនបានទៀតហេបងចាំឈ្មោះនេះបានហើយក៏ចាំបានថាមានក្មេងស្រីម្នាក់កាច់ណាស់ចូលចិត្តយំហើយក៏ចូលចិត្តញ៉ាំផ្លែឈើផ្អែមដែរអ្នកណាទៅដែលចូលចិត្តយំនោះគឺប្អូនស្រីទី13របស់បងចេញទៅឈូយ៉ានវិនបងជឿអត់ថាអូននឹងវីបងឥឡូវនេះកាច់ម្លេះប្រហែលជាប្អូនហើយបងគ្មានរូបកាយទេចុះរូបកាយបងទៅណាហើយគេលួចយកទៅបាត់ហើយរូបកាយក៏គេលួចបានដែរហេគាត់ឈ្មោះឈូយូសឹងបងប្រុសហេតុអ្វីបានជាពេលបងធំឡើងបងមានមុខមាត់ដូចគ្នាបេះបិទនឹងឈូយូសឹងអញ្ចឹងព្រោះតាមពិតទៅគេគឺជាបងនឹងឯងខា
ตาមានន័យថាម៉េចដែលថាគេគឺជាអ្នកស្រាប់ទៅហើយនោះគេគឺជាអំពើអាក្រក់ដែលខ្ញុំបានដកចេញមកទាំងសេចក្តីច្រណែនការរឹងរូសការចងគំនុំនិងភាពអសិលធម៌របស់ខ្ញុំត្រូវបានមេឃដកយកទៅចិញ្ចឹមរហូតក្លាយជាឈូយូសឹងឲ្យអ្នកគឺជាព្រះអង្គម្ចាស់ឈឿនយួនតែហេតុអ្វីបានជាព្រះបតាបង្ខំឲ្យអ្នកក្លាយជាស្រមោលរបស់ឈូឈុនដើម្បីការពារបល្ល័ង្ករបស់គេទៅវិញអ្នកសុខចិត្តមែនទេខ្ញុំគឺជាការចងគំនុំរបស់អ្នកចាប់ពីថ្ងៃនេះទៅខ្ញុំនឹងរស់ជំនួសអ្នកអញ្ចឹងបានន័យថាឈូយូសឹងមិនមែនជាបងប្រុសទី4របស់ខ្ញុំទេតែជាអំពើអាក្រក់របស់អ្នកទៅវិញព្រោះអ្នកគឺជាអ្នកដែលត្រូវទទួលមរតកអំណាចឈឿនយួនពីព្រះបតាបានឲ្យខ្ញុំជួយអ្នកឲ្យប្រើអំណាចនោះដើម្បីការពារមនុស្សលោកតែសេចក្តីច្រណែនរបស់ខ្ញុំបានធ្វើឲ្យឈូយូសឹងបង្កបញ្ហាមិនឈប់ឈរសំទោសផងណាកូនទី13បងធំគុំនិយាយបែបនេះអីបល្ល័ង្កឈឿនយួនគួរតែជារបស់បងតាំងពីដើមមកមិនមែនទេវាជាកំហុសរបស់បងឈូយូសឹងបានលួចយកភ្នែកម្ខាងរបស់អ្នកទៅតាមពិតនោះមិនមែនកើតមកមានពីការភាពបែបនេះទេភ្នែករបស់ខ្ញុំនៅនឹងគេមែនទេគេប្រើភ្នែករបស់អ្នកដើម្បីស្រូបយកកំហឹងរបស់មនុស្សលោកដោយយកសាច់ឈាមរបស់ខ្ញុំទៅផ្ទុកនៅគំនិតអាក្រក់គេចង់បង្កើតជាកាយវិញ្ញាណបិសាចយកកំហឹងរបស់ប្រជាជនរាប់ម៉ឺនអ្នកធ្វើជាឆ្អឹងយកឈាមធ្វើជាមធ្យោបាយហើយយកសាច់ឈាមរបស់ខ្ញុំធ្វើជាស្រោមដើម្បីប្រែក្លាយប្រជាជនទៅជាបិសាចពីដែកនៅពេលដែលសម្រេចបានគេនឹងអាចលេបត្របាក់ផ្លូវស្ថានសុខជំនួសផ្លូវស្ថានសុខហើយស្រូបយកធម៌ពលនៃភាពអយុត្តិធម៌ដែលគ្មានទីបញ្ចប់មិនចម្លែកទេដែលទីក្រុងវ៉ាន់ឌូខ្លាយជាឋាននរកគេប្រែក្លាយដីឆ្ងាយទៅជាអាយ៉ងគឺគ្រាន់តែដើម្បីបង្កើតកាយវិញ្ញាណបិសាចនេះកាលពី1000ឆ្នាំមុនគេធ្លាប់ត្រូវបានកុលសម្ព័ន្ធរបស់ខ្ញុំសម្រាប់ចោល1000ឆ្នាំក្រោយមកគុំសង្ឃឹមថានឹងអាចសម្រេចបានឲ្យសោះរឿងរ៉ាវមកដល់ពេលនេះដើម្បីប្រជាជនស្លូតត្រង់នៅក្នុងរាជធានីមានតែចិត្តរបស់ខ្ញុំប៉ុណ្ណោះវាមិនងាយស្រួលនោះទេការសម្លាប់គេគឺស្មើនឹងការសម្លាប់សាច់ឈាមរបស់ខ្ញុំបើសាច់ឈាមត្រូវបំផ្លាញកំហឹងរបស់ប្រជាជនរាប់ម៉ឺននាក់នឹងផ្ទុះឡើងដល់ពេលនោះប្រជាជនទាំងអស់នៅក្នុងទីក្រុងដែលបានក្លាយជាបិសាចពីដែកនឹងត្រូវស្លាប់ទាំងអស់អូស៊ឺសានតាមខ្ញុំមកនេះជាអ្វីវាជាគ្រឿងបូជាពួកនេះសុទ្ធតែជាមនុស្សរស់ណាអ្វីដែលឈូយូសឹងចង់បានគឺមនុស្សរស់នឹងឯងការភ័យខ្លាចការស្អប់និងការឈឺចាប់របស់មនុស្សរស់ទើបស័ក្តិសមបំផុតសម្រាប់យកមកវឹកហាត់កាយវិញ្ញាណបិសាចរបស់គេកុំនិយាយផ្ដេសផ្ដាស់កុំមកមួបង្កាច់ពួកយើងអីអ្នកដែលគួរតែត្រូវគេកាត់ទោសប្រហារជីវិតគឺអ្នកឯងនឹងហើយដែលមានបាបកម្មធ្ងន់ធ្ងរនោះឈូយូសឹងយកគ្រឿងបូជាទាំងនេះទៅធ្វើអ្វីឈូយូសឹងធ្វើឲ្យប្រជាជនជឿថាឈូយូហឺជាមនុស្សអាក្រក់ដើម្បីឲ្យពួកគេជាប្រមាថស្អប់និងខ្លាចរាល់ពាក្យជាប្រមាថទាំងនោះនឹងក្លាយទៅជាកំហឹងដែលជួយឲ្យគេវឹកហាត់កាយវិញ្ញាណបិសាចបានសម្រេចអូស៊ឺសានតើអ្នកនៅតែបណ្ដោយឲ្យប្រជាជនយកច្រឡំអ្នករាប់ពាន់ឆ្នាំទៀតឬគ្រាន់តែដើម្បីចិញ្ចឹមរបស់ទាំងនេះនឹងឬមិនមែនតែប៉ុណ្្នឹងទេគេចង់ប្រើមាត់ប្រជាជនដើម្បីដាក់ទោសលោកម្ចាស់ឈូអ៊ីហូតាមផ្លូវស្ថានសុខគ្រាន់តែឲ្យគ្រប់គ្នាយល់ថាអ្នកជាមនុស្សមានទោសគេនឹងអាចឆក់យកវាសនាអ្នកហើយក្លាយជាម្ចាស់នៃភាពអយុត្តិធម៌ជំនួសអ្នកគេពិតជាចេះគិតមែនចុះហេតុអ្វីបានជាអ្នកយកព្រលឹងមួយផ្នែកមកដាក់លើខ្លួនខ្ញុំទៅវិញព្រលឹងចម្បងរបស់ខ្ញុំជាប់ឃុំនៅភ្នំគូឆាងមិនអាចចេញរួចទេមានតែបំបីព្រលឹងមួយផ្នែកមកផ្ញើលើអ្នកដែលមានវាសនាពិសេសហើយមានទំនាក់ទំនងជាមួយសៀវសឺសានរងចាំឲ្យសៀវសឺសានលេចមកក៏បានដែរស្ដាប់ទៅក៏មិនអាក្រក់ប៉ុន្មានទេចុះហេតុអ្វីបានជាដំបងឡើយអ្នកមិនស្គាល់ខ្ញុំថាជាអ្នកណាបងប្រុសឈូអ៊ីសឹងបានឃុំព្រលឹងខ្ញុំជាមួយគេនៅភ្នំគូឆាងនេះរាប់ពាន់ឆ្នាំកន្លងផុតទៅព្រលឹងខ្ញុំត្រូវបានគេស៊ីរុំបន្តិចម្ដងការចងចាំក៏បាត់បង់អស់ឈូអ៊ីសឹងចាប់ផ្ដើមបណ្ដុះកាយវិញ្ញាណបិសាចហើយបងប្រុសឲ្យរស់រាន់ទៅរកគេទៅគេនៅឯវិមានក្រោមដីភ្នំគូឆាងឯណោះអ្នកឥឡូវនេះត្រូវត្រឡប់ទៅរាជធានីវិញហើយប្រាប់ឲ្យឌីឈិនមកទីនេះរកខ្ញុំយើងរកឃើញសម្បុករបស់គ្រូឆ្កែនោះហើយបានហើយសៀវជន់អូនត្រូវប្រយ័ត្នខ្លួនផងណាគ្រូឆ្កែឲ្យទោះបីជាកាលពី1000ឆ្នាំមុនឬ1000ឆ្នាំក្រោយក៏ដោយបើអញចង់ធ្វើបាបអ្នកគ្មានកំហុសអញត្រូវតែឆ្លងកាត់ខ្ញុំឈូអ៊ីហឺនេះសិនសូមអបអរសាទរព្រះអង្គគ្រាន់តែរងចាំឲ្យពិភពលោកនេះបាត់បង់ទល់ឲ្យភាពនោះឈាមនឹងហូរជោគជាមហើយកាយវិញ្ញាណបិសាចរបស់ព្រះអង្គនឹងសម្រេចជោគជ័យទោះបីជាគ្មានកម្លាំងរបស់ឈឿនយួនក៏អាចគ្រប់គ្រងផ្លូវស្ថានសុខក៏បានដែរឈូឈុនទីឈឿននិងឈូយ៉ានវិនពួកគេគ្រាន់តែស័ក្តិសមនឹងលុតជង្គង់នៅក្រោមជើងរបស់ព្រះអង្គប៉ុណ្ណោះក្នុងនៅពេលដែលអញស្មោះត្រង់ម្លេះចឹងយកព្រលឹងរបស់អញមកឲ្យយើងស៊ីទៅការភ័យខ្លាចនិងការស្អប់ខ្ពើមវាពិតជាឆ្ងាញ់ជាងធម៌ពលវិញ្ញាណទៅទៀតឈូឈុនឈូយ៉ានវិនពួកឯងរងចាំស្លាប់ទៅឈូយ៉ានវិនឯងកើតមកនោះគឺព្រះមេដាឲ្យហេតុអ្វីក៏ព្រមចុះចូលស្ដាប់បង្គាប់នាងក្មេងនោះទៅកើតចង់ដកយកកំហឹងក្នុងចិត្តឯងចេញទាំងរស់តើឲ្យខ្ញុំធ្វើចិត្តយ៉ាងម៉េចទៅរងចាំឲ្យកាយវិញ្ញាណបិសាចនេះសម្រេចផលរងចាំឲ្យខ្ញុំលេបត្របាក់សាច់ឈាមរបស់ឈូយ៉ានវិននេះឲ្យគេខ្លាយជាស្រមោលហើយឲ្យខ្ញុំជាម្ចាស់វិញអញ្ចឹងចាំមើលថាឯងមានសមត្ថភាពធ្វើបានឬអត់
នេះវាស៊ូឈីវតើអ្នកមកទីនេះបានដោយរបៀបណាខ្ញុំមកយកជីវិតឆ្កែរបស់អ្នកស៊ូគឺភ្នែករបស់ខ្ញុំដល់ពេលត្រូវសងមកខ្ញុំវិញហើយកខ្វក់ណាស់ភ្នែករបស់ខ្ញុំតើអ្នកមានសិទ្ធិអ្វីមកប្រើវាក្របភ្នែកនេះមកកខ្វក់មែនត្រូវតែយកឈាមពួកឯងមកលាងសម្អាតឲ្យស្អាតបាតទើបបានអញនឹងសម្លាប់ឯងមែនឬបើដកឆ្អឹងឈាមចេញអញនឹងដកខ្លួនចេញពីសាកសពដ៏កក់ក្ដៅនេះភ្លាមបើអញពូកែខ្លាំងមែនក៏កំទេចសាកសបងប្រុសអញចោលទៅត្រូវតែចាប់ផ្ដើមពីផែនការតូចសិនអញស្មានថាអញអាចឈ្នះខ្ញុំបានមែនទេអញបានសម្រេចកាយជាបិសាចគំនុំហើយទោះបីគ្មានកម្លាំងរបស់ឆេនយួនក៏អាចគ្រប់គ្រងផ្លូវស៊ូកបានដូចជាអញដែរឆេនយួនសម្រាប់វាចោលឲ្យអស់ទៅពួកឯងថ្លង់មែនទេអញបញ្ជាឲ្យពួកឯងសម្លាប់វាឃើញម្ចាស់យួនហើយហេតុអ្វីមិនលុតជង្គង់អាបិសាចថោកទាបហេតុអ្វីបានជាអញសម្រេចកាយជាបិសាចគំនុំហើយកម្លាំងរបស់សេនយួននៅតែមិនស្ដាប់បង្គាប់អញទៀតព្រោះអំណាចនៃឆេនយួនមិនមែនស្ថិតនៅលើការបួងសួងទេតែវាស្ថិតនៅលើការមិនផ្ដល់ឲ្យទៅកាន់មនុស្សលោកទៅវិញអ្នកគ្មានថ្ងៃទទួលបានអំណាចពិតប្រាកដនៃឆេនយួនឡើយហ៊ានគិតគូរដាក់ញើសមិនមែនជាការគិតគូរទេតែគឺដោយសារតែគំនិតអាក្រក់ដូចជាអ្នកនេះមិនស័ក្តិសមនឹងក្លាយជាម្ចាស់នៃឆេនយួនឡើយគឺលោះនៅមានម្នាក់ទៀតដែលត្រូវឲ្យអ្នកជួបស៊ូយេវ៉ាន់គឺបងទេដែលឲ្យប្អូនស្រីនាំអ្នកចូលមកក្នុងរូបកាយនេះកាលពីមុនបងអាចបោះបង់ព្រលឹងកាត់ផ្ដាច់អំពើអាក្រក់បានមកដល់ពេលនេះក៏គ្រាន់តែបោះបង់ចោលសម្បត្តិមនុស្សដែលគ្មានប្រយោជន៍មួយនេះទៅឈូយូសាមិនមែនអ្នកចង់ខ្លាយជាបងរហូតមកមែនទេយកខ្លួនឯងធ្វើជាគុកតាកាដូធំដែលបងជូនអ្នកនេះអ្នកពេញចិត្តទេជូជុននេះគឺជាបងប្រុសរបស់អ្នកណាអ្នកហ៊ានយកសាកសគាត់មកឃុំខ្លួនខ្ញុំយកមកឃុំខ្លួនគឺសឹមល្មមតែម្ដងឈូជុនអ្នកពិតជាគិតថាគាត់មិនស្អប់អ្នកមែនទេបើមិនមែនព្រោះតែអ្នកគាត់ទើបជាស្ដេចព្រះនៃច្រឡងជ្រៅគាត់ទើបគួរតែទទួលបានការគោរពពីបិសាចទាំងអស់គឺអ្នកដែលដណ្ដើមយកអ្វីគ្រប់យ៉ាងរបស់គាត់គឺអ្នកដែលធ្វើឲ្យគាត់រស់នៅក្នុងភាពងឹតដើម្បីធ្វើជាស្រមោលរបស់អ្នកខ្ញុំគឺជាការឈឺចាប់របស់គាត់ការស្អប់របស់គាត់និងភាពមិនអស់ចិត្តរបស់គាត់អ្នកស្អប់ខ្ញុំប៉ុណ្ណាអ្នកក៏គួរតែស្អប់គាត់ប៉ុណ្ណឹងដែរប្អូនស្រីបងធ្លាប់មានការឈឺចាប់អ្វីដែលគួរឲ្យស្អប់គឺវាសនាហើយអ្វីដែលគួរឲ្យខឹងគឺខ្លួនឯងដែលគ្មានសមត្ថភាពប្អូនគឺជាមនុស្សដែលបងខំប្រឹងការពារអស់ពីជីវិតមិនអាចទៅរួចទេអ្នកនឹងហើយដែលជាអ្នកបង្កើតគំនិតអាក្រក់នេះដោយផ្ទាល់ដៃខ្ញុំនេះហើយដែលយល់ពីអ្នកជាងគេជប់និយាយទៅបងប្រុសខ្ញុំរងទុក្ខព្រោះតែខ្ញុំគាត់មានចិត្តខឹងសម្បាវាជារឿងធម្មតាទៅហើយតែរឿងកាលពីមុនគាត់បានកាប់ដាច់អ្នកដោយផ្ទាល់ដៃរួចទៅហើយអ្នកគ្រាន់តែជាដុំមហារាជនៃគំនិតអាក្រក់ដែលគេបោះបង់ចោលប៉ុណ្ណោះគ្រាន់តែជាដុំមហារាជមួយតើមានអ្វីដែលត្រូវស្ដាយក្រោយទៅខ្ញុំមិនជឿទេខ្ញុំនេះហើយដែលគួរតែជាអ្នកដែលរស់បន្តទៅទៀតក្នុងនៅពេលដែលអ្នកទាំងអស់គ្នាមិនត្រូវការខ្ញុំអញ្ចឹងខ្ញុំនឹងលេបអ្នកទាំងអស់គ្នាចូលទៅទាំងអស់គ្នាចាប់ផ្ដើមទៅអ្នកណាអា10រៃបងធំចុះដៃទៅឈូយ៉ានវិនអញនេះហើយជាអញពិតប្រាកដទាំងការជិះចាប់ការស្អប់និងការច្រណែនរបស់អញអ្វីដែលអញមិនហ៊ាននិយាយចេញមកសុទ្ធតែជាអញទាំងអស់អញ្ចឹងថ្ងៃនេះអញនឹងរួមដៃជាមួយអា13ដើម្បីកម្ចាត់អញចោលឈប់មកទៅឈូយ៉ានវិនពួកឯងមិនអាចធ្វើបែបនេះដាក់អញបានទេមិនបានទេអញជានរណាគេបានជាហ៊ានមកនិយាយពាក្យថាមិនបានជាមួយពួកយើង
ចេញមកហើយបើចេញមកហើយកុំត្រឡប់ទៅវិញអីហ៊ានសួរអញ្ចឹងឬអ្នកនឹងស្ដាយក្រោយមិនខានបើគ្មានខ្ញុំអ្នកក៏នៅតែស្អប់នៅតែខឹងហើយក៏នៅតែអាចធ្វើបានត្រឹមជាស្រមោលនៅពីក្រោយខ្ញុំប៉ុណ្ណោះធ្វើជាស្រមោលនៅពីក្រោយគេក៏នៅតែស្អាតស្អំជាងធ្វើជាភក់ស្អុយរលួយដែរខ្ញុំមិនអស់ចិត្តទេខ្ញុំមិនអស់ចិត្តទេបើមិនអស់ចិត្តក៏យកភាពមិនអស់ចិត្តនឹងទៅស្លាប់បាត់បង់ទៅទីបំផុតក៏បានរារាំងគំនិតអាក្រក់របស់ឈូយូសឹងមិនឲ្យវាទៅបំផ្លាញលោកេនេះបានបងប្រុសបងកាត់អីហ្នឹងឈូយូសឹងបានបន្សុទ្ធរាងកាយរបស់បងរួចហើយគេស្លាប់ទៅហើយបងក៏ត្រូវបាត់ខ្លួនដែរទេហើយអ្វីបានជាបងមិនប្រាប់អូនឲ្យលឿនជាងនេះការសម្លាប់ឈូយូសឹងធ្វើឲ្យបងស្លាប់យើងទើបតែបានជួបគ្នាវិញសោះមិនក៏បងអាចចាក់ចេញពីអូនទៅបានកុំយំអីប្អូនស្រីបងគួរតែរលាយបាត់ទៅតាំងពី1000ឆ្នាំមុនម្លេះបងទ្រាំរស់មកដល់ពេលនេះក៏ព្រោះតែរងចាំអូនឥឡូវឈូយូសឹងស្លាប់ហើយគ្មានអ្នកណាអាចមកធ្វើបាបសៀវសសានរបស់បងបានទៀតទេអូនមិនឲ្យបងស្លាប់ទេបងជាសាច់ញាតិម្នាក់គត់របស់អូនអូននឹងប្រើកម្លាំងនៃវាសនាទាំងអស់ដើម្បីបដូរយកបងត្រឡប់មកវិញទេអូនទេជាម្ចាស់នៃវាសនាមិនក៏អាចធ្វើបែបនេះដើម្បីបងទៅបល្ល័ង្កក៏វៃនោះអូនមិនខ្វល់ទេបើគ្មានបងបល្ល័ង្កនេះក៏គ្មាននៃអ្វីបន្តិចសោះដែរបងថ្លៃចេញទៅទន្សាយតូចរបស់ខ្ញុំតាមពិតទៅវាស្អាតដល់ថ្នាក់នេះសោះស្អាតជាងមុនហើយរោមនៅកន្ទុយវាហាក់ដូចជាដុះច្រើនជាងមុនដែរមែនទេទន្សាយតូចមើលនេះមិនមែនចង់បានកន្ទុយទេយកទៅកន្ទុយទាំងអស់របស់ខ្ញុំជារបស់ឯងទន្សាយតូចគួរឲ្យអាណិតណាស់ឯងហើយលោកគ្រូលោកគ្រូនឹងធ្វើអ្វីហ្នឹងចេញទៅឥឡូវនេះឯងខ្លាំងពេកហើយខ្លាំងដល់ថ្នាក់ហ៊ានមកស្រឡាញ់ខ្ញុំទៀតចុះហេតុអ្វីបានជាឯងនឹងក្មេងនេះមានកម្លាំងខ្លាំងក្លាបែបនេះបើអញ្ចឹងពួកឯងទាំងអស់គ្នាទៅស្លាប់ទៅភ្លេចក្មេងនេះទៅភ្លេចមេបិសាចរបស់ឯងទៅភ្លេចអ្វីគ្រប់យ៉ាងដែលឯងចង់ការពារទៅលោកគ្រូកូនមិនស្លាប់ទេកូនសុខចិត្តស្លាប់រាប់ពាន់ដងប្រសើរជាងសម្រាប់លោកគ្រូបើអញ្ចឹងចាំដល់ថ្ងៃដែលឯងនឹកឃើញវិញចុះអ្នកគឺជាទន្សាយតូចរបស់ខ្ញុំឯងនឹកឃើញហើយមែនទេសុំទោសផងណាអូនទន្សាយដែលទុកឲ្យអូនរងចាំយូរម្លេះព្រោះការចងចាំរបស់បងត្រូវបានគេបិទចិត្តអស់ហើយប្រហែលជាដោយសារតែការស្លាប់របស់គេហើយទើបធ្វើឲ្យបងអាចដោះតារាបានទីបំផុតអូននឹកឃើញហើយមែនទេបងគឺជាស្ដេចបិសាចរបស់អូនណាអូនទន្សាយលោកម្ចាស់បិសាចក៏អង្គប្រមូលវិញ្ញាណបាត់អស់ហើយតើអ្នកទាំងអស់គ្នាមិនអីទេលោកម្ចាស់បិសាចចុះរឿងរ៉ាវរវាងលោកនិងលោកគ្រូជាតិវិញលោកគ្រូជាតិម្នាក់នោះតាមពិតទៅគឺជាស្ដេចបិសាចកាលពី3000ឆ្នាំមុននឹងឯងអូហូចុះកញ្ជ្រោងតូចនោះក៏ជាក្មួយប្រុសរបស់ខ្ញុំដែរឬត្រូវហើយកញ្ជ្រោងតូចនោះគឺជាកូនរបស់ស្ដេចបិសាចជូយីលោកម្ចាស់យើងត្រឡប់ទៅការិយាល័យបិសាចវិញទៅខ្ញុំនឹកកញ្ជ្រោងតូចណាស់ចាំខ្ញុំផងលោកបងល្អណាស់បងស្រីទីបំផុតបាននាំអ្នកម្ដាយត្រឡប់មកវិញហើយគឺម៉ាក់ទេដែលមិនល្អដែលទុកឲ្យកូនរងចាំយូរម្លេះម៉ាក់នឹកកូនណាស់ម៉ាក់ឲ្យម៉ាក់នឹកស៊ីពិតមែនហ្នឹងម៉ាក់នឹកឃើញហើយចុះម៉ាក់នៅតែយកកូនអត់ម៉ាក់នឹងភ្លេចកូនមែនទេអត់ទេកូនឲ្យម៉ាក់មិនភ្លេចកូនឡើយ
ម៉ាក់ឲ្យស៊ីស៊ីនឹកម៉ាក់ខ្លាំងណាស់ម៉ាក់ក៏នឹកកូនដែរក្នុងពេលដែលម៉ាក់ត្រឡប់មកវិញហើយថ្ងៃនេះទៅដើរលេងពិធីបុណ្យអុំទូកជាមួយស៊ីស៊ីទៅណាគ្រួសារយើង3នាក់បានជួបជុំគ្នាវិញហើយទីក្រុងលេងមានគ្រោះថ្នាក់ហើយអ្នកគ្រប់គ្នាកំពុងតែអបអរសាទរនឹងលៀងឈៀនគុំទន្សាយមួយនោះកញ្ញានេះទិញទៅគ្រប់គ្រាន់ហើយកុំថាឡើយគុំទន្សាយសំបីតែតូបលក់ក៏ទិញបានដែរតាមផ្លូវមនុស្សច្រើនម្លេះពួកអ្នកអាចគិតពីអារម្មណ៍ខ្ញុំនិងបងប្រុសដែលនៅលីវខ្លះបានទេមែនទេបងប្រុសឲ្យតែសៀវសសានសប្បាយចិត្តបងក៏សប្បាយចិត្តដែរហ្វូគួយអត់មានអ្នកណាចាប់ដៃអ្នកទេក្មេងតូចកុំសួររឿងអីដែលចាក់ដោតបេះដូងបែបនេះអីមិនអីទេស៊ីស៊ីអាចចាប់ដៃជាមួយហ្វូគួយបានស៊ីស៊ីចង់បានអីហ្វូគួយទិញឲ្យទាំងអស់ហ្វូគួយទិញឲ្យទាំងតូបតាមផ្លូវនេះតែម្ដងយកអត់ហ្វូគួយអ្នកនិយាយបែបនេះហួសហេតុពេកហើយរីត្រីដ៏មានតម្លៃ1នាទីស្មើនឹងមាស 1000 តម្លឹងខ្ញុំមិនរំខានអ្នកទាំងពីរទៀតទេណាអ្នកទាំងពីរសម្រាប់ទៅចុះបងទៅមុនហើយអ្នកនៅចាំអ្វីដែលខ្ញុំនិយាយទេបើចង់ដោះមន្តស្នេហ៍នេះគឺត្រូវតែស្លាប់ជាមួយអ្នកដែលដាក់មន្តនេះលើអ្នកម្ដងទៀតអ្នកចង់ជួយដោះមន្តឲ្យខ្ញុំមែនទេនិយាយមែនអត់មិនក៏អ្នកអ៊ូចានម្លេះអ្នកតែងតែនិយាយថាព្យាយាមឲ្យអស់ពីសមត្ថភាពនេះហើយអ្វីដែលអ្នកហៅថាព្យាយាមនោះជាយហងអ្នកនៅជំពាក់បងមួយរឿងមង្គលការកាលពី1000ឆ្នាំមុនយើងមិនទាន់បានរៀបការនឹងគ្នាទេឥឡូវនេះបងចង់បំពេញនៅការសោកស្ដាយមួយនេះអ្នកនិយាយមែនទេពិតមែនហើយ1000ឆ្នាំហើយដែលទីបំផុតអូនបានត្រឡប់មកក្បែរបងវិញលើកនេះមិនមែនចង់ដោះលែងជាយហងទេក៏មិនមែនចង់ទៅជួបស្ដេចដែរគឺអធិរាជទៅកន្លែងដែលត្រូវទៅអ្នកនៅមិនទាន់មានថ្លៃបណ្ណាការផងថ្លៃបណ្ណាការបងរៀបចំរួចរាល់ហើយសម្លៀកបំពាក់មង្គលការក៏រៀបចំរួចដែរដែនឡៅ Hanshin Academy Chewon Mountain ទាំងអស់សុទ្ធតែទទួលបានលិខិតអញ្ជើញហើយអ្នករៀបចំពីពេលណាទៅចាប់តាំងពីបងដឹងថាអូនគឺជាជាយហងមកបងបានរៀបចំរួចរាល់អស់ហើយអ្នកមិនខ្លាចថាខ្ញុំមិនព្រមទេការរៀបចំទុកជាមុនវាមិនដែលខុសនោះទេម៉ាក់ឲ្យម៉ាក់ព្រមតាមប៉ាទៅខ្ញុំមិនចង់បន្តធ្វើជាក្មេងដែលគ្មានម៉ាក់ទៀតទេព្រមតាមបងបានទេបានហើយចាប់ពីពេលនេះទៅយើងនឹងមិនបែកគ្នាទៀតទេណាសូមជូនពរព្រះអង្គនេះជាការដូនដឹងដែលលោកគ្រូជាតិរៀបចំជូនព្រះអង្គសូមឲ្យព្រះអង្គទាំងពីរស្រឡាញ់គ្នាដល់ចាស់កោងខ្នងណាព្រះអង្គនេះជាការដូពីដានលូហឺគឺថ្នាំទឹកចិញ្ចឹមប្រលឹងសូមឲ្យព្រះអង្គនិងលោកគ្រូជាតិស្រឡាញ់គ្នាជារៀងរហូតទៅតិចទៅអាឈួនអូនរៀបការជាមួយអធិរាជទាំងពីរក្នុងនាមជាបងប្រុសដ៏ល្អរបស់អូនបងមិនអាចនៅស្ងៀមបានទេនេះជាការដូតិចតួចពីបងទទួលយកទៅគោរពទី1ចាប់ផ្ដើមភ្លាមគោរពមេឃនិងដីគោរពញាតិមិត្តប្តីប្រពន្ធគោរពគ្នាទៅវិញទៅមកពិធីចប់សពគ្រប់ហើយទីបំផុតបងបានរៀបការជាមួយអូនហើយសៀវធូអូនគោរពបងឃើញដូចគ្នាមិនក៏មកដល់ផ្ទះយប់ជ្រៅម្លេះប៉ាឲ្យតាម៉ាក់សម្រាប់អូនស្រីមកគាត់ជឿខ្លាំងទេម៉ាក់កូនក្លាហានណាស់មិនយូរទេកូននឹងបានជួបអូនស្រីហើយខ្ញុំបានទិញយន្តការពារគ្រប់វត្តក្នុងរាជធានីមកទាំងអស់ទោះមិនដឹងថាទេវតាជួយរឿងគ្រួសារស្ដេចវិសាចឬអត់តែសូមឲ្យមានសំណាងល្អចុះខ្ញុំបានទៅសុំថ្នាំសម្រួលអារម្មណ៍ថ្នាំបើធម្មពលថ្នាំបើកម្លាំងនិងថ្នាំព្យាបាលពីវិមានថ្នាំតើត្រូវឲ្យប្អូនស្រីលេបទេប្អូនស្រីសូមអបអរសាទរលោកគ្រូជាតិព្រះនាងបានប្រសូតបុត្រីហើយម្ដាយនិងកូនសុខសប្បាយជាទេប្អូនស្រីស្អាតណាស់និងក្លាយជាបងប្រុសដ៏ល្អបំផុតក្នុងលោកដើម្បីស្រឡាញ់ថ្នាក់ថ្នមប្អូនស្រីប្អូនស្រីនេះជាកាដូដែលបងឲ្យបើថ្ងៃក្រោយមានអ្នកណាធ្វើបាបប្អូនបងនឹងខំវាឲ្យចាស់ដៃរឿងរ៉ាវផ្ទៃក្នុងនឹងមិនមែនចេះតែចង់ដឹងបានតាមចិត្តទេណានាងដីខុយឡាដាក់ឈ្មោះឲ្យវាទៅហើយវាថាដេកថៅចុះដាក់ឈ្មោះអីក៏ស្រួលម្លេះវាចាប់កំណើតនៅពេលដែលផ្កាដេកថៅរីកស្គូស្គីបំផុតជូនពរឲ្យវាពេញមួយជីវិតនេះមិនជួបទុក្ខលំបាកឃើញតែផ្ការីពួកយើងត្រឡប់ទៅភ្នំតាយួនដែលអ្នកស្រឡាញ់បំផុតទៅបន្តជីវិតកាលពី1000ឆ្នាំមុនរបស់យើងរស់នៅជាមួយគ្នាដោយស្ងប់ស្ងាត់ទៅ
ម៉ូយល់ព្រមម៉ូក៏ចង់ត្រឡប់ទៅភ្នំតាយួនជាមួយម្ចាស់ដែរបានតោះពួកយើងនាំដេស៊ីនិងដេកហៅត្រឡប់ទៅភ្នំតាយួនទាំងអស់គ្នាអ្នកម៉ាក់មើលកូននេះមិនអន់ទេមានស្ទីលដូចខ្ញុំបាន3ចំណែកក៏មានភាពនឹងថឹងដូចខ្ញុំបាន2ចំណែកដែរកូនចង់រួមដៃជាមួយប្អូននិងអ្នកម៉ាក់ការពារប្រជាជនក្នុងរាជធានីលែងមានរឿងអ្វីដែលត្រូវស្ថិតក្នុងនាមជាមនុស្សលោកទៀតហើយពួកយើងនឹងរស់នៅជាមួយគ្នាដោយស្ងប់ស្ងាត់បែបនេះជារៀងរហូតល្អទេល្អសូមផ្ដើមបង្រួមចំរៀងកាយយ៉ាងម៉ៃជូនពុកម៉ែបងប្អូនទាំងប្រុសស្រីថ្លែងអំណរគុណពីចិត្តស្មោះផាក់ឌីចំពោះថាវិការដែលបានអូបបាត់ធំជាកម្លាំងចិត្តជំរុញឲ្យខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូបន្តសូមអរគុណចំពោះក្តីមេត្តាសូមអរគុណចំពោះក្តីមេត្តា